Hello សួស្តីអ្នកគ្នាខ្ញុំបាទអារីអេណាមេថ្ងៃនេះគឺខ្ញុំមកធ្វើរឿងរ៉ូម៉ាទិកមួយទៀតឲ្យអ្នកគ្នាស្ដាប់ដែលរឿងនោះមានចំណងជើងថា My Little Monster អញ្ចឹងទៅដែលជាប្រភេទរឿងស្នេហាហើយមកចូលទៅក្នុងសាច់រឿងអ្នកមកថ្មីកុំភ្លេចជួយចុច Subscribe ខ្ញុំអ្នកមួយផងតោះកុំឲ្យខាត់ពេលយូរចូលក្នុងសាច់រឿងយើងទាំងអស់គ្នាតែម្ដងទៅដល់ប្រាំទៅរឿងមកគឺយើងបានឃើញក្មេងស្រីសិស្សសាឡាមនេះអង្គុយតែម្នាក់អីចឹងទៅដែលនាងមានឈ្មោះថាស៊ីស៊ូគូដែលនាងបាននិយាយថានាងបានអង្គុយក្បែរសិស្សប្រុសម្នាក់ដែលគេមានឈ្មោះថាហារូចឹងទៅប៉ុន្តែមួយខែមួយនេះគេមិនបានមករៀនទេដោយមូលហេតុរបស់គេនោះគឺដោយសារការវាយតប់គ្នាដែលត្រូវបានគ្រូនាយកព្យួរឈ្មោះអីចឹងទៅប៉ុន្តែគេក៏មិនដែលឃើញមករៀនទៀតតែប៉ុន្តែរឿងទាំងអស់នេះមិនមែនជារឿងសំខាន់របស់នាងទេនៅពេលនោះយើងក៏បានឃើញអ្នកគ្រូម្នាក់ក៏បានមកជួបក្មេងស្រីស៊ីស៊ូគូអញ្ចឹងទៅដោយអ្នកគ្រូមួយនោះឈ្មោះថាស៊ូហៃក្រោយមកស៊ីស៊ូគូក៏បានទៅហាមួយកន្លែងនឹងជួបជាមួយនឹងបុរសម្នាក់ដែលគាត់មានឈ្មោះថាមីសាវ៉ាហើយនាងក៏បានសួររហារូអញ្ចឹងទៅនាងសួរមិនទាន់ផងពេលនោះក៏ឃើញហារូចេញមកគឺថាវាយអប៉ែណាលេងចាប់កវត្តគ្នាយកតែម្ដងដោយបានដេញថាឲ្យអប៉ែហ្នឹងទៅងាប់បាត់ទៅដោយលោកពូមីសាវ៉ាក៏បាននិយាយទៅហារូថាមិនបាច់ដល់ថ្នាក់ឲ្យគេទៅងាប់ទេនៅពេលនោះដែរហារូក៏បានចាអារម្មណ៍ស៊ីស៊ូគូអញ្ចឹងទៅគ្រាន់តែឃើញស៊ីស៊ូគូគឺថាហារូយើងគ្មានបានគេអ្វីច្រើនទេគឺថាហក់លើផ្អួចចុះទៅម្ដងគឺថាបែបនេះមិនដឹងមានជំងឺអ្វីទេមិនដឹងជំងឺអៀនស្អីឬក៏មិនទេក្រោយមកស៊ីស៊ូគូក៏បានប្រកោរបស់មួយទៅឲ្យលោកពូមីសាវ៉ាចឹងទៅដោយបាននិយាយថារបស់មួយនេះអ្នកគ្រូស៊ូហៃបានផ្ញើមកដើម្បីឲ្យហារូគាត់មើលហើយនាងក៏សុំលាលោកពូមីសាវ៉ាចាក់ចេញទៅវិញនៅពេលដែលស៊ីស៊ូគូកំពុងដើរចាក់ចេញទៅវិញនៅពេលនោះដែរក៏មាននរណាម្នាក់បានទាញស៊ីស៊ូគូអញ្ចឹងទៅដែលម្នាក់នោះគឺជាហារូគឺថាទាញកូនស្រីគេឡើងជិះលើគេតែម្ដងដោយហារូបាននិយាយថាតើអ្នកគឺជាចោរកម្មរបស់សាលាមែនឬទេដែលមកទីនេះដើម្បីឲ្យគាត់ទៅរៀនវិញដូចជាស្ត្រីចាស់ម្នាក់នោះគឺជាគ្រូនឹងគឺចង់ឲ្យខ្ញុំទៅរៀនវិញគឺថាអប៉ែនេះគឺថាចេញមកកាយយកតែម្ដងនៅពេលដែលស៊ីស៊ូគូព្យាយាមចាក់ចេញនៅពេលនោះហារូក៏បានហៅហើយក៏បានសួរថាតើនាងមានឈ្មោះអ្វីចឹងទៅដោយស៊ីស៊ូគូបាននិយាយថាខ្ញុំឈ្មោះស៊ីស៊ូគូដែលធ្វើឲ្យហារូយើងបែរទឹកមុខ90ដឺក្រេតែម្ដងដែលក៏បាននិយាយថាគឺជាមិត្តភក្តិដែលយកអំណោយឲ្យមកខ្ញុំមែនឬទេដែលធ្វើឲ្យស៊ីស៊ូគូនឹងនាងគៀងជាខ្លាំងគឺថាបែបនេះតប៉ែយកមែនតើមកហើយស៊ីស៊ូគូក៏ដើរជេរចឹងទៅដល់ហារូក៏បាននិយាយថាជួបគ្នាពេលក្រោយស៊ីស៊ូគូគឺថាបែបនេះដល់ក៏ក្រោយមកស៊ីស៊ូគូក៏បានមកជួបជាមួយនឹងអ្នកគ្រូស៊ូហៃដោយនាងបានមកប្រាប់អ្នកគ្រូហៃដោយបាននិយាយថាអ្នកគ្រូបានសន្យាថានឹងទិញសិភៅឲ្យគេមកក្បែរអញ្ចឹងទៅដោយអ្នកគ្រូបានសួរពីដំណើរដែលស៊ីស៊ូគូបានទៅជួបហារូអញ្ចឹងទៅដោយស៊ីស៊ូគូបាននិយាយថាហារូនឹងគិតថានាងគឺជាមិត្តភក្តិរបស់គេដែលធ្វើឲ្យអ្នកគ្រូនិយាយថាអញ្ចឹងល្អហើយតើឯងអាចជួយទៅនិយាយជាមួយនឹងហារូដើម្បីឲ្យគាត់មករៀនវិញដែរឬទេគឺថាខ្ញុំព្យាយាមខលទៅគាត់ប្រហែលដងហើយប៉ុន្តែគាត់មិនលើកលេខរបស់ខ្ញុំទេដែលអ្នកគ្រូស៊ូហៃនឹងបានព្យាយាមសុំអង្វរស៊ីស៊ូគូឲ្យបញ្ចុះចូលហារូមករៀនខ្លាំងមែនទែនប៉ុន្តែត្រូវបានហារូបដិសេធហើយនឹងព្យាយាមដើរចេញដោយអ្នកគ្រូនោះគឺនៅតែតាមជាប់ស៊ីស៊ូគូគឺថាដោយកអ្នកគ្រូនេះមិនដឹងកើតអីចង់ឲ្យកូនសិស្សមករៀនវិញខ្លាំងនេះនៅពេលដែលស៊ីស៊ូគូកំពុងតែដើរត្រឡប់ទៅផ្ទះវិញនៅពេលនោះដែរក៏មានដៃមួយចាប់ទាញនាងចូលទៅក្នុងដោយហារូយើងហ្នឹងគឺចាប់កូនស្រីគេទាំងរស់តែម្ដងតែបាននិយាយថាបើសិនជាស៊ីស៊ូគូឮមាត់គាត់នឹងចាប់រំលោភនាងអីហើយនាងក៏យកព្រមអីចឹងទៅដោយហារូយើងក៏បានយកកេះមួយមកគ្រប់ខ្លួនគាត់ហើយក៏រត់ដោយបាននិយាយថាឲ្យស៊ីស៊ូគូតាមគាត់មកបន្ទាប់មកពួកគេក៏ទៅដល់ទន្លេមួយដោយស៊ីស៊ូគូព្យាយាមសួរថាតើហារូនាំនាងមកទីនេះធ្វើអ្វីដោយហារូបាននិយាយថាគាត់បានជួបជាមួយឆ្កែហុងវែងផ្លូវមួយដោយគាត់បានយកវាមកលាក់នៅទីនេះដោយស៊ីស៊ូគូយើងក៏សម័យឃើញកាលពីក្មេងគឺថាមានតុនសាយស្លាប់អញ្ចឹងទៅដែលក្មេងៗជាច្រើនបានយំសោកស្ដាយអំពីតុនសាយមួយនោះប៉ុន្តែស៊ីស៊ូគូវិញគឺបានទៅនិយាយថាតើការស្លាប់មួយនេះមិនមានទំនាក់ទំនងជាមួយនាងទេតើនាងអាចត្រឡប់ទៅផ្ទះវិញដើម្បីសិក្សាបន្តបានដែរឬទេដោយនាងបាននិយាយថាគឺនាងមិនមានអារម្មណ៍សោកស្ដាយចំពោះអ្វីមួយទេដល់ពេលនោះដែរហារូក៏បានហៅស៊ីស៊ូគូដើម្បីឲ្យទៅមើលឆ្កែគឺថាឆ្កែនេះចេញមកគឺកាចខ្លាំងមែនតើដែលធ្វើឲ្យស៊ីស៊ូគូយើងនឹងមានការកៀងជាមួយអប៉ែហារូនឹងជាខ្លាំងតែម្ដងគឺថាអប៉ែនេះទៅប៉ែដល់ក៏ក្រោយមកពួកគេក៏បានទៅអង្គុយញ៉ាំអីនៅហាងមួយកន្លែងនៅក្នុងពិភពលោក
ទៅដោយស៊ីស្គូបាននិយាយថានាងបានប្រកោឆ្កែទៅឲ្យម្ចាស់របស់គេវិញទៅហើយនាងក៏បានគិតថាហេតុអ្វីបានជានាងត្រូវនៅទីនេះហើយបរិបទប៉ុន្មានអ្នកនេះគឺជានរណាគេដល់ពេលនោះដែរក៏មានបរិបទមួយទៀតសក់ព្រលឹងក៏បានដើរចូលមកដែរគាត់មានឈ្មោះថា Genji ដែលបរិបទនោះព្យាយាមសួរទៅ Haru ថាតើនារីម្នាក់នេះគឺជានរណាគេដោយ Haru បាននិយាយថានាងគឺជាមិត្តរួមថ្នាក់របស់គាត់ឲ្យចឹងទៅដល់ពេលនោះដែរក៏មានបរិបទម្នាក់បានសុំខ្ចីលុយពី Haru ដោយ Haru យើងធ្វើមុខមកខ្លាំងមែនតើប៉ុន្តែគ្រាន់តែបរិបទនោះនិយាយថាតើយើងគឺជាមិត្តភក្តិនឹងគ្នាមែនឬហើយ Haru យើងក៏ប្រែទឹកមុខ90ដឺក្រេនឹងឲ្យលុយទៅគេខ្ចីចឹងទៅដោយ Shizuku បានគិតថា Haru ម្នាក់នេះគឺពិតជាមនុស្សល្ងងខ្លាំងមែនតើក្រោយពីពួកនោះចាក់ចេញទៅHaru យើងក៏ក្តៅក្រហាយភ្លាមដោយសម្លុតទៅសួរ Shizuku ថាតើថ្ងៃហ្នឹងនាងបានទៅរៀនមែនឬទេដោយ Shizuku ក៏បាននិយាយថាតើវាយ៉ាងម៉េចដោយ Haru យើងក៏បានសួរថាទៅរៀនអញ្ចឹងសប្បាយអត់នៅពេលដែលចេញពីរៀនដើរលេងជាមួយមិត្តភ័ក្តិដើម្បីទៅនេះទៅនោះអញ្ចឹងទៅបន្ទាប់មក Shizuku ក៏បាននិយាយថាមិត្តភ័ក្តិគឺថាការរាប់អានគ្នាមិនគិតពីលើលុយឬក៏ផលប្រយោជន៍ខ្លួនឯងទេត្រូវតែមានភាពស្មោះត្រង់ចំពោះគ្នាអីចឹងទៅដែលធ្វើឲ្យ Haru យើងខឹងហើយក៏បានយកទឹកទៅចាក់លើក្បាលរបស់ Shizuku ហើយគាត់ក៏ព្យាយាមដើរចាក់ចេញនៅពេលនោះដែរ Shizuku យើងក៏មិនណយប្រមាណដែរក៏បានយកទឹកមួយគប់ក្បាលរបស់ Haru ហើយនាងក៏រត់ចាក់ចេញទៅបាត់ទៅនៅថ្ងៃបន្ទាប់នៅពេលដែល Shizuku កំពុងតែដើរពេលនោះអ្នកគ្រូស៊ូហើយក៏បានមកជួបនាងដោយបានសួរថាតើនាងបានបញ្ចុះបញ្ចូលឲ្យ Haru ត្រឡប់មករៀនវិញដែរឬទេដោយ Shizuku បាននិយាយថាគឺនាងមិនបានហៅ Haru មករៀនវិញទេហើយអ្នកគ្រូស៊ូហើយក៏បាននិយាយថែមទៀតថាបើសិនជាគាត់មិនមករៀនទេក្នុងរយៈពេលយូរបន្តិចទៀតគឺសាលានឹងត្រូវដកឈ្មោះគាត់ចេញនឹងលែងបានមករៀនជារៀងរហូតហើយក្រោយមក Shizuku ក៏បានមកហាងលោកពូមីសាវ៉ាម្ដងទៀតដែលខ្ញុំភ្លេចប្រាប់គឺថាហាងរបស់គាត់នឹងមានកន្លែងលេងហ្គេមឬវាយកូនគោអញ្ចឹងទៅដោយលោកពូមីសាវ៉ាក៏បានសួរថាតើនាងមកទីនេះដើម្បីអ្វីទៀតហើយដោយ Shizuku បាននិយាយថានាងមកទីនេះដើម្បីប្រាប់ Haru ថាបើសិនជាគាត់មិនត្រូវទៅរៀនទេគឺសាលានឹងមិនចេញដេញគាត់ចេញដោយលោកពូមីសាវ៉ាបាននិយាយថាពេលនេះ Haru មិននៅទេដោយហៅនាងឲ្យចូលទៅលេងវាយកូនគោខ្ញុំដឹងហ្នឹងស្អីគេភ្លេចឈ្មោះបាត់ហើយដោយនាងកំពុងតែលេងពេលនោះក៏លើមិត្តភ័ក្តិរបស់Haru បាននិយាយថាមួយរយៈក្រោយនេះគឺថា Haru មិនបានឲ្យលុយគេខ្ចីទេគឺថាមនុស្សនេះមើលទៅពិតជារាប់អានមិនកើតទេគឺថាឥឡូវនេះបរិះ Haru គឺអត់ប្រយោជន៍សម្រាប់ពួកគេទៅហើយដែលនៅពេលដែល Shizuku រៀបកតាបដើរចេញពេលនោះក៏ឃើញ Haru កំពុងតែអង្គុយនៅជិតនឹងផងដែរហើយ Shizuku យើងក៏មិនបានចាប់អារម្មណ៍ដែរនាងក៏ដើរចេញទៅនៅពេលដែលនាងដើរទៅជួបជាមួយនឹងពួកម៉ែរបស់ Haru នាងពិតជាមានភ័យខ្លាចប៉ុន្តែនាងបាននិយាយថាហេតុអ្វីបានជាពួកគេរាប់អាន Haru ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងទៅដោយនាងបាននិយាយថាឲ្យពួកគេជាចាត់នៅពេលនោះដែរក៏មានបុរសម្នាក់រៀបយកដៃមកចាប់នាងទៅហើយប៉ុន្តែពេលនោះ Haru ក៏បានមកចាប់ជាប់នឹងវាយអពៈនោះអញ្ចឹងទៅក្រោយមក Shizuku ក៏បានដើរទៅផ្ទះដោយ Haru ហ្នឹងគឺបានដើរតាមក្រោយនាងអញ្ចឹងទៅដោយនេះបាននិយាយថា Haru ហ្នឹងគឺជាបរិះទុនសោយអញ្ចឹងទៅគឺគាត់បានយំមួយថ្ងៃហើយនៅពេលដែលដើរតាមនាងហើយគាត់ក៏បាននិយាយថាគាត់ពិតជាសប្បាយចិត្តណាស់ដែលមានមិត្តភក្តិល្អអញ្ចឹងទៅហើយគាត់ក៏ចង់មានមិត្តភក្តិជាច្រើនផងដែរប៉ុន្តែគាត់មិនអាចរាប់អានបានទេដោយសារតែពួកគេមើលមកគាត់ដូចជាមនុស្សដ៏កាចស្ហោអញ្ចឹងទៅដោយ Shizuku ក៏បានមកអោប Haru ដែលធ្វើឲ្យគាត់ស្ងប់ចិត្តហើយក៏គាត់បាននិយាយថាតើនាងចូលចិត្តគាត់ដែរឬទេដោយ Shizuku បានបដិសេធប៉ុន្តែ Haru ក៏បាននិយាយថាគាត់ចូលចិត្ត Shizuku និងចង់ឲ្យ Shizuku ជួយគាត់ដើម្បីរាប់អានមិត្តភក្តិជាច្រើនអញ្ចឹងទៅហើយគាត់ក៏បាននិយាយបន្ថែមទៀតថាទោះបីជាគាត់មានមិត្តភក្តិច្រើនយ៉ាងណាក៏ដោយប៉ុន្តែគាត់ស្រឡាញ់តែ Shizuku តែម្នាក់គត់នៅថ្ងៃបន្ទាប់ Haru ក៏បានទៅរៀនប៉ុន្តែគាត់មិនបានចូលរៀនទេគឺឈរចាំនៅមុខវត្តទ្វារអញ្ចឹងទៅដោយ Shizuku ក៏បានដើរទៅដោយ Haru យើងក៏បានរត់តាម Shizuku បាននិយាយថាជួយខ្ញុំផងខ្ញុំហ៊ានចូលសាលាទេគឺគួរឲ្យភ័យខ្លាចខ្លាំងមែនតើគឺថាបែបនេះចូលរៀនមិនទាន់ដឹងអីទេគឺថាវាយគេទៀតបែបនេះកាន់មកមើលក្នុងថ្នាក់វិញពេលនៅចេញលេងពេលនោះ Haru ក៏បានហៅទៅ Shizuku អញ្ចឹងទៅហើយគាត់បាននិយាយថាប៉ុន្តែនេះគឺជារឿងធម្មតាគឺជាឱកាសល្អមិនដឹងថាបែបហ្នឹងកាត់អីទេគឺថាចាប់ស្រាត់ខោស្រាត់អោខ្លួនឯងឡើងពេញរត់ណាស់ឡើងគេស្រីពេញហ្នឹងមកគឺថាទូប្រុសបើកឆាកមកគឺថាតប៉ែយកតែមែនតើមិនដឹងថាបែបនេះកាត់អីនេះកាប់មកពេលមួយដែល Shizuku កំពុងតែអង្គុយរីឯ Haru វិញគឺថាដេកនៅលើដបូសាឡាមដឹងដបូកន្លែងដាក់កង់ក៏អីដល់នេះបាននិយាយថានាងមិនដឹងពីបញ្ហាការពីមួយខែមុនដែលសាលាយកខអំពី Haru ទេប៉ុន្តែគឺថាតាំងពីគាត់ត្រឡប់មករៀនវិញគឺថាគាត់ញញៃនាងខ្លាំងមែនទែនដោយបានអញ្ជើញនាងទៅញ៉ាំអាហារដែលគាត់ចង់ញ៉ាំប៉ុន្តែត្រូវបាន Shizuku បដិសេធដោយសារតែនាងបាននិយាយថាក្រោយពីចប់សាលាគឺនាងចង់រៀនបន្ថែមទៀតប៉ុន្តែ
បែហារូនេះគឺតាមស្អិតតែម្ដងគឺថាតាមស៊ីស៊ូគូដើម្បីឲ្យទៅញ៉ាំអាហារជាមួយនឹងគាត់នៅពេលដែលពួកគេកំពុងតែអង្គុយលេងពេលនោះអ្នកគ្រូសួរហើយក៏បានមកក៏បានហៅពួកគេចូលទៅដែលអ្នកគ្រូគ្រាន់តែឃើញហារូគឺថាគាត់មានភាពភ័យខ្លាចជាខ្លាំងដោយហារូយើងក៏បានចុះមកថាតើអ្នកមកទីនេះធ្វើអ្វីខ្ញុំស្អប់អ្នកខ្លាំងណាស់ដល់ពេលនោះដែរស៊ីស៊ីគូក៏បាននិយាយថាហារូគួរតែចូលទៅនិយាយជាមួយអ្នកគ្រូសួរបួសប៉ុន្តែហារូយើងក៏បានចាប់កវួតកឲ្យស៊ីស៊ីគូហើយអ្នកគ្រូក៏បានចូលមកបំបែកដោយបាននិយាយថាឯងគួរតែធ្វើដាក់មនុស្សស្រីឲ្យទន់ភ្លន់បន្តិចទៅហើយក៏បាននិយាយថាយើងនឹងប្រកល់សិភៅដែលយើងចូលចិត្តជាងគេទៅឲ្យឯងនៅពេលដែលហារូបានអានគឺសិភៅមួយនោះបាននិយាយថាការអោបគឺអោបឲ្យទន់ភ្លន់គឺជាជំរើសដ៏ល្អបំផុតដែលបែហារូមិនគិតអ្វីច្រើនទេគឺថាចាប់ទាញស៊ីស៊ូគូមកអោបតែម្ដងគឺថាបែនេះតប៉ែយកតែមែនតែនមកគឺអើយដល់កតួប្រុសនេះកាន់មកនៅក្នុងថ្នាក់រៀនវិញគឺថាមិនថាគ្រូបញ្យោនឹងនិយាយអ្វីទេហារូយើងគឺតែងតែឆ្ងល់នឹងសួរមិនដែលចេះអស់ហើយសួរប្រឆាចាក់ដោតតែម្ដងគឺថាធ្វើឲ្យជីវិតស៊ីស៊ូគូយើងដែលនៅចិត្តនឹងក៏នាងមិនអាច focus ការរៀនសូត្ររបស់នាងបានផងដែរកាត់មកល្ងាចឡើងសើក៏បានចេញទៅរៀនដោយហារូបានលូថាសើជាច្រើនជាមួយពួកម៉ាក់នឹងគ្នានៅពេលដែលគេចេញពីរៀនគេបានទៅញ៉ាំអីជាមួយគ្នាដើរលេងជាមួយគ្នាចឹងទៅហើយគាត់ក៏បង្ហាញផ្ទាំងដែលគាត់ចង់ទៅញ៉ាំទៅឲ្យស៊ីស៊ូគូប៉ុន្តែត្រូវបានស៊ីស៊ូគូបដិសេធដោយនាងបាននិយាយថានាងត្រូវការសិក្សាឲ្យកាន់តែច្រើននិងបានបន្ទុកកាន់តែច្រើនចឹងទៅនាងគ្មានអ្វីដើរលេងអត់ប្រយោជន៍ទេគឺនាងចង់តែសិក្សាដោយនាងបាននិយាយថាកាលពី1ឆ្នាំមុននាងបានសិក្សានិងបានបន្ទុកខ្ពស់ខ្លាំងមែនទែនប៉ុន្តែនាងមិនទទួលបានជ័យលាភីលេខ1ទេបែរទៅជាអ្នកដតេចឹងទៅហើយហារូក៏បាននិយាយអ្វីទៀតដោយជួយចូលមកបញ្យល់មេរៀនរបស់នាងដល់ពេលនោះដែរស៊ីស៊ូគូក៏បាននឹកឃើញថាកាលពី1ឆ្នាំមុនអ្នកដែលដើមចំណាប់ថ្នាក់លេខ1របស់នាងគឺជាហារូដែលធ្វើឲ្យនាងកាន់តែក្តៅក្រហាយតែម្ដងគឺថាបែបនេះមើលទៅលីលើតែរៀនខ្លាំងដែរណាតួប្រុសយើងដោយស៊ីស៊ូគូបាននិយាយបន្ថែមទៀតថានៅពេលនេះស៊ីស៊ូគូនិងហារូគឺជាសត្រូវនឹងគ្នាមិនអាចរាប់អានគ្នាបានទេគឺខ្ញុំត្រូវតែសិក្សាឲ្យកាន់តែខ្លាំងជាងលោកអីចឹងទៅនៅពេលព្រឹកហារូក៏បានមកជួបស៊ីស៊ូគូដែលស៊ីស៊ូគូយើងនឹងភ្នែកលឹងខ្មៅអិចអស់ហើយនាងនៅតែនិយាយថាលោកជាមួយនឹងខ្ញុំគឺជាសត្រូវខ្ញុំត្រូវតែសិក្សាខ្លាំងជាងលោកនៅពេលដែលស៊ីស៊ូគូបានដើរចេញហារូក៏បាននិយាយថាតើការសិក្សាគឺជាអ្វីគ្រាន់តែជាសំណួរនឹងការឆ្លើយប៉ុណ្ណោះអ្នកពិតជាស្អប់ខ្ញុំខ្លាំងណាស់ដែលអ្នកមិនចង់ដើរលេងជាមួយនឹងខ្ញុំក្រោយមកស៊ីស៊ូគូក៏បានទៅឆ្លោះគ្នាជាមួយនឹងតំបងសាលាហើយបាននិយាយថាតើវាយ៉ាងម៉េចហេតុអ្វីអារម្មណ៍ខ្ញុំបែបនេះវាយ៉ាងម៉េចខ្ញុំមិនយល់ទេហើយនាងក៏បានព្យាយាមដើរចេញទៅវិញទៅពេលនោះដែរក៏មានដៃមួយចាប់ទាញយើងទៅបាត់ដែលស៊ីស៊ូគូយើងត្រូវបានចាប់ដោយពួកក្មេងពួកម៉ាក់របស់ហារូយកទៅបន្ទប់ថ្នាក់របស់ពួកគេចឹងទៅហើយស៊ីស៊ូគូយើងនេះក៏ទៅប៉ែទៀតគេចាប់ចឹងក៏បានសួរថាតើខ្ញុំអាចសិក្សាបន្តបានទេដោយពួកគេក៏បានយកព្រមហើយស៊ីស៊ូគូក៏បានយកសភៅមកកត់មេរៀនបន្ថែមដែលធ្វើឲ្យពួកនោះគាំងជាខ្លាំងមកកាន់មកមើលហារូវិញកំពុងតែអង្គុយនៅក្នុងថ្នាក់សុកគាត់ក៏បានស្រែកសួរថាតើស៊ីស៊ូគូរបស់គាត់នៅទីណាដែលធ្វើឲ្យអ្នកនៅក្នុងថ្នាក់ហ្នឹងមានការភ័យខ្លាចជាខ្លាំងដោយមានក្មេងប្រុសម្នាក់បាននិយាយថាគាត់បានឃើញស៊ីស៊ូគូចាក់ចេញទៅខាងក្រៅអញ្ចឹងទៅហើយហារូយើងក៏បានចាក់ចេញដើម្បីទៅរកស៊ីស៊ូគូនៅពេលដែលហារូបានទៅដល់ក៏បានសួរថាហេតុអ្វីបានជាឯងចាក់នាងមកទីនេះស៊ីស៊ូគូក៏បានព្យាយាមខាត់ហារូផងដែរប៉ុន្តែគាត់មិនស្ដាប់មិនត្រឹមតែមិនស្ដាប់ទេគឺថាបានដាក់ស៊ីស៊ូគូបាត់ដៃឡើងប៉ើងតែម្ដងនឹងខ្ទប់គេជាងដោយហារូយើងក៏បានចូលទៅវាយពួកអានោះឡើងញញៃពេញហ្នឹងហ្មងហើយស៊ីស៊ូគូយើងហៀឈាមពេញច្រមុះក៏បានខឹងដែរក៏បាននិយាយថាតើលោកនេះគឺជាមនុស្សបែបណាហេតុអ្វីមិនអាចកែច្រឹកដល់ភ្លើរបស់លោកនេះបានលោកមិនគួរណាមករាប់អានជាមួយនឹងខ្ញុំទេដោយសារតែរវាងមិត្តភាពរបស់លោកបានវាយគ្នាទៅលេងទៅមកប៉ុន្តែខ្ញុំនេះគឺជាអ្នករងរបួសខ្ញុំពិតជាស្អប់លោកខ្លាំងណាស់ហារូនៅថ្ងៃបន្ទាប់ស៊ីស៊ូគូក៏បានខំរៀនធម្មតាប៉ុន្តែហារូមិនបានមករៀនទេគឺថាហារូនៅម៉ូម៉ៅនៅហាងរបស់គាត់ហើយស៊ីស៊ូគូយើងក៏បានទទួលបានចំណាប់ថ្នាក់លេខ1ដោយបំណងប្រាថ្នារបស់នាងប៉ុន្តែនាងបាននិយាយថាហេតុអ្វីបានជានាងមិនសប្បាយចិត្តទាល់តែសោះនៅពេលដែលមិនបានឃើញគាត់នៅពេលដែលហារូកំពុងតែអង្គុយលិតដៃនៅពេលនោះដែលលោកពូមីសាវ៉ាក៏បាននិយាយថាស៊ីស៊ូគូគួរតែយកចិត្តទុកដាក់ទៅលើក្មេងស្រីម្នាក់នោះទៅនៅពេលដែលក្មេងស្រីម្នាក់បានទៅនិយាយថាឲ្យពួកម៉ែរបស់គេគឺនាងពិតជាមានភាពក្លាហានខ្លាំងមែនទែនឯងគួរតែធ្វើល្អដាក់នេះនៅពេលនោះដែរស៊ីស៊ូគូក៏បានបង្ហាញខ្លួនភ្លាមដោយនាងបាននិយាយថានាងបានទទួលបានចំណាប់ថ្នាក់លេខ1ហើយដែលធ្វើឲ្យហារូយើងក៏មានការកេងជាខ្លាំងដែរដោយហារូបានសួរថាតើអ្នកស្អប់ខ្ញុំខ្លាំងរហូតចង់ជូតមុខខ្ញុំអីចឹងទៅគឺថាអ្វីនេះតប៉ែមែនដោយស៊ីស៊ូគូក៏បាននិយាយថាខ្ញុំមិនស្អប់អ្នកទេហារូ
បន្ទាប់មកស៊ីសកូបាននិយាយថាខ្ញុំភ្លេចប្រាប់អ្នកខ្ញុំអរគុណអ្នកខ្លាំងមែនតើដែលបានមកជួយខ្ញុំហើយពួកគេក៏បានខ្លាចជាមិត្តភក្តិនឹងគ្នាដោយស៊ីសកូបាននិយាយថាក្រោយមកហារូក៏បានស្ងប់ស្ងាត់អីចឹងទៅហើយពួកគេក៏បានទៅបណ្ណាល័យដោយស៊ីសកូព្យាយាមសួរទៅហារូហើយដើម្បីបានជាស្ងប់ស្ងាត់ម៉េចដោយសារតែអ្វីទៅដោយហើយហារូក៏បាននិយាយថាអ្នកមិនខ្វល់ទេគឺច្រើនអំពីការសិក្សាដោយហេតុផលខ្លះមែនទេអញ្ចឹងហើយគឺខ្ញុំមិនរំខានអ្នកក្នុងការសិក្សាទេនោះហើយគឺជាខ្ញុំធ្វើឲ្យស្ងប់ស្ងាត់ដើម្បីកុំរំខានអ្នកសិក្សាដែលហារូយើងក៏សប្បាយចិត្តដែរដោយបាននិយាយថាដូច្នេះមានន័យថាការព្យាយាមជួយនរណាម្នាក់ដោយយកចិត្តទុកដាក់គឺពិតជាល្អខ្លាំងមែនទែនហើយស៊ីសកូយើងក៏បានមុខក្រហមដោយបាននិយាយថាតានាងពិតជាខ្វល់ខ្វាយខ្លាំងមែនឬទេដល់ពេលនោះដែរស៊ីសកូក៏បានសួរទៅហារូថាតើគាត់ឃ្លានដែរឬទេហើយហារូក៏បានសួរថាតានាងរៀនចប់ហើយឬនៅដោយស៊ីសកូបាននិយាយថាតោះយើងទៅក្រៅដើម្បីញ៉ាំអីដែលធ្វើឲ្យហារូយើងក៏សប្បាយចិត្តខ្លាំងដែរដល់ពេលនោះដែរនៅពេលដែលពួកគេញ៉ាំហើយកំពុងតែដើរត្រឡប់ទៅវិញដោយស៊ីសកូបាននិយាយថាក៏ពិតនាងរៀនមិនទាន់ចប់ទេប៉ុន្តែក្រៅពីនេះមើលទៅហារូគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយអាប៉ែហារូនេះគឺថាដៃឆៅខ្លាំងមែនទែនគឺថាចាប់ទីងក៏អើកូនគេមកដល់គឺចាប់បឺតមាត់តែម្ដងគឺថាអាប៉ែនេះគោចុយអើយហើយហារូយើងថើបហើយក៏បាននិយាយថាហេតុអ្វីបានជាបេះដូងខ្ញុំមិនលោតដូចជាមិននៅក្នុងសភៅសោះសភៅនេះបោកខ្ញុំទេដឹងហើយកលេចមកមើលស៊ីសកូវិញគឺថាដល់កអាប៉ែនេះហើយហារូយើងក៏បាននិយាយថែមទៀតថាមើលទៅវាមិនអីទេតួមិនលោតឬក៏មិនលោតជារឿងធម្មតាអ្នកដែលលោតបេះដូងគឺជាស៊ីសកូហើយហារូយើងក៏បាននិយាយថែមទៀតថាអើយប៉ុន្តែមិនអីទេខ្ញុំនៅតែស្រឡាញ់អ្នកហើយក៏ដើរទៅមុខទៅទៀតទៅដល់ផ្ដាប់ផ្សាយរឿងភាគ2ហ្នឹងគឺយើងបានឃើញស៊ីស៊ូគូគឺនាងបានញ៉ាំអាហារច្រើនខ្លាំងមែនទែនដែលនាងបាននៅតែបន្តហាមញ៉ាំទៀតដែលធ្វើឲ្យហារូឆ្ងល់ថាហេតុអ្វីបានជានាងញ៉ាំច្រើនម្ល៉េះដោយស៊ីស៊ូគូបាននិយាយថានាងខំញ៉ាំច្រើនប៉ុណ្ណឹងហើយដើម្បីបំភ្លេចរឿងទាំងអស់នោះប៉ុន្តែហេតុអ្វីក៏បេះដូងរបស់នាងនៅតែលោតនឹងនឹកឃើញពីការថើបរបស់ហារូតើវាគឺជាអ្វីគឺវាពិតជាទន់ទ្រាំខ្លាំងមែនទែនហើយស៊ីស៊ូគូនៅតែបន្តហាវរបស់ញ៉ាំទៀតដែលធ្វើឲ្យហារូថាអ្នកញ៉ាំមកតន់ឆ្អែតទៀតកាត់មើលហាងលក់ទំនិញមួយដោយស៊ីស៊ូគូបាននិយាយថាតាំងពីថ្នាក់បឋមមកនាងមិនដែលខ្វល់ពីនរណាម្នាក់ទេប៉ុន្តែហេតុអ្វីឥឡូវនេះនាងមានអារម្មណ៍ថាផ្លាស់ប្ដូរឲ្យច្រើនទៅហើយនាងក៏បានអង្គុយគិតបន្លែថាត្រូវលក់ប៉ុន្មានអីច្រើនទៅពេលនោះដែរក៏មានបរិយម្នាក់បានដើរមកដែលគឺជាឪពុករបស់ស៊ីស៊ូគូក៏បានសួរថាតើអ្នកមានអ្វីនៅក្នុងចិត្តមែនទេបានមើលទៅដូចជារៀងប្លែកដោយស៊ីស៊ូគូក៏បាននិយាយថាបើសិនជាឪពុកគេចេះកណនីនាងមិនបាច់មកចំណាយពេលដើម្បីកណនីទំនិញទាំងអស់នេះទេហើយដល់ពេលដែលឪពុកនាងចេញទៅបាននាងក៏បានលក់អីច្រើនទៅដែលនាងធ្វើឲ្យអ្នកទិញនឹងក៏មានការភ័យខ្លាចខ្លាំងដែរកាត់មកមើលនៅក្នុងថ្នាក់វិញដោយអ្នកគ្រូស៊ូហើយបានមកប្រាប់សិស្សទាំងអស់គ្នាថាបើសិនជានរណាគេប្រឡងធ្លាក់ឬមានបន្ទុកតិចនឹងត្រូវប្រឡងសមអីចឹងទៅនៅពេលនោះដែរហារូក៏បានសួរទៅស៊ីសកូថាតើនាងនឹងត្រូវប្រឡងសមដែរឬទេដោយស៊ីសកូបាននិយាយថានាងមិនអាចទេដោយសារតែបន្ទុកនាងច្រើនទៅនៅពេលនោះដែរនៅក្នុងខ្លួនរបស់ហារូដូចជាមានអ្វីចម្លែកគឺថាបុកក្បាលពោះគាត់ដែលធ្វើគាត់ប្រកាច់អីចឹងទៅនៅពេលដែលស៊ីស៊ូគូចាប់ទីឆ្អើរបស់គាត់ទើបដឹងថានៅក្នុងខ្លួនគាត់ហ្នឹងគឺជាមន់គឺថាពេលនេះដល់ក៏យកមន់មកដាក់នៅក្នុងអាវដោយហារូបាននិយាយថាគាត់បានឃើញមន់ហ្នឹងរត់កាត់មួយភ្លៀងអញ្ចឹងទៅគាត់ក៏យកវាមកតាមហ្មងទៅហើយហារូយើងគឺគ្មានអ្វីចម្លែកទេគឺថាបានកាន់មន់ហ្នឹងហក់ចេញពីប្អួចស្លាយកតែម្ដងហើយក៏បានយកមន់ហ្នឹងទៅដាក់នៅក្នុងកេសមួយច្រើនទៅដោយមានសិស្សជាច្រើនទៀតបានមកមើលដោយក្នុងកេសហ្នឹងបានសរសេរថាគឺជាមន់របស់ហារូដែលស្ថិតនៅក្នុងថ្នាក់ណែអញ្ចឹងទៅដែលធ្វើឲ្យស៊ីស៊ូគូយើងក៏បាននិយាយថាគឺដោយសារតែអាកប្បកិរិយាចម្លែករបស់ហារូបានធ្វើឲ្យអ្នកដទៃទៀតក៏មានការចារអារម្មណ៍ខ្លាំងដែរនៅពេលដែលនាងកំពុងតែអង្គុយគិតពេលនោះរូក៏បង្ហាញខ្លួនក៏បាននិយាយថាគាត់ខំធ្វើអ្វីគ្រប់យ៉ាងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ស៊ីស៊ូគូហេតុអ្វីមិនអើពើនឹងគាត់ដោយស៊ីស៊ូគូបាននិយាយថាហេតុអ្វីបានជាខ្ញុំគិតថាខ្ញុំមិនអើពើនឹងនោះដោយស៊ីស៊ូគូបាននឹកឃើញវាស្នាមថើរបស់ហារូធ្វើឲ្យរៀងអៀនជាខ្លាំងដល់ពេលនោះដែរហារូក៏បានលើកស្លេកដល់អាណាគេកំពុងតែលេងជាមួយមាត់របស់គាត់គឺថាបែឌូហោះចូលទៅគឺថាលឺតែស្លេងវាយពុងប៉ាំងដោយបាននិយាយថាគ្មានអាណាម្នាក់មកហ៊ានយកមាត់របស់គាត់ទេនៅពេលដែលស៊ីស៊ូគូកំពុងតែអៀនផងខឹងផងនោះយើងក៏បានឃើញដូចជាមានក្មេងស្រីម្នាក់បានមកព្យាយាមហៅស៊ីស៊ូគូអញ្ចឹងទៅហ
ពេលដែលពួកគេត្រឡប់ដល់ប្រទេសពេលនៅស៊ីស៊ូគូក៏បាននិយាយសួរទៅហារូថាតើគាត់នឹងស្រឡាញ់នាងមែនដែរឬទេដោយហារូបាននិយាយថាត្រូវហើយខ្ញុំស្រឡាញ់នាងហើយហារូក៏បានសួរថាតើគិតយ៉ាងណាបើសិនជាគាត់ឲ្យមាត់របស់គាត់នឹងដើម្បីឲ្យស៊ីស៊ូគូមើលថែដោយស៊ីស៊ូគូបាននិយាយថាប្រហែលជានាងមើលថែមាត់នឹងដោយការយកទៅជៀនអីចឹងទៅនៅពេលនោះដែរក៏មានក្មេងស្រីម្នាក់បានរត់មកតែតាក់សម្រាប់គឺថាដេកនៅក្នុងសម្រាប់តែម្ដងដែលក្មេងស្រីម្នាក់ហ្នឹងគឺថាមានឈ្មោះថាអាសាកូដោយនៅក្នុងហាងអាហារដោយអាសាកូបានណែនាំខ្លួនទៅកាន់ពួកគេទាំងពីរនាក់អីចឹងទៅនឹងនិយាយបន្ថែមទៀតថាហេតុអ្វីបានជាហារូនឹងមាត់របស់គាត់បន្តសម្លឹងមើលមកនាងបន្ទាប់មកអាសាកូក៏បាននិយាយទៅស៊ីស៊ូគូថាមូលហេតុដែលនាងមករកស៊ីស៊ូគូហ្នឹងគឺដើម្បីឲ្យស៊ីស៊ូគូហ្នឹងជួយបង្រៀននាងអីចឹងទៅដោយនាងមិនចង់រៀនថ្នាក់បំពន់នៅសប្តាហ៍ក្រោយទេដោយសារតែនាងមានការណាត់ជួបជាមួយមិត្តរបស់នាងអីចឹងទៅប៉ុន្តែត្រូវបានស៊ីស៊ូគូបដិសេធដោយបាននិយាយថាវាជារឿងរបស់នាងគាត់មិនមានពេលវេលាដើម្បីបង្រៀននាងទេហើយស៊ីស៊ូគូយើងក៏បានហៅហារូដើម្បីចាក់ចេញអីចឹងទៅបន្ទាប់ពីពួកគេដើរចាក់ចេញពេលនោះក្មេងស្រីអាសាកូក៏បានមកតាមដោយនាងនិយាយផងយំហងប៉ុន្តែត្រូវបានក្អួតចេញមកចឹងទៅដោយពួកស៊ីស៊ូគូបាននិយាយថានាងព្យាយាមញ៉ាំអាហារដោយច្រើនចឹងមែនដោយក្មេងស្រីអាសាកូបាននិយាយថានាងដើម្បីញ៉ាំដើម្បីប្រុសតាក់ទាញនាងអីចឹងទៅចូលចិត្តនាងដែលមានមនុស្សប្រុសជាច្រើនមកតាមស្រឡាញ់នាងប៉ុន្តែពួកគេទាំងពីរនាក់ដូចជាគ្មានអាណាខ្វាយខ្វល់នោះទេបន្ទាប់មកពួកគេក៏បានដើរទៅដល់សួនមួយដោយអាសាកូបានបង្ហាញពីទីកន្លែងដែលនាងត្រូវបានណាត់ជួបជាមួយមិត្តភ័ក្តិជាច្រើនអីចឹងទៅដោយនាងបាននិយាយថាដោយសារតែមូលហេតុនេះហើយគឺនាងមិនដែលបានជួបពួកគេទេហើយនៅពេលដែលនាងជួបពួកគេគឺពិតជាមានអារម្មណ៍ស្បែកចិត្តជាខ្លាំងប៉ុន្តែបើសិនជានាងនៅបានតែប្រតុតិចនោះសប្តាហ៍ក្រោយគឺនាងនឹងត្រូវរៀនបំពន់អញ្ចឹងហើយនាងមិនបានចេញទៅជួបពួកគេទេដោយព្យាយាមឲ្យស៊ីស៊ូគូជួយបង្រៀនប៉ុន្តែត្រូវបានស៊ីស៊ូគូបដិសេធអញ្ចឹងទៅដោយនាងព្យាយាមរត់តាមនៅពេលនោះដែរហារូក៏បានមើលទៅ laptop របស់នាងមើលពីទីកន្លែងហ្នឹងគាត់ក៏បាននិយាយថាអូខេគាត់នឹងជួយបង្រៀននាងប៉ុន្តែនាងក៏ត្រូវតែនាំគាត់ទៅទីនោះផងដែរដោយគាត់ចង់បានមិត្តភ័ក្តិមួយចំនួនអីចឹងទៅហើយអាសាកូក៏បានយកព្រមដែលធ្វើឲ្យស៊ីស៊ូគូក៏មានការងឿយឆ្ងល់ដែរក្រោយមកពួកគេក៏បានទៅជួយបង្រៀនអាសាកូដោយហារូបានបង្រៀននាងអំពីគណិតវិទ្យាចឹងទៅប៉ុន្តែនាងគឺពិតជាល្ងងខ្លាំងមែនទែនមិនអាចរៀនចេះទេហើយហារូក៏បាននិយាយបន្ថែមទៀតថាផែនដីប្រវត្តិឬអ្វីផ្សេងទៀតអ្នកគ្រាន់តែតន្ទិញនឹងសិក្សាវាបានច្រើនទៅគឺវាចេះទៅហើយដែលធ្វើឲ្យស៊ីស៊ូគូដែលបានមើលហ្នឹងក៏នាងញញឹមអំពីអាកប្បកិរិយារបស់ហារូផងដែរក្រោយមកស៊ីស៊ូគូក៏បានទៅអង្គុយញ៉ាំអាហារនៅជិតមាន់របស់ហារូអញ្ចឹងទៅដោយនាងបានទៅឆ្លោះគ្នាជាមួយមាន់នៅពេលនោះដែរហារូក៏បានបង្ហាញខ្លួនដែលធ្វើឲ្យនាងភ្ញាក់ជាខ្លាំងក្រោយមកហារូក៏បានយកស្ពៃដើម្បីទៅឲ្យមាន់របស់គាត់ញ៉ាំអញ្ចឹងទៅដោយស៊ីស៊ូគូបានសួរអំពីការបង្រៀនរបស់អាសាកូដោយហារូបាននិយាយថាវាមិនរៀនរឿងអ្វីទេដោយស៊ីស៊ូគូបាននិយាយបន្ថែមទៀតថាតើវាពិតជាបញ្ហាដែលមនុស្សមិនចូលចិត្តអ្នកដែរឬទេដោយហារូបាននិយាយថាអ្នកពិតជាពិសេសណាស៊ីស៊ូគូអញ្ចឹងទៅដោយគាត់បានបញ្យល់ថាគាត់ដូចជារស់នៅក្នុងពិភពមួយដ៏សែនងងឹតអីចឹងទៅមើលទៅវាពិតជាភ័យខ្លាចប៉ុន្តែឥឡូវនេះគាត់មិនមានភាពភ័យខ្លាចបន្តទៀតទេពីព្រោះដែលគាត់នោះនៅបាននៅក្បែរជាមួយនឹងស៊ីស៊ូគូអញ្ចឹងទៅហើយគាត់ក៏បាននិយាយថាគាត់ស្រឡាញ់ស៊ីស៊ូគូនៅថ្ងៃបន្ទាប់ទៀតស៊ីស៊ូគូក៏បានទៅអង្គុយរៀននៅក្នុងបណ្ណាល័យចឹងទៅប៉ុន្តែនាងបានល្អូមអ្នកឯងថាហេតុអ្វីបានជានាងមានអារម្មណ៍ទាំងអស់នេះកើតឡើងគឺនាងមិនអាចសិក្សាបានទេនាងត្រូវតែសិក្សានៅពេលដែលនាងកំពុងតែល្អូនៅក្នុងបណ្ណាល័យពេលនោះយើងក៏កន្លែងឃើញក្មេងៗនៅខាងក្រៅនឹងមានក្មេងប្រុសម្នាក់បានចាប់អារម្មណ៍ជាមួយនឹងស៊ីស៊ូគូអញ្ចឹងទៅដោយគាត់ក៏បានចូលមកនិយាយជាមួយស៊ីស៊ូគូដោយស៊ីស៊ូគូបានសួរថាតើលោកជានរណាគេដោយក្មេងម្នាក់នោះបាននិយាយថាយើងរៀនថ្នាក់ជាមួយគ្នាអញ្ចឹងទៅតែគេមានឈ្មោះថាអាសាយ៉ានហើយពួកគេក៏បាននិយាយគ្នាដោយអាសាយ៉ានបានសួរថាហេតុអ្វីបានជានាងនាំហារូមកត្រឡប់មករៀនអញ្ចឹងទៅដោយស៊ីស៊ូគូបាននិយាយថាគឺគាត់តែចង់បានមិត្តភក្តិម្នាក់ហើយគាត់ក៏បានមករៀនដោយខ្លួនឯងផងដែរដោយអាសាយ៉ានក៏បាននិយាយថាស៊ីស៊ូគូនឹងក៏ធ្លាប់រៀនជាមួយគាត់ផងដែរកាលពីបឋមសិក្សាអីចឹងទៅនៅពេលនោះដែរពួកម៉ារបស់ក្មេងប្រុសអាសាយ៉ានក៏បានហៅពួកគេដើម្បីទៅលេងបន្ថែមទៀតនៅពេលដែលអាសាយ៉ានដើរចេញពេលនោះស៊ីស៊ូគូក៏បានហៅនិងបានសួរមួយសំណួរទៅគាត់ប៉ុន្តែយើងក៏មិនដឹងសួរអំពីអ្វីផងដែរ
កាន់មកមើលពេលមិនទាន់នៅពេលដែលស៊ីសកូមើលត្រឡប់មកថ្នាក់វិញគឺបានឃើញអាសាកូដេកនៅលើតុអីចឹងទៅដោយអាសាកូបានអួតថាគឺនាងមិនអាចរៀនចេះបានទេនៅពេលនោះដែរស៊ីសកូក៏បានចាស់អារម្មណ៍សលេងនៅខាងក្រៅគឺថាអ្នកគ្រូស៊ូហៃនឹងកំពុងតែដេញហារូគឺហារូនឹងបានយកមាត់ច្រើនទៅដោយអ្នកគ្រូព្យាយាមប្រាប់ថាគឺមិនឲ្យយកមាត់មកសាលារៀនទេប៉ុន្តែហារូនឹងក៏នៅតែស្រែកដាក់អ្នកគ្រូចឹងទៅយើងក្រឡេកមកមើលអាសាកូជាមួយនឹងស៊ីសកូវិញអាសាកូក៏បាននិយាយថាតើវាពិតជាចម្លែកខ្លាំងណាស់មែនទេនៅពេលដែលមនុស្សជាច្រើនបានរក្សាចម្ងាយពីនាងអីចឹងទៅគឺពួកគេពិតជាមានការវាយឆ្លាតប៉ុន្តែពួកគេមិនចោះរាប់អានមនុស្សដែលលងងទេហើយអាសាកូបាននិយាយបន្ថែមទៀតថាបើសិនជានាងស្ថិតនៅក្នុងប្រព័ន្ធអ៊ីនធឺណិតវិញគឺនាងរស់នៅដោយមានភាពសប្បាយរីករាយខ្លាំងមែនទែនដោយសារតែមានមិត្តភ័ក្តិជាច្រើនបានជួយនាងអំពីបញ្ហាមួយចំនួនអញ្ចឹងទៅប៉ុន្តែវាមិនដូចជាការប៉ັດដែលនៅខាងក្រៅគេគឺមនុស្សជាច្រើនបានរក្សាចម្ងាយពីនាងអញ្ចឹងទៅដល់ពេលនោះដែលស៊ីសកូក៏បាននិយាយថានាងយកអារម្មណ៍ទាំងអស់នេះហើយនាងក៏បានមើលសិភៅនិងជួយបង្រៀនអាសាកូអញ្ចឹងទៅដែលធ្វើឲ្យនាងសប្បាយចិត្តនៅពេលនោះដែរស៊ីសកូក៏បានហៅទៅហារូដែលអ្នកគ្រូកំពុងតែដេញហ្នឹងបានហៅថាតើគាត់មានការប្រជុំសិក្សាដែរទេដោយហារូក៏បានយកព្រមហើយអាសាកូនាងក៏សប្បាយចិត្តផងដែរក្រោយមកពួកគេក៏បានទៅសិក្សានៅហាងរបស់លោកពូអាសាវ៉ាទៅគឺថាស៊ីសកូនឹងបានវាយអាសាកូថាកុំឲ្យដេកចឹងទៅដែលយើងក៏លេងទៅមើលហារូវិញគឺថាបានដេកអប់មន់គាត់ធ្វើមិនដឹងដោយលោកពូអាសាវ៉ាបាននិយាយថាតើគាត់អាចទៅផ្ទះបានដែរទេប៉ុន្តែគ្មាននរណាខ្វាយខ្វល់ពីគាត់ទេកាលមួយថ្ងៃបន្ទាប់អាសាកូនៅពេលដែលប្រឡងហើយនាងក៏ទទួលបានបន្ទុកខ្ពស់ក្រោយមកយើងក៏បានឃើញឈុតមួយទៀតដោយអាសាកូបាននិយាយថានាងពិតជាខកចិត្តខ្លាំងមែនទែនដែលនាំហារូទៅជាមួយនាងគឺថាមានក្មេងស្រីនរណាម្នាក់ទេដែលហ៊ានចូលមកចិត្តនាងដោយសារតែពួកគេខ្លាចហារូអញ្ចឹងទៅហើយអ្វីដែលសំខាន់ជាងនោះគឺថាហារូនឹងបានវាយគ្នាឡើងពេញហ្នឹងមកគឺថាធ្វើឲ្យនាងពិតជាខឹងហារូខ្លាំងមែនទែនដែលនាំហារូទៅនៅពេលនោះដែរអ្នកគ្រូស៊ូហើយក៏បានចូលមកដោយ3មាន់របស់ហារូចឹងទៅដោយមាន់នោះបានចិត្តថ្ពាល់របស់អ្នកគ្រូដោយអ្នកគ្រូបានស្រែកទៅហារូថាតើយកប្រាប់ឲ្យប្រមាណដងហើយថាមិនឲ្យយកមាន់រៀនមកសាលាទេឯងនៅតែព្យាយាមយកវាមកសាលានៅពេលនោះដែរស៊ីសកូក៏បាននិយាយប្រាប់ហារូថាគឺនាងបានប្រាប់អាសាយ៉ានហ្នឹងគឺឲ្យគាត់ហ្នឹងជួយមើលថែមាន់របស់ហារូផងកាន់1ម៉ោងចេញលេងវិញដោយហារូនឹងព្យាយាមដារ៉ូស៊ីសកូប៉ុន្តែរកមិនឃើញទេដែលស៊ីសកូនិងអាសាកូបាននៅលើដំបូលដោយអាសាកូបាននិយាយថាហារូព្យាយាមដារ៉ូនាងយូរហើយតែមិនចង់ប្រាប់គាត់ទេដោយស៊ីសកូក៏បាននិយាយថាមិនបាញ់ប្រាប់គាត់ទេនៅពេលនោះដែរអាសាកូក៏បានថានាងនឹងទៅទិញអីឲ្យស៊ីសកូផឹកអីចឹងទៅនៅពេលដែលនាងចាក់ចេញទៅបានស៊ីសកូក៏បាននិយាយថាទីបំផុតខ្ញុំមានឯករាជ្យភាពហើយគឺមានភាពស្ងប់ស្ងាត់មានសំឡេងរំខានមកពីណាបន្តទៀតទេនៅពេលដែលអាសាកូត្រឡប់មកពីទិញវិញក៏បានឃើញហារូនឹងកំពុងតែអង្គុយនៅចិត្តស៊ីសកូដោយគាត់បានធ្វើកាយវិការកុំឲ្យនាងលឺមាត់អីចឹងទៅហើយនាងក៏បានព្យាយាមចាក់ចេញទៅវិញនៅពេលដែលស៊ីសកូបានដឹងខ្លួនទៅនាងដឹងខ្លួនថានាងបានកេងនៅលើហារូអស់រយៈពេលជាយូរមកហើយដោយនាងបានព្យាយាមក្រោបចេញពីហារូប៉ុន្តែត្រូវហារូទាញក្បាលចុះមកវិញចឹងទៅដោយស៊ីសកូបានសួរថាហេតុអ្វីបានជាហារូហ្នឹងមិនដាស់នាងឲ្យងើបពីគេងដោយហារូបាននិយាយថាគឺនាងមិនចង់រំខាននាងទេប្រហែលជានាងងឿយហត់ខ្លាំងហើយប៉ុន្តែនៅពេលដែលនាងគេងគឺថាវាពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនតើហើយស៊ីសកូក៏បាននិយាយថាវាពិតជាមានអារម្មណ៍ល្អខ្ញុំមិនដែលគេងមើលផ្ទៃមេឃដ៏ស្រស់ស្អាតបែបនេះបន្តទៀតទេហើយយើងក៏បានរំលងការសិក្សាផងដែរគឺថាពួកគេនឹងមិនបានចូលខ្ញុំអត់យល់គឺថាអត់បានចូលរៀនណាដូចជាមានរឿងអ្វីសាក់ពួកយើងបើសាក់ចូលរៀនមើលហ្មងគ្រូទេតម៉ែងាប់ចុយឥឡូវហ្នឹងដោយនាងបាននិយាយបន្ថែមទៀតថាឥឡូវនេះនាងមិនខំសិក្សាប៉ុន្មានទេគឺនាងត្រូវតែធ្វើឲ្យខ្លួននាងមានចិត្តសប្បាយរីករាយផងដែរហើយនាងក៏បាននិយាយបន្ថែមទៀតទៅហារូថាគឺនាងបានស្រឡាញ់ហារូដោយផ្ដាំផ្សាយរឿងភាគថ្មីមកគឺនៅផ្ទះរបស់ស៊ីស៊ូគូអញ្ចឹងទៅដោយហារូក៏បានដើរចេញមកដោយឪពុករបស់ស៊ីស៊ូគូគ្រាន់តែឃើញហារូក៏មានភាពភ័យខ្លាចផងដែរដោយហារូក៏បាននិយាយបន្ថែមទៀតថាផ្ទះរបស់ស៊ីស៊ូគូនឹងមានខ្មោចដោយយប់មិញហ្នឹងគាត់កំពុងតែដេកសុកសុកក៏មានក្មេងប្រុសម្នាក់ហ្នឹងបានមកឈរនៅលើក្បាលក្រែរបស់គាត់ដោយសម្លឹងមើលមុខគាត់អីចឹងទៅហើយស៊ីស៊ូគូក៏បានប្រាប់ហារូថានោះគ្រាន់តែជាប្អូនប្រុសរបស់ស៊ីស៊ូគូទេ
การมาเมื่อถนัดเรียนเวงโดยฮารุตัวบานจำนับถนัดเล็กมวยซิสกูจำนับถนัดเล็กปีจังเต้าแต่เธอซิสกูเนี่ยก่อนมันเป็นจัดพอหน้าโดยเนี่ยมันอุ้มในท่ารถโดยกล่าวขาหมกนี่เนี่ยหนึ่งต่อศึกษาเหมือนไทม์เจจังเต้าเรียฮารุเวงคือก่อนสมัยดาเลนโนรถโดยกล่าวนาในจังเต้าแต่ไปโนได้อาซาโกกับบานโจมันเลิกตักเจอรบซิสกูทันเดินตัววันประตูหลังโรยเชียงผมวยโรยเชียงไอ้เรียเนี่ยเพิ่งเติมแต่ใบโรยซ่อมมาช่วยเลิกตักจัดเกจังเต้านับไปดูได้ฮารุเยอะกับบ้านฮาวซิสกูดับไปตลาดเลยไอ้จังเตอร์โดยก็บ้านยีท่าก็จังเคยซิสกูนั่งเปะชดบีกันนี้งุยตักได้เถอะอาซาโกกับบ้านสุสาฮารุได้ได้มีเพียงคลาฮันใหญ่แบบนั่งนับไปดูได้ซาซายันก็กับบ้านโจมาออยผูกเกจชมัวดับไปปฏิกากันละขางมอยจังเตอร์ปนท้ายซิสกูเนี่ยมันปะใส่ดอยเนี่ยบ้านดาจินตกแข่งคราวนั่งนี่ยังมาแทนเรียท่าเนี่ยตะโรเนี่ยครูดับไปต่อว่าประตูไอ้จังเตอร์โดยซิสกูกับบานมาต่อว่าประตูช่วยนังนักครูสู้ให้อมปีจำลายดอกบอเนี่ยโดยนักครูบานใหญ่แท้จำลายเต่าผลท้ายวิมตำเต่าให้กับบานใหญ่แท้ที่ได้ให้ไว้บานเชียร์สอดเสียอมปีการชื่อจับในเบดงจังเต่าเวียมันตำเต่าที่แต่ซิสกูเนี่ยเราแต่ต่อว่าจังเต่าโดยนักครูบานใหญ่เตี้ยท่าแต่สไนฮาเชียร์ไว้ให้เราไว้บานเชียร์ลงสไนฮาจังเต่าก่อนเราแต่ช่วยแก้ประตูแทมเอาไว้ตัวซิสกูเต่าโดยซิสกูบานจะท่าเต่าให้คือฮารุนักเต่าบานปฏิเสธสไนรบเนียงนับไปได้ซิสกูได้ตลอดวันดอยเนี่ยมันชนะทางแฮร์ไว้บ้านเชียเนี่ยนั่งลงสไนจมูกหนึ่งฮารุนับไปเราได้ฮารุก่อนเราจัดนั่งหายกับบ้านฮาวซิสกูจังเต้าเนี่ยกับบ้านดาตลอดมาวิ่งมาเมื่อมุกฮารุนับไปเราได้กับเมฆเมสไรปีใบเนี่ยบ้านตัวเบอร์มาโรฮารุหายพวกเกย์ปัจจุบันภัยคล้ายๆเหมือนเต้นโดยซาแต่เคยฮารุจังเต้านับไปเราได้ฮารุแบบมันหดเบอร์เกย์เต้แต่หดต่อไปกระโดดจังเต้าrồiก็หดเบอร์ต่อเกย์วิ่งแต่เธอไม่จะเอาโน้ก็มีเพียบภัยคล้ายพอแน่โดยซิสกูเนี่ยมันดีแท้เนี่ยมันกลัวเฟอร์แบบนี้เต้าจำพวงมันดูชมเป็นโคลนเต้ขยมโจจัดเนี่ยนับไปได้เนี่ยยืนยันไม่เจ้าเต้ากำมาเมื่อไม่ใช่เนี่ยดอยเนี่ยก็ปงแต่กูปงโลไปเจอเตอร์ดอยฉุกติดเป็นนางได้เนี่ยนักแข่งครั้งคือฮารุคือไทยหลังเป็นกบามังกำปงแต่งโกยจมูกมัวเราบอกก่อนนับไปนู้นได้ก่อนกับบานเงือบลางแต่เธอเมนูพยจังเต้าดอยฮารุกับบานกระดำปีเปียสมเด็จเราบอกซิสกูหายก่อนกับบานยืนยันดักเมนไซนู้หายคือถ้าเมนไซนู้ลงสแนก่อนแต่ดองกรอยมาก่อนแต่แต่ได้ช่วยเมนไซเธอไว้เซ่ดอยเมนคายืนยันแต่เธอเมนไซแต่อ้อนู้จะมาดำลงสแนจมูกหนึ่งฮารุซาฮารุดาวแจมุนสไนหลังเป็นสลามงกันมาเมื่ออาซาโกไว้เนี่ยกับบานใหญ่แท้เหล่านี้ฮารุปัจเจกเป็นนิยมคลาเหมือนเต้นโดยมีนสไลด์เจจรานังดาออมชิมวยกวาดตาเวียเมื่อเตอปัจเจกลอยคลานะเหมือนเต้กลับมากลายว่าฮารุก็กับบานพลอพโอโจมาถนัดไว้คือมันเจ๊โจตามทวีตามเตาเต้โดยก็โจมาเราดีใจแท้กรอนแต่กอดมือพเนชิมวยเดโตหนึ่งพเนหายยำซอกเธอขมิ้นเซแต่เอานู่นลงสไนคอดแต่อันนี้มันได้คือจะทำmột bộในการสนามยำไม่เจอเตาโดยเป้ก้อนก้อยมันตัวนั่งไอ้ฮะคือมีขมิ้นเซจิจรันเจกับบานมาโรมกอดดำใบซัวนิโซนูอ้อยกอดช่วยบริเวณไอ้เจอเตาแต่เธอซิสกูยังก็มีพิบจะไหนพองได้การเอาเมื่อซีสกูเองก็ปงแต่ออยมอนซีสไปกระเอาแต่มอนนั่งเวียก็รักเตียนใจซีสไปกระเอาเต้นไปโน้ได้อาซาโกกับบานมาจุบจมูกหนึ่งซีสกูดอยส่วนนี้ให้ไว้มันเอาตีเนี่ยจังเต้ามันกระเล็กเมื่อแต่พวกใส่แต่งออโน่ดอยพวกเกบานสำลังเมื่อฮารุหลังเป็นจัดแต่มันน้องดอยฮารุเยอะนั่นคือกระปงแต่เล็กบาตัวจังเต้าดอยไม่ไม่ใส่จิตใจมาโหยกอดจังเต้านับไปโน้ได้ซายันกับบานโดยจัดเตี้ยกับบานเลิกได้หรือว่าฮารุเลิกแล้วคือเอาไม่ใส่จากเอาดูก็สบายจัดพอในยังกระเลยมาเมื่อซิสกูจมูกหนึ่งอาซาโกเว้นดอยเนี่ยบ้านในยีท่าขมิ้นใส่แต่ออนโอเปิดเชียโจจัดฮารุคลางเหมือนเต้นบนใต้ตาเวียมีรอยไปอยู่ประมาณเต้าสำหรับสกรรมเพียบแต่ออนในตาปุกเกอาจหนึ่งเพยคลายจมพูฮารุมาดองเตียดได้หรือเต้ดอยซิสกูเนี่ยก่อนเราแต่ดาจิงแต่ไปโน่นได้อาซาโกเนี่ยก่อบ้านยีท่าตาซิสกูนั่งจรในปุกเกได้หรือเต้โดยซิสกูกับบ้านใหญ่แท้เต้าให้พายจิขยมจรนันพวกเกกลายมาซิสกูนังอาซาโกกับบ้านมาเล่นบาเต้จังเต้าโดยอาซาโกคือเนียงมีจำเนียงค้างบาเต้คลายเหมือนเต้นโดยซิสกูเนียงกับบ้านโอมในแท้ฮาซาโกนั่นคือเนียงค้างกีฬาบาเต้จังเต้าโดยเนียงอูโดยมันเมื่อบาให้บาก็ซีมกระดาษมุกไอจังเต้ากลายมาพวกเกกับบ้านมองคุยใหญ่ขึ้นนี่โดยพวกเกบ้านใหญ่แท้บาสันจีซิสกูนั่งเนียงคอมมันเตคือทากาเลยบอกเกนั่งเชียร์ตัวให้แล้วไปโน่ได้พวกเกกับบ้านซัวโรฮารุโดยซายันฮารุโนตินุโดยฮารุเยอะนั่งก็ปงแต่ตัวก็โดปีขมิ้นใส่จังเต้า
ដោយសាសាយ៉ាន់ក៏បាននិយាយបន្ថែមទៀតថាការនៅអនុវិទ្យាល័យគឺថា Haru ហ្នឹងគឺគាត់មិនបានមករៀនទេការដែលគាត់មករៀនគឺ Haru គឺជាមនុស្សម្នាក់ដែលមានអំពើហិង្សាខ្លាំងមែនទែនដែលមនុស្សនៅជុំវិញគាត់នឹងពិតជាភ័យខ្លាចគាត់ខ្លាំងមែនទែនគឺថានៅពេលនោះ Haru ដូចជាជនពាយអញ្ចឹងប៉ុន្តែពេលនេះវាផ្លាស់ប្ដូរទាំងស្រុងទៅហើយនៅពេលដែល Haru កំពុងតែអង្គុយញ៉ាំអីដោយមានក្មេងស្រីជាច្រើនពាត់ជុំវិញនៅពេលនោះដែរក៏មានក្មេងស្រីពាក់បន្តាមអ្នកទៀតក៏បានចូលមកដោយនិយាយប្រាប់ទៅ Haru ថាអ្នកគ្រូឲ្យពួកគេទៅជួយធ្វើនេះធ្វើនោះអញ្ចឹងទៅដោយ Haru ក៏បានសួរទៅក្មេងស្រីផ្សេងទៀតដោយពួកគេបាននិយាយថាក្មេងស្រីម្នាក់គឺជាមិត្តរួមថ្នាក់របស់ពួកគេប៉ុន្តែពួកគេមិនដែលនិយាយចូលគ្នាទេក្រោយមកនៅពេលដែល Haru និង Sasayan កំពុងតែដើរទៅខាងក្រៅពេលនោះពួកគេក៏បានឃើញក្មេងស្រីពាក់បន្តាដោយមានបុរសម្នាក់ហ្នឹងកំពុងតែថាឲ្យក្មេងស្រីពាក់បន្តានោះដោយក្មេងស្រីពាក់បន្តានោះធ្វើការមិនប្រុងប្រយ័ត្នធ្វើឲ្យរបស់មួយធ្លាក់ទៅក្បាលរបស់បុរសម្នាក់នោះដោយក្មេងស្រីដែលនៅជុំវិញនោះបានឌឺទៅបុរសម្នាក់នោះអញ្ចឹងទៅដោយបុរសម្នាក់នោះក៏បានដាក់ជើងទៅលើក្មេងស្រីម្នាក់នោះធ្វើឲ្យនាងដួលអញ្ចឹងទៅនៅពេលនោះដែរ Haru គាត់ក៏បានដើរចូលមកដោយក្មេងស្រីអ្នកទាំងនោះបាននិយាយថាអូបុរសម្នាក់នេះមែនទេគឺជាបុរសដែលវាយមនុស្សស្រីឲ្យឈាមចំហអីចឹងទៅនៅពេលនោះដែរ Haru យើងក៏បានចាប់ក្បាលក្មេងស្រីម្នាក់ហ្នឹងដោយនិយាយថាតើនាងចង់ឈាមចំហដែរឬទេនៅពេលនោះដែរគឺអាបុរសមួយនោះគឺវាមិនដឹងថាវាគឺជានរណាគេទេគឺបានវាយ Haru មួយដៃគឺថាគេពិតជាធ្វើដូចឯខ្លាំងមែនតើប៉ុន្តែមានអី Haru ចាប់ដៃជាប់គឺថា Haru វាយយោតែម្ដងនៅពេលដែល Haru វាយហើយគាត់ក៏បានសង្កេតឃើញថាមនុស្សនៅជុំវិញគាត់កំពុងតែសម្លឹងមើលមកគាត់ចឹងទៅនៅពេលនោះដែរ Shizuku នាងក៏បានមកបង្ហាញខ្លួនដោយសួរថា Haru ធ្វើអ្វីទៀតហើយក៏បានកាន់ដៃ Haru ដើរចេញពីទីនោះទៅដោយ Shizuku បានជួន Haru មកកន្លែងទឹកដើម្បីលាងមុខអញ្ចឹងទៅដោយ Haru បានសួរថាតើគាត់ធ្វើអ្វីខុសដែរឬទេតើគាត់មានធ្វើចំណុចណាខុសដែរឬទេដោយឲ្យ Shizuku នឹងជួយនិយាយប្រាប់គាត់ដោយ Shizuku នាងក៏បាននិយាយថានាងមិនអាចនិយាយបានទេថាវាខុសឬក៏ត្រូវអញ្ចឹងទៅដោយ Haru បាននិយាយថាគាត់បានជួបរឿងទាំងអស់នេះកាលពីមុនរួចមកហើយដោយមនុស្សជាច្រើនបានមកមើលមកគាត់ដូចជាបិសាចអញ្ចឹងទៅពេលនោះដែរ Shizuku នាងក៏បាននិយាយថានាងក៏មិនដឹងត្រូវនិយាយអ្វីដែរប៉ុន្តែអ្វីដែលនាងដឹងនោះគឺ Haru គឺជាមនុស្សចិត្តល្អអញ្ចឹងទៅដែលធ្វើឲ្យ Haru គាត់ក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលដែលពួកគេកំពុងតែសម្លឹងមើលមុខគ្នាប៊ីសនិងថើបគ្នាទៅហើយនោះនៅពេលនោះដែរគឺ Sasayan ក៏បានបង្ហាញខ្លួនដោយស្រែកធ្វើឲ្យកាត់ចង្វាក់របស់គេអស់លេងដោយក៏បានមកហៅ Haru ថានឹងចិត្តដល់ពេលវេលាប្រកួតទៀតហើយនៅពេលដែល Haru រត់ចេញទៅគាត់ក៏បាននិយាយថាប្រសិនជាគាត់ប្រកួតឈ្នះតើគាត់អាចហៅនាងចេញទៅក្រៅជាមួយបានដែរឬទេដោយ Shizuku នាងក៏មិនបានបដិសេធផងដែរដោយមុននឹងចាក់ចេញ Shizuku នាងក៏បាននិយាយថាជូនពរសំណាងល្អអញ្ចឹងទៅក្រោយមកពួកគេទាំងអស់គ្នាក៏បានទៅដើរលេងចឹងទៅដោយ Haru គាត់បានប្រកួតឈ្នះដោយ Haru ក៏បានចុះទៅលេងទឹកជាមួយនឹង Asako ដោយ Asako ពាក់សិតតែ bikini តែម្ដងរីឯ Shizuku Sasayan និងលោកពូពីសាវ៉ាវិញពួកគេកំពុងតែអង្គុយប្រកាត់ភ្លើអញ្ចឹងទៅគឺពួកគេប្រកាត់ភ្លើបដើអង្គុយអាំងត្រីបដើស្ទូត្រីអញ្ចឹងទៅដោយ Haru យើងក៏បានដើរមកដោយបានចាក់ត្រីឡើងពេញដៃម្ដងដោយអ្នកស្ទូហ្នឹងស្ទូមិនបានត្រីទេតែ Haru វិញមិនដឹងទៅយកត្រីមកពីណាឡើងមកកណូម្ដងដល់ពេលនោះដែរSasayanនិងលោកពូមីសាវ៉ាបានសង្កេតឃើញ Asako ពាក់ប៊ីគីនីដោយពួកគេបានគិតថាអើយពិតជាស្រស់ស្អាតខ្លាំងមែនតើក្រោយមកពួកគេក៏បានអង្គុយអាំងត្រីញ៉ាំជាមួយគ្នាអីចឹងទៅដោយលោកពូមីសាវ៉ាបាននិយាយថាម្ដាយរបស់ Haru នឹងគឺជាបងស្រីរបស់គាត់ដល់ពេលនោះដែរលោកពូបាននិយាយបន្ថែមទៀតថា Haru គឺមានបងប្រុសម្នាក់ដោយឈ្មោះរបស់គាត់នោះគឺដោយមិនទាន់បាននិយាយហងក៏បាន Haru បដិសេធថាកុំនិយាយច្រើនពេកល្មមបានហើយក្រោយមកយើងក៏បានឃើញ Shizuku បានដាស់ Haru អីចឹងទៅដោយពួកគេបានធ្វើដំណើរមកដល់ហាងវិញហើយលោកពូមីសាវ៉ាក៏បានឲ្យពួកគេឡើងទៅហាងមុនអីចឹងទៅនៅពេលដែល Haru ឡើងទៅគឺគាត់ក៏បានរត់ចុះមកវិញយ៉ាងប្រញាប់តែម្ដងដែលធ្វើឲ្យអ្នកទាំងអស់គ្នាក៏ឆ្ងល់ផងដែរដោយពួកគេបានឡើងទៅមើលហើយក៏បានឃើញបងប្រុសរបស់ Haru អញ្ចឹងទៅដោយក៏បាននិយាយរនសួស្ដីដោយកាន់រលឹកមួយនៅពេលនោះដែរលោកពូមីសាវ៉ាក៏បានឡើងដល់ដោយបាននិយាយថាគាត់បានឃើញ Haru រត់ចេញទៅក្រៅតាមមានរឿងអ្វីដោយគាត់ងាកទៅមើលខាងលើក៏បានឃើញបងប្រុសរបស់ Haru ផងដែរ
ក្រោយមកពួកគេទាំងអស់គ្នាក៏បានទៅអង្គុយនិយាយគ្នាជាមួយនឹង Yusen នេះចឹងទៅដោយសួរអំពីទំនាក់ទំនងរបស់ពួកគេដោយ Yusen ក៏បាននិយាយថាដោយសារតែ Haru នឹងគាត់ធុញថប់ជាមួយនឹងបងប្រុសដ៏ស្មុគស្មាញដូចជាគាត់អីចឹងទៅដោយពួកគេក៏បានអង្គុយញ៉ាំម្លឹកបដានឹងនិយាយជាមួយនឹងបងប្រុសរបស់ Haru បដាដោយបងប្រុសរបស់ Haru ក៏បាននិយាយថែមទៀតថាសូមឲ្យពួកគេនឹងជួយមើលថែ Haru ផងក្រោយមកពួកគេក៏បានចែកផ្លូវគ្នាដើម្បីចាក់ចេញទៅក្រោយមកនៅពេលដែល Shizuku នាងកំពុងតែដើរចេញបងប្រុសរបស់ Haru ក៏បាននិយាយលាទៅនាងអីចឹងទៅហើយនៅពេលដែលនាងកំពុងតែធ្វើដំណើរពេលនោះក៏មានដៃមួយចាប់ទាញនាងចូលទៅក្នុងប្រឡោះមួយដែលអ្នកទាញនោះគឺ Haru គឺថាបែកនេះអត់ចោលច្រឹកនឹងតដែរសោះដោយ Shizuku បាននិយាយថាតើកាលណាបានគាត់ឈប់ធ្វើច្រឹកទាំងអស់ហ្នឹងគាត់បានធ្វើឲ្យបេះដូងរបស់នាងស្ទើរកាំងម្ដងកាលហើយក្រោយមកនាងក៏បាននិយាយថាការគាត់លេងគាត់ធ្វើឲ្យនាងមានការឈឺចាប់ខ្លាំងណាស់ហើយពួកគេក៏បានខិតអង្គុយចិត្តគ្នាចឹងទៅដោយ Shizuku នាងក៏បាននិយាយថាបងប្រុសរបស់ Haru បាននិយាយថា Haru មានអារម្មណ៍ស្ពុកស្មាយជាមួយគាត់ប៉ុន្តែទៅបាន Haru បដិសេធដោយនិយាយថាគឺគាត់ស្អប់បងប្រុសរបស់គាត់ខ្លាំងមែនតើហើយ Shizuku នាងក៏បានសួរបន្ថែមទៀតថាមានរឿងអ្វីកើតឡើងប៉ុន្តែ Haru បានបដិសេធថាបានហើយកុំនិយាយច្រើនពេកចឹងទៅមិនគួរដឹងរឿងច្រើនពេកទេក្រោយមកនាងក៏បានដើរចេញទៅហើយនាងក៏បានវិលត្រឡប់មកវិញដោយបានហៅ Haru ទៅផ្ទះរបស់នាងដើម្បីញ៉ាំម្លឹកជាមួយគ្នាចឹងទៅនៅពេលដែល Haru កំពុងតែអង្គុយញ៉ាំម្លឹកដោយ Shizuku នាងបានគិតថានាងមិនដឹងអ្វីពីក្រោយការមុខដ៏ភ័យខ្លាចរបស់ Haru ទេតើមានរឿងអ្វីកើតឡើងចំពោះគាត់តែរឿងទាំងអស់នេះវាមិនមែនជាបញ្ហាទេនៅពេលនោះដែរ Haru គាត់ក៏បាននិយាយផងដែរថាតើគាត់គួរធ្វើអ្វីដើម្បីសងទៅ Shizuku វិញដោយ Shizuku ថាតើលោកចង់ណាត់ជួបជាមួយខ្ញុំដែរឬទេដែលធ្វើឲ្យ Haru យើងហ្នឹងក៏អៀនខ្លាំងដែរដោយផ្ដើមសាច់រឿងភាគនេះ Haru កំពុងតែនិយាយជាមួយនឹងលោកពូមីសាវ៉ាចឹងទៅដោយគាត់បានថាគាត់គឺមានការណាត់ជួបជាមួយនឹងគេដោយលោកពូមីសាវ៉ាបានសួរថាតើណាត់ជួបជាមួយនឹងនៅណាគេដោយ Haru បាននិយាយថាគឺគាត់បានណាត់ជួបជាមួយនឹង Shizuku ចឹងទៅដែលនាងបានហៅគាត់ហើយគាត់ក៏ពិតជាបារម្ភខ្លាំងមែនតើនៅពេលដែលដើរលេងពេលថ្ងៃហើយចុះពេលយប់ធ្វើអ្វីវាជាលើកដំបូងរបស់ខ្ញុំវាពិតជាភ័យខ្លាចខ្លាំងមែនតើប៉ុន្តែ Shizuku នាងពិតជាក្លាហានខ្លាំងមែនតើក្នុងការហៅខ្ញុំគឺថាបែបនេះគេហៅចេញតំណាត់ចូលធម្មតាតែមិនដឹងវាគិតអីទេដល់ពេលនោះដែរលោកពូមីសាវ៉ាក៏បានសួរទៅ Haru ថាតើ Haru កំពុងតែគិតអ្វីគ្រាន់តែដែលធម្មតាទៅវាបានហើយឯងចាំមិនទៅគិតរឿងអ្វីនៅពេលយប់ថ្ងៃបន្ទាប់គឺជាថ្ងៃចូលរៀននៅរដូវកាលថ្មីចឹងទៅដោយ Shizuku នាងក៏បានដើរទៅរៀនជាធម្មតាដោយ Haru យើងហ្នឹងបានមកជួបមន់គាត់អីចឹងទៅដោយគាត់បាននិយាយជាមួយមន់គាត់ថាគាត់នឹកមន់ខ្លាំងមែនតើប៉ុន្តែឥឡូវនេះយើងជួបគ្នារាល់ថ្ងៃទៀតហើយនៅពេលនោះដែរ Shizuku នាងក៏បានដើរមកក៏បាននិយាយរុនសួស្ដីជាមួយនឹង Haru អញ្ចឹងទៅដោយ Haru បាននិយាយថាគាត់មកទីនេះតាំងពីម៉ោង6ព្រឹកអីចឹងទៅដោយ Shizuku ក៏បានសួរថាតើគាត់មកធ្វើអ្វីលឿនម្ល៉េះដោយ Haru បាននិយាយថាគាត់មកលឿនចឹងគឺដើម្បីជួប Shizuku អញ្ចឹងទៅដោយនៅរដូវកាលក្តៅនោះគឺ Shizuku មិនដែលលើកលេខទូរស័ព្ទរបស់គាត់ទេដែលធ្វើឲ្យអ្នកនៅទីនោះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយរឿងទី1របស់ Haru គឺមកជួបស្រីដែលនៅក្នុងថ្នាក់រៀនវិញដោយអាសកូនឹងនាងបានឈឺអីច្រើនទៅដោយពួកគេទាំង3ក៏និយាយដូចគ្នាថាជួយរក្សាការឈឺរបស់អ្នកផងកុំឲ្យឆ្លងដល់ពពួកយើងដែលធ្វើឲ្យអាសកូហ្នឹងនាងក៏បានទាញម៉ាស់យកមកពាក់អីចឹងទៅដល់ពេលនោះ Haru គាត់ក៏បានឃើញ Shizuku កំពុងតែធ្វើលំហាត់ដោយគាត់បានជួយបញ្យល់ប្រាប់នាងចុះទៅដែលធ្វើឲ្យ Shizuku និងសាសាយ៉ានបានសួរថាតើ Haru នឹងបានទៅរៀននៅទីណានៅរដូវក្តៅអីចឹងទៅហើយអ្វីបានជាគាត់ចេះដោយ Haru ក៏បាននិយាយថាគាត់មិនបានរៀនអ្វីទេគ្រាន់តែគាត់នៅផ្ទះដើរលេងធម្មតាចឹងទៅនៅពេលនោះដែរ Haru ក៏បានសួរ Shizuku ថាតើចង់ណាត់ជួបគ្នាទៅដើរលេងនៅទីណាដោយ Shizuku នេះក៏បាននិយាយថាបណ្ណាល័យដែលធ្វើឲ្យ Haru យើងនឹងបាននិយាយថាអ្នកមិនបោះបង់ចោលការសិក្សាហ្មងហើយមានតែទៅដែលគ្នានៅបណ្ណាល័យអត់ចោលទៅណាផ្សេងទេឬដោយម៉ោងរៀនក៏បានឈានចូលមកដល់ដោយមានសិស្សខ្លះអង្គុយរៀនទៅសិស្សខ្លះក៏បានដេកទៅរីឯអាសាកូវិញគឺនាងបានអង្គុយចុច laptop ទាំងតែយកសិភៅមកបាំងគឺថាដល់ក៏ធ្លាប់យកទូរស័ព្ទលាក់នៅក្រោយសិភៅអានេះកុំព្យូទ័រយកតែម្ដងរីឯសាសាយ៉ានវិញក៏បានអង្គុយនិយាយគ្នាចំណែកHaru វិញគឺគាត់បានយកបដូរនៃខ្មៅយកមករៀបធ្វើផ្ទះអីចឹងទៅគឺថាពួកនេះដល់ក៏រីឯ Shizuku វិញនាងក៏បានអង្គុយឆ្ងល់អំពី Haru ចឹងទៅតើ Haru គឺជាមនុស្សបែបណាពិតប្រាកដនាងពិតជាមិនយល់ទេ
ដល់ពេលដែលពួកគេបានចេញពីរៀនដោយស៊ីសគូនាងថានាងចង់ទៅក្បែរបណ្ណាល័យអីចឹងទៅដល់ពេលដែលពួកគេកំពុងដើរពួកគេក៏បានឃើញសិស្សស្រីជាច្រើនកំពុងតែរោមនរណាគេម្នាក់ដែលយើងក៏បានឃើញថាអ្នកដែលនៅទីនោះគឺជាបងប្រុសរបស់ Haru អញ្ចឹងទៅដោយ Haru គ្រាន់តែឃើញបងប្រុសក៏បានលោកមកថាចុយបងអញគឺថាដល់ក៏បងនេះឃើញបងវាដឹងកាត់ស្អីដល់ពេលនោះដែរបងប្រុសរបស់ Haru ក៏បានឃើញស៊ីសគូអញ្ចឹងទៅគាត់ក៏បានដើមរោនាងដោយគាត់បានល្អូថាមានក្មេងស្រីជាច្រើនហ្នឹងបានមករំជុំវិញគាត់ពិតជាគួរឲ្យភ័យខ្លាចមែនតើដោយស៊ីសគូនាងក៏បាននិយាយថា Haru ទៅតែបាត់ខ្លួនមិញទេបន្ទាប់មកនាងក៏បានលាទៅបងប្រុសរបស់ Haru ប៉ុន្តែទៅបងប្រុសរបស់ Haru បដិសេធដោយគាត់បាននិយាយថាគាត់មកទីនេះគឺដើម្បីជួបជាមួយនឹងស៊ីសគូដល់ពេលដែល Haru កំពុងតែលាក់ខ្លួនក៏បានគិតដែរថាចុយអាមួយនេះវាចោលអារម្មណ៍ស្រីអាចឲ្យគាត់ក៏បានកើបទៅស្រីយ៉ាងខ្លាំងប៉ុន្តែអ្នកដែលគាត់បានជួបហ្នឹងគឺក្មេងស្រីពាក់វ៉ែនតាចឹងទៅរួចពួកគេក៏បានតម្លាក់ពួនដោយ Haru ហ្នឹងបានឲ្យក្មេងស្រីពាក់វ៉ែនតាហ្នឹងជួយសម្លឹងមើលបងប្រុសរបស់គាត់ដោយគាត់បាននិយាយថាអាមួយហ្នឹងមានរាងស្ដៅរាវដូចតុងអញ្ចឹងតើឃើញវាអត់ដោយក្មេងស្រីពាក់វ៉ែនតាក៏បាននិយាយថាគឺមិនបានឃើញទេហើយ Haru យើងក៏បានទៅមើលផងដែរនៅពេលនោះដែរ Haru ក៏បានចាប់អារម្មណ៍ជាមួយសភៅរបស់ក្មេងស្រីពាក់វ៉ែនតានោះគឺក្មេងស្រីម្នាក់នោះគឺជាអ្នកតំណាងថ្នាក់ជាក្រុមប្រឹក្សាចឹងទៅដែលគាត់បាននិយាយថាអ្នកមើលទៅពិតជាល្អខ្លាំងមែនទែនអ្នកគឺជាមនុស្សល្អដែលធ្វើឲ្យក្មេងស្រីពាក់វ៉ែនតាហ្នឹងនាងក៏មានភាពភ័យអៀនខ្លាំងដែរនាងក៏បានរនិយាយអរគុណឲ្យចតើដែរដល់ពេលងាកទៅគឺឃើញ Haru យើងហ្នឹងមានកំហឹងជាខ្លាំងមិនដឹងថាគាត់ទទួលបានសារមកពីណាគេទេហើយគាត់ក៏បានលាក្មេងស្រីនោះហើយក៏រត់ចាក់ចេញទៅការមកមើលស៊ីសគូជាមួយនឹងយូសែនគឺថាបែយូសែនហ្នឹងនិយាយច្រើនខ្លាំងមែនតើថាគាត់អត់ចូលចិត្តផ្អែមឬចូលចិត្តផ្អែមអីចឹងទៅគឺថានិយាយតាំងពីសាលារហូតគឺថានិយាយរឿងស្អីខ្លះទេមិនចេះចប់ទេគឺថានិយាយយកតែមែនតែម្ដងដល់ពេលហើយពួកគេក៏បានដើរទៅដល់កន្លែងអង្គុយមួយដោយពេលនោះដែរយូសែនក៏បានសុំពេលបន្តិចសម្រាប់ស៊ីសគូថាគាត់នឹងទៅក្រៅមួយផ្លែតឲ្យចាំគាត់នៅទីនេះហើយនៅពេលដែលយូសែនបានដើរចេញហ្នឹងគាត់ក៏បាននិយាយថាបន្តិចទៀតទេគាត់នឹងមកដល់ទីនេះឆាប់គឺវាមិនប្រើពេលយូរប៉ុន្មានទេការមកមើល Haru វិញគឺថាបានរត់មកឡងកពោមកពេញហ្នឹងបងរត់មកឲ្យប្រកាច់ដែរថាតើបងប្រុសរបស់គេនៅទីណាទៅពេលនោះដែរយូសែនក៏មកវិញដោយគាត់បានទៅទិញនំដូណាត់យកមកញ៉ាំអីចឹងទៅដល់និយាយគ្នាជាមួយនឹងស៊ីសគូដោយស៊ីសគូបាននិយាយថាគឺគាត់នឹងស្រឡាញ់នាងប៉ុន្តែនាងមិនចង់ឲ្យគាត់និយាយបែបនេះទាំងដែលគាត់មិនទាន់លងស្នេហ៍នាងទេគឺចង់ឲ្យគាត់និយាយចេញពីចិត្តអីចឹងទៅដោយយូសែនក៏បានទៅគោះស្មាររបស់ស៊ីសគូដោយបាននិយាយថាសំណាងល្អចឹងទៅគឺថាបងប្អូនគេមើលទៅដូចកំ pl ែងទាំងពីរនេះមិនទេក្រោយមកយូសែនគាត់ក៏បាននិយាយចូលជាសិក្សាដោយបាននិយាយថា Haru ហ្នឹងគឺត្រូវបានឪពុករបស់គាត់បណ្ដេញចេញពីផ្ទះអញ្ចឹងទៅដោយ Haru បានប្រព្រឹត្តអំពើដ៏ខុសបញ្ហាដ៏ធំមួយអញ្ចឹងទៅដោយឪពុករបស់គេពិតជាមនុស្សតឹងរឹងខ្លាំងមែនទែនដោយនៅមធ្យមសិក្សាគឺថា Haru បានឈប់រៀនហើយក៏បានឡើងទៅរៀនទៀតផងដែរដោយគាត់ក៏បាននិយាយបន្ថែមទៀតថាប៉ុន្តែនៅពេលនេះឪពុករបស់គាត់គឺចង់ឲ្យ Haru ហ្នឹងវិលត្រឡប់ទៅផ្ទះវិញដោយគាត់ក៏មិនដឹងពីគំនិតរបស់ឪពុកគាត់ដែរដោយគាត់បាននិយាយទៀតថា Haru គឺជាក្មេងដ៏ល្អអញ្ចឹងទៅប៉ុន្តែវាកើតឡើងដោយសារតែឪពុករបស់គេគឺជាមនុស្សតឹងរឹងផងដែរនៅពេលនោះដែរគាត់ក៏បាននិយាយទៀតថា Haru គឺមិនចូលចិត្តទៅរៀនទេប៉ុន្តែហេតុអ្វីបានជាគាត់ចាប់ផ្ដើមចូលទៅរៀនគឺដោយសារអ្វីគឺដោយសារតែនាងនៅទីនោះហើយទើបដែលគាត់ទៅរៀនចូលប្រសិនបើនាងមិននៅទីនោះប្រហែលជា Haru មិនទៅរៀននៅសាលានោះទៀតទេអញ្ចឹងហើយខ្ញុំមកទីនេះគឺចង់បញ្ចុះបញ្ចូលនាងឲ្យនាងទៅនិយាយជាមួយនឹង Haru គឺចង់ឲ្យ Haru វិលត្រឡប់ទៅរកផ្ទះវិញដោយឪពុករបស់ពួកគេគឺចង់ឲ្យ Haru ដូរទៅរៀននៅសាលាដែលឪពុករបស់គេមានអំណាចលើសាលាហ្នឹងអីចឹងទៅហើយគាត់ក៏បានសួរទៅស៊ីសគូថាតើនឹងមានបុគ្គលបំណងនឹងធ្វើអ្វីដើម្បីចំពោះសំណើទាំងអស់នេះហើយគាត់ក៏បានអោនទៅចិត្តស៊ីសគូអញ្ចឹងទៅដោយគាត់បានសួរថាតើអ្នកនឹងធ្វើអ្វីទៅពេលនោះ Haru ក៏បានបង្ហាញខ្លួនដោយចាប់ចេញស៊ីសគូចេញនឹងស្រែកថាឲ្យបងប្រុសរបស់គេអញ្ចឹងទៅនៅពេលដែល Haru បាននាំស៊ីសគូចេញដោយស៊ីសគូបានចរអំពីពាក្យសម្ដីរបស់បងប្រុស Haru ក៏បានចាប់ខាត់ Haru អញ្ចឹងទៅដោយ Haru បាននិយាយទៅបងប្រុសរបស់គេថាតើចង់ឲ្យគេធ្វើអ្វីដោយបងប្រុសរបស់គេក៏បាននិយាយថាចូលសន្យាជាមួយគាត់គឺឪពុករបស់គាត់គឺចង់ឲ្យ Haru នឹងវិលត្រឡប់ទៅរៀនដូចជាធម្មតាទេប៉ុន្តែគឺឲ្យចូលទៅរៀននៅសាលាដែលឪពុករបស់គេមានឥទ្ធិពលអញ្ចឹងទៅដោយឲ្យ Haru នឹងរៀនអំពីសង្គមឲ្យបានជាក់ស្ដែងឲ្យបានច្បាស់លាស់អញ្ចឹងទៅបើសិនជា
គាត់បានរៀនអំពីសង្គមកាន់តែច្បាស់គឺថាឪពុករបស់គេមិនបង្ខំឲ្យគេវិលត្រឡប់ទៅផ្ទះវិញទេដោយបងប្អូនរបស់គេក៏បាននិយាយបន្ថែមទៀតថាមិនអីទេគាត់នឹងជួយបញ្ចុះបញ្ចូលឪពុករបស់គេគឺគ្រាន់តែសន្យាជាមួយគាត់មកនឹងធ្វើតាមអ្វីដែលគាត់បាននិយាយដោយ Haru យើងក៏បានសន្យាហើយ Haru និង Shizuku នាងក៏បានដើរចាក់ចេញទាំងពីរនាក់ទៅនៅពេលដែលពួកគេបានដើរចាក់ចេញបាទដោយយូសែនបានគិតថាតើប៉ារបស់ពួកគេអាចនឹងផ្លាស់ប្ដូរកំណត់ម្ដងទៀតដែរឬទេដោយយើងនឹងមានការសម្រេចចិត្តមួយចំនួនដើម្បីធ្វើ Haru នៅពេលដែល Haru កំពុងតែដើរជាមួយនឹង Shizuku ក៏បានសួរអំពីបងប្រុសរបស់ Haru អញ្ចឹងទៅដោយ Haru បាននិយាយថាបងប្រុសរបស់គេគឺដូចជាវីរៈបរិយអញ្ចឹងទៅដោយការពីមុនគឺគេពិតជាខូចខ្លាំងមែនទែនដោយគេបានដើរវាយគ្នាឡើងពេញហ្នឹងប៉ុន្តែត្រូវបានបងប្រុសរបស់គេជួយអញ្ចឹងទៅហើយគេប៊ីសនឹងស្លាប់3ដងទៅហើយក្នុងការមានចំនួនដោយគាត់ក៏បាននិយាយបន្ថែមទៀតថាគឺគាត់មិនមានគោលបំណងចង់វិលត្រឡប់ទៅផ្ទះវិញទេដោយផ្ទះរបស់គាត់ចាប់ទុកគឺដូចជាកន្លែងដែលធ្វើអំពើអាក្រក់អញ្ចឹងដល់ពេលនោះដែរ Shizuku ក៏បាននិយាយថាតើនាងអាចប៉ះគាត់បានដែរទេដោយនេះបានយកដៃរបស់នាងប៉ះទៅ Haru ដោយបាននិយាយថាអ្នកគួរតែទៅទីណាដែលអ្នកចង់ទៅឬក៏ចង់ធ្វើអ្វីទៅកុំខ្វល់ខ្វាយពីអ្នកដទៃអ្នកធ្វើអ្វីក៏ដោយឲ្យតែអ្នកពេញចិត្តវាគឺជារឿងល្អទៅហើយថ្ងៃបន្ទាប់ Shizuku ក៏បានវិលត្រឡប់មករៀនដូចជាធម្មតាប៉ុន្តែ Haru យើងគឺមិនធម្មតាទេដោយសារ Haru ផ្លោះលបងសាលាចូលមករៀនអីចឹងទៅហើយពួកគេក៏បានជួបជាមួយនឹង Asako ហើយក៏បានហៅSayayan អីចឹងទៅដោយគាត់កំពុងតែលេង baseball នៅពេលដែលពួកគេកំពុងដើរ Shizuku គាត់នាងក៏បានគិតថាឥឡូវនេះ Haru បានកែទម្លាប់អាក្រក់ៗពីមុនហើយឥឡូវនេះមើលទៅគាត់ពិតជាសប្បាយចិត្តជាមុនហើយនាងក៏ចង់ជួយ Haru ឲ្យកាន់តែល្អប្រសើរជានេះផងដែរដោយនាងបានយកអំពីពាក្យសម្ដីដែល Haru ធ្លាប់និយាយមកកាន់នាងកាលពីមុនហើយឥឡូវនេះអ្វីដែលនាងចង់បាននោះគឺមិនចង់បាត់បង់ Haru ទេនៅកន្លែងដាក់ស្បែកជើដោយ Asako បាននិយាយថាមុខរបស់ Shizuku នឹងឡើងក្រហមឯជើងទៅនៅពេលនោះដែរក៏មានក្មេងស្រីពាក់បន្តាមម្នាក់ដែលគឺជាក្មេងស្រីដែលធ្លាប់ជួយ Haru មើលបងប្រុសរបស់គេអញ្ចឹងទៅដែលខ្ញុំភ្លេចប្រាប់ក្មេងស្រីម្នាក់មានឈ្មោះថា Chizuru ដែលនាងបាននិយាយជាមួយនឹង Haru ដោយបានអរគុណ Haru ដែលបានជួយនាងការពីលើកមុនអញ្ចឹងទៅដោយនាងពិតជាសុំទោសខ្លាំងមែនទែនដែលនាងបានមកអរគុណ Haru យូរប៉ុន្តែ Haru មិនបានថាអ្វីទេនៅពេលនោះដែរ Shizuku និង Asako ក៏បានដើរចេញដោយ Shizuku យើងនឹងបានមើល Chizuru យើងមិនដាក់ភ្នែកទេប្រហែលជាប្រច័ណ្ឌហើយមើលទៅភាគ6នៅពេលដែល Shizuku កំពុងតែចងសក់នាងបានគិតពីអ្នកទាំងអស់គ្នាចឹងទៅបន្ទាប់មកនាងក៏បានគិតបន្ថែមទៀតថាបើសិនតែនាងនៅតែមានអារម្មណ៍បែបនេះទៀតនាងគឺមិនអាចសិក្សានិងផ្ដោតលើការរៀនសូត្ររបស់នាងទេអញ្ចឹងហើយការប្រឡងរបស់នាងក៏មិនអាចទទួលបានពិន្ទុល្អផងដែរគឺធ្វើយ៉ាងម៉េចគឺត្រូវបំបត្តិអារម្មណ៍ទាំងអស់នេះឲ្យបាត់ទៅដល់ពេលនោះដែរក៏មាននរណាគេម្នាក់បានផ្ញើសារជាអក្សរអ្វីនៅក្នុងសិនអ្វីមួយឲ្យមានកំណឹងដែរដោយសារមួយនោះគឺជាម្ដាយរបស់ Shizuku អញ្ចឹងទៅដែលផ្ញើមកសួរសុខទុក្ខប្អូនរបស់នាងនៅពេលនោះដែរឪពុករបស់ Shizuku ក៏បានបង្ហាញខ្លួនដែលបានសួរថាម្ដាយរបស់នាងនោះមានបានសួរសុខទុក្ខអំពីគាត់ឬអត់ប៉ុន្តែ Shizuku បាននិយាយថាម្ដាយរបស់នាងបានសួរតែពីសុខទុក្ខរបស់ប្អូនគេទេមិនសួរពីឪរបស់គេទេកាន់មកមើលនៅក្នុងថ្នាក់រៀនវិញដោយ Chizuru នាងកំពុងតែអង្គុយគិតដោយម្នាក់ឯងថាមុនពេលនាងចូលមករៀននៅទីនេះគឺនៅពេលដែលនាងចូលមកដល់គឺថាមនុស្សម្នាក់គេបានចែកក្រុមឬក៏ចែកមិត្តភ័ក្តិរបស់គេរួចរាល់ទៅហើយគឺនាងមិនមានឱកាសដើម្បីរាប់អានពួកគេបន្តទៀតទេខ្ញុំគឺជាមនុស្សម្នាក់ដែលអ្នកដទៃមើលមកដូចជាមនុស្សមិនមានតម្លៃអីចឹងទៅខ្ញុំវាប្រៀបបានដូចជាមនុស្សស្ងប់ស្ងាត់ដែលយើងអាចហៅថាគឺជាមនុស្ស introvert អីចឹងទៅគឺមិនមានអ្នករាប់អានឬអ្នកនិយាយចូលអ្វីទេនៅពេលនោះដែរនាងក៏ទទួលបានសារពីនរណាគេម្នាក់ដែលមានឈ្មោះថាយូអញ្ចឹងទៅយើងក៏មិនដឹងថានរណាគេដែរក៏លេចនៅមើលក្មេងស្រីនោះវិញពួកគេក៏ពោលតែនិយាយអំពី Haru ដោយពួកគេបានឃើញ Haru ពីថ្នាក់រៀនអញ្ចឹងទៅដោយ Haru នៅជាមួយនឹង Shizuku Sasayan និង Asako អញ្ចឹងទៅដោយ Haru កំពុងតែយកពងមាន់យកមកគោះក្បាលលេអញ្ចឹងទៅដែលក្មេងស្រីទាំងអស់នោះក៏បានមើលដល់បាននិយាយថា Haru ពិតជាល្អខ្លាំងមែនទែនដោយ Chizuru នាងក៏បានគិតក្នុងចិត្តថាតើខ្ញុំកំពុងតែមានស្នេហាមែនឬទេដល់ពេលនោះដែរក្មេងស្រីប្រហែលអ្នកនោះក៏បាននិយាយថាតើក្មេងស្រីដែលនៅជាមួយនឹង Haru ហ្នឹងពួកគេមើលទៅដូចជាប្តីប្រពន្ធឬក៏សង្សារនឹងគ្នាអញ្ចឹងទៅដែលធ្វើឲ្យ Chizuru យើក៏ដាច់ចកេះផងដែរ
การมาเมื่อក្នុងថ្នាក់រៀនវិញដោយអ្នកគ្រូក៏បានចាប់ផ្ដើមរើសតំណាងថ្នាក់អីចឹងទៅដែលស៊ីស៊ូគូយើងក៏បានចាប់អារម្មណ៍ដឹងថាហារូយើងបានបន្តមកពីណាទេគឺថាពាក់បន្តកវីទៅវិញទៅមកមិនដឹងថាកើតអ្វីទេហើយក៏មិនដឹងទៅយកបន្តមកពីណាដែរនៅពេលដែលអ្នកគ្រូប្រកាសតំណាងថ្នាក់គឺមិនបានទៅលើហារូទេដែលធ្វើឲ្យហារូនឹងបាក់ទឹកចិត្តខ្លាំងមែនទែនហើយក៏បានដោះបន្តចេញទាំងមុខស្អុយអីចឹងទៅកាលមកម៉ោងចេញលេងវិញដោយសាយ៉ានបាននិយាយថាហារូបានដើរចេញទៅក្រៅទាំងមុខក្រោមអីចឹងទៅដោយប្រហែលជាគាត់នឹងមិនមាននរណាម្នាក់ចេះរើឲ្យគាត់ធ្វើជាអ្នកតំណាងថ្នាក់ចឹងទៅនៅពេលនោះដែរអាសាកូក៏បានទៅនិយាយដល់ស៊ីស៊ូគូថាចូលបើសិនហារូជាមួយនឹងក្មេងស្រីពាក់បន្តានោះស្រឡាញ់គ្នាតើវានឹងមានរឿងអ្វីកើតឡើងដែលធ្វើឲ្យស៊ីស៊ូគូយើងហ្នឹងក៏មកខ្លាំងដែរនៅពេលនោះដែរសាយ៉ានក៏បាននិយាយថាក្មេងស្រីម្នាក់នោះគឺជាអ្នកតំណាងថ្នាក់ចឹងទៅដែលក្មេងស្រីម្នាក់នោះមកពីថ្នាក់Aប៉ុន្តែមួយរយៈក្រោយនេះក្មេងស្រីម្នាក់នោះបានដើរជាមួយនឹងហារូអីចឹងទៅប៉ុន្តែក្រោយទៅមើលស៊ីស៊ូគូវិញនាងធ្វើដូចជាមិនខ្វល់អ្វីទេឡើយនេះបាននិយាយថាគ្រូបានកែចំណាប់ថ្នាក់របស់គេខុសអញ្ចឹងហើយគេត្រូវទៅការិយាល័យសិននៅពេលដែលស៊ីស៊ូគូកំពុងតែដើរទៅការិយាល័យដោយនាងបានគិតថាតើនាងធ្វើយ៉ាងម៉េចទៅអាចបំភ្លេចអារម្មណ៍ទាំងអស់នេះបានបើវានៅតែដំណើរការអារម្មណ៍ទាំងអស់នេះចូលក្នុងខួរក្បាលរបស់នាងទៀតគឺនាងមិនអាចផ្ដោតលើការសិក្សាបន្តទៀតបានដែរទេកាត់មកមើលហារូវិញគឺហារូបានមករកឈីស៊ូរូអីចឹងទៅដោយគាត់បានថាឲ្យឈីស៊ូរូថាបោកគាត់ចឹងទៅដោយឈីស៊ូរូបានឆ្លងនិយាយថាបើសិនជាពាក់វន្តានោះអ្នកនឹងទទួលបានធ្វើជាអ្នកតំណាងថ្នាក់អីចឹងទៅប៉ុន្តែហារូវិញគឺមិនទទួលបានទេដែលមកឲ្យឈីស៊ូរូសុំទោសគាត់អីណាដែលចឹងទៅក្រោយមកហារូក៏បានសួរថាតើឈីស៊ូរូហ្នឹងមកអង្គុយញ៉ាំទីនេះជារៀងរាល់ថ្ងៃមែនឬទេដោយឈីស៊ូរូក៏បាននិយាយថាត្រូវហើយនាងតែងតែមកញ៉ាំនៅទីនេះតែម្នាក់ឯងដោយមូលហេតុនោះគឺនាងមិនមានមិត្តភ័ក្តិសម្រាប់ការញ៉ាំអាហារជាមួយទេហើយនាងក៏បានសួរទៅហារូថាចុះអាសាកូត្រូវជាអ្វីនឹងហារូដោយហារូបាននិយាយថាអាសាកូគឺជាពួកម៉ាក់របស់នាងអីចឹងទៅហើយឈីស៊ូរូក៏បានសួរបន្ថែមទៀតដែរដោយហារូក៏បាននិយាយថាសាយ៉ានក៏ជាពួកម៉ាក់របស់គាត់ពួកគេទាំងអស់គ្នាសុទ្ធតែជាពួកម៉ាក់ល្អសម្រាប់គាត់អីចឹងទៅបន្តមកនាងក៏បានសួរថាចោស៊ីស៊ូគូវិញតើវាយ៉ាងម៉េចដោយហារូយើងបាននិយាយថាគាត់ស្រឡាញ់ស៊ីស៊ូគូដែលធ្វើឲ្យនាងក៏មានការបាក់ឆ្កេះជាងខ្លាំងដែរដោយនាងបានសួរថាតើការស្រឡាញ់ហ្នឹងវាស្ថិតនៅក្នុងមនោចេតនាឬយ៉ាងម៉េចនៅពេលនោះដែរអាសាកូនាងក៏បានបង្ហាញខ្លួនដោយឃើញហារូអង្គុយជាមួយនឹងឈីស៊ូរូនាងក៏បានសួរថាតើអ្នកពីកំពុងធ្វើអ្វីហ្នឹងដោយហារូក៏បាននិយាយថានេះគឺជាឈីស៊ូរូអញ្ចឹងទៅដោយនាងមិនមានមិត្តភ័ក្តិណាម្នាក់ទេហើយអាសាកូក៏បាននិយាយថាគឺនាងយកអារម្មណ៍បែបហ្នឹងអញ្ចឹងហើយយើងមិនអីទេក្រោយមកពួកគេក៏បានទៅដល់បន្ទប់មួយដោយគឺការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃដោយហារូព្យាយាមនិយាយច្រើនខ្លាំងមែនតើសូម្បីតែអាសាកូនាងក៏ចូលទួដែរថានៅពេលដែលយើងនៅម្នាក់ឯងគឺគ្មាននរណាស្រឡាញ់យើងចូលចិត្តយើងចង់និយាយជាមួយយើងទេយើងគឺជាមនុស្សម្នាក់ដែលគេចាប់ទុកដូចជាខ្មោចដែលគេមិនអាចមើលឃើញអញ្ចឹងទៅរីឯស៊ីស៊ូគូវិញនាងក៏បាននិយាយថានាងត្រូវការចាក់ចេញទៅក្រៅដើម្បីសិក្សាបន្ថែមអញ្ចឹងទៅបើនាងនៅទីនេះគឺវាពិតជារៀនមិនចូលទេនៅពេលនោះដែរហារូក៏បានហាមឃាត់នាងដោយនិយាយថាយើងត្រូវតែជួយស៊ីស៊ូរូអីចឹងទៅប៉ុន្តែស៊ីស៊ូគូក៏បានបដិសេធថានេះគឺជាបញ្ហារបស់នាងមិនមានអ្វីតាក់ទងជាមួយនឹងនាងទេនៅពេលនោះដែលយើងសង្កេតឃើញថាស៊ីស៊ូរូនឹងនាងកំពុងតែអង្គុយភ័យបន្ទាប់មកស៊ីស៊ូគូនិងហារូក៏បានឆ្លោះគ្នាចឹងទៅហើយក៏បានងាកមុខចេញរៀងខ្លួនដោយស៊ីស៊ូគូនាងក៏បានដើរចេញទៅក្រៅរីឯហារូវិញនឹងអង្គុយធ្វើមិនដឹងដោយស៊ីស៊ូរូបានគិតថាតើវាគឺជាកំហុសរបស់នាងឬកាត់មកមើលម៉ោងកីឡាវិញដោយឈីស៊ូរូគឺគ្មានដៃគូដើម្បីចាប់គូជាមួយនឹងហាត់ប្រានទេនៅពេលនោះក៏បានលើសំឡេងស៊ីស៊ូគូបានទៅនិយាយជាមួយនឹងលោកគ្រូថានេះមិនមានដៃគូទេក្រោយមកលោកគ្រូក៏ឲ្យស៊ីស៊ូគូនិងឈីស៊ូរូចាប់ដៃគូជាមួយគ្នាដោយឈីស៊ូរូបានព្យាយាមសុំទោសទៅស៊ីស៊ូគូអំពីកំហុសទាំងអស់នេះដែលធ្វើឲ្យស៊ីស៊ូគូនិងហារូឆ្លោះគ្នាចឹងទៅប៉ុន្តែត្រូវបានស៊ីស៊ូគូបដិសេធថាវាមិនមែនជាកំហុសរបស់នាងទេក្រោយមកពួកគេក៏បានហាត់ហើយក៏បានដួលចឹងទៅដោយឈីស៊ូរូបានគិតក្នុងចិត្តថានាងតែងតែរងចាំនរណាម្នាក់តែងតែរងចាំឲ្យគេតាក់ទងមកនាងប៉ុន្តែក្នុងពេលនេះដែរទើបនាងដឹងខ្លួនថាគឺជាមនុស្សកំសាកនៅថ្ងៃបន្ទាប់ឈីស៊ូរូក៏បានមកអង្គុយដោយម្នាក់ឯងដោយហារូយើងក៏បានដើរមកឃើញដោយបានសួរថាឃើញស៊ីស៊ូគូទេដោយសារប្រហែលថ្ងៃនេះគឺនាងមិនអាពើនឹងគាត់ទេដោយឈីស៊ូរូក៏បាននិយាយថាគាត់គួរតែឈប់ជួយនាងហើយនេះគឺជាបញ្ហារបស់នាងកុំធ្វើឲ្យគាត់ពិបាកអីដោយនាងក៏បានសួរបន្ថែមទៀតថាត
តើមានន័យយ៉ាងណាពេលដែលអ្នកនិយាយថាស្រឡាញ់ស៊ីស្គូអញ្ចឹងទៅដែលធ្វើឲ្យ Haru យើងក៏អៀនផងដែរនៅពេលនោះនាងក៏បាននិយាយថាមិនអីទេផ្លេចវាចោលទៅហើយអាសាកូនិងស៊ីស្គូក៏បានបង្ហាញខ្លួននៅទីនោះផងដែរក៏បានហៅពួកគេដើម្បីទៅនិយាយគ្នាលេងសីអីចឹងទៅដែលអាសាកូនិងសាសាយ៉ាន់ឈរលេងសីរីឯស៊ីស៊ូគូនិងឈីស្រូនិងហារូវិញគឺឈីស្រូអង្គុយនៅខាងប្លុកដែរចឹងទៅដោយហារូក៏បានព្យាយាមសួរថាហេតុអ្វីប៉ុន្មានថ្ងៃនេះស៊ីស៊ូគូមិនអាពើនឹងគាត់ដោយស៊ីស៊ូគូបាននិយាយថាពីព្រោះនាងឲ្យតែនៅចិត្តហារូគឺទ្រង់របស់នាងដឹងតែឈឺចាប់ហើយចឹងទៅនាងមិនចង់នៅចិត្តទេដោយហារូបានសួរថាអញ្ចឹងវាមានន័យយ៉ាងម៉េចវិញដែលឈីរូក៏បានស្ទូទៅនិយាយថាតើលោកពិតជាល្ងងខ្លាំងមែនទេមិនយកពីអត្តន័យដែលស៊ីសគូនាងនិយាយទេគឺនិយាយចង់មានន័យថានៅពេលដែលនាងនៅចិត្តគាត់មានការឈឺទ្រង់អានេះបង្ហាញពីភាពព្យាយាមរបស់នាងដើម្បីបង្ហាញពីការស្រឡាញ់ទៅចំពោះលោកអីចឹងទៅតែនាងនិយាយច្រើនខ្លាំងមែនទេដែលធ្វើឲ្យអ្នកនៅទីនោះក៏មានការកៀងជាខ្លាំងដែរក្រោយមកនាងក៏បានរត់ចេញហើយអាសាកូក៏បានឲ្យហារូរត់ទៅតាមនាងបន្ទាប់មកហារូក៏បានរត់ទៅដោយនិយាយសួរថាតើនាងមានការអ្វីដែរឬទេដោយក៏បាននិយាយថែមទៀតថាខ្ញុំគិតថាមនុស្សយំនៅពេលដែលពួកគេរំពងຕົកខ្ពស់លើអ្វីដែលពួកគេមិនអាចសម្រេចបានអីចឹងទៅប៉ុន្តែអ្នកគួរតែស្ដាប់ខ្ញុំថាបើសិនជាអ្នកចង់សម្រេចធ្វើអ្វីហើយអ្នកសម្រេចធ្វើវាទៅមិនបានគិតច្រើនពីអ្នកដែលនៅជុំវិញខ្លួនទេឲ្យតែអ្នកសម្រេចអ្វីដែលអ្នកចង់បាននោះវាគឺជាការប្រសើរហើយកាន់មកមើលពេលមួយនៅពេលដែលស៊ីស៊ូគូនៅក្មេងដោយនាងបាននិយាយជាមួយឪពុករបស់នាងថាអ្នកនៅសាលាបានហៅនាងថាមនុស្សតកអីចឹងទៅដោយឪពុករបស់នាងក៏បាននិយាយថាវាមិនអីទេកុំខកពីអ្នកដទៃហើយស៊ីស៊ូគូនាងក៏បានចាប់អារម្មណ៍ទៅអាងមួយដោយនាងបានរត់ទៅមើលហើយនៅនិយាយប្រាប់ឪពុករបស់នាងថាគឺនាងចង់បានត្រីមាសយកមកដាក់នៅក្នុងនោះចឹងទៅដោយឪពុករបស់ស៊ីស៊ូគូក៏បាននិយាយផងដែរថាមិនអីទេចាំពេលដែលយើងទៅមើលបុណ្យកំជ្រួចជាមួយនឹងម្ដាយរបស់នាងយើងនឹងទិញត្រីយកមកដាក់កាន់មកពេលបុណ្យយប់ឡើងនៅពេលដែលស៊ីស៊ូគូបានខលទៅរកម្ដាយរបស់នាងដោយម្ដាយរបស់នាងបាននិយាយថាគាត់នឹងទិញត្រីផ្ញើចឹងទៅប៉ុន្តែគាត់មិនអាចទៅមើលបុណ្យកំជ្រួចជាមួយបានទេដោយសារតែគាត់រវល់ការងារហើយនាងក៏បានអង្គុយជាមួយនឹងឪពុករបស់គាត់មើលបុណ្យកំជ្រួចអីចឹងទៅដោយស៊ីស៊ូគូក៏បាននិយាយទៀតថាមូលហេតុដែលនាងសិក្សានៅគឺការសិក្សាពិតជាសប្បាយនាងក៏ចូលចិត្តដោះស្រាយបញ្ហាអ្វីភ្លាមមានតែការសិក្សាទេដែលធ្វើឲ្យនាងសប្បាយចិត្តគឺនាងមិនចង់មានរឿងអ្វីផ្សេងទៀតទេប៉ុន្តែនៅពេលដែលខ្ញុំបានជួបគាត់កាន់មកមើលថ្ងៃបន្ទាប់ដោយស៊ីស៊ូគូក៏បាននិយាយរំសួស្ដីទៅហារូអញ្ចឹងទៅដែលធ្វើឲ្យហារូភ្ញាក់ផ្អើលសួរថាតើថ្ងៃនេះនាងមិនអីទេដោយស៊ីស៊ូគូបាននិយាយថាមានរឿងអ្វីមែនទេបើហើយជាខ្ញុំធ្វើអ្វីខុសហើយអញ្ចឹងខ្ញុំសុំទោសហើយពួកយើងគឺជាមិត្តភក្តិជាមួយនឹងគ្នារហូតទៅហើយនាងក៏បានដើរចេញទៅពេលដែលហារូក៏បានហៅនាងហើយក៏បាននឹកឃើញពីពាក្យសម្ដីរបស់ឈីស៊ូរូនិយាយគាត់ចង់និយាយដែរប៉ុន្តែគាត់និយាយមិនចេញដោយស៊ីស៊ូគូបានសួរថាមានរឿងអ្វីកើតឡើងហើយគាត់ក៏មិនបាននិយាយអ្វីដែរដោយស៊ីស៊ូគូបានគិតថាប្រហែលរយៈក្រោយនេះខ្ញុំបានផ្លាស់ប្ដូរជាងស្រុងដោយសារតែក្មេងប្រុសម្នាក់ធ្វើឲ្យខ្ញុំឡើងខ្វល់ពីការសិក្សាច្រើនដូចជាការមុនកាលមកមើលថ្ងៃបន្ទាប់ដោយអាសាកូនិងសាយ៉ាហ្នឹងពួកគេបានទៅរកហារូនៅកន្លែងហាងលោកពូមីសាវ៉ាអញ្ចឹងទៅដោយពេលពួកគេទៅដល់គឺលោកពូមីសាវ៉ាបាននិយាយថាហារូនឹងជាប់ណាត់ជួបគ្នាជាមួយនឹងស៊ីស៊ូគូហើយដោយអាសាកូក៏បាននិយាយផងដែរថានាងបានទូរស័ព្ទទៅគឺឮពួកគេកំពុងតែរៀនសូត្រតែយើងក៏លេចឃើញបងប្រុសរបស់ហារូគឺមិនដឹងយកលុយកាន់ក្នុងគោបំណងអ្វីទេដោយលោកពូមីសាវ៉ាក៏បាននិយាយថែមទៀតថាតាមដែលគាត់ដឹងគឺគាត់ធ្លាប់ឮហារូនិយាយថាស៊ីស៊ូគូធ្លាប់សារភាពប្រាប់ហារូអញ្ចឹងទៅហើយយើងក៏លេចទៅមើលអាសាកូវិញគឺធ្វើមុខឡើងសែតគឺមិនដឹងមានរឿងអ្វីកើតឡើងទេកាន់មកមើលហារូវិញកំពុងតែលូតដាក់ស៊ីស៊ូគូអីចឹងទៅដល់ក៏បាននិយាយថាវាមិនដែរណាមិនដែរនៅក្នុងបណ្ណាល័យទេគឺនាងមិនចង់ចេញទៅក្រៅទេអីគឺយើងនៅទីតាំងពីព្រឹករហូតមកដល់ពេលនេះណាដោយស៊ីស៊ូគូក៏បាននិយាយថាលោកអត់មានបានប្រាប់ខ្ញុំថាលោកចង់ទៅណាហងហ្នឹងអញ្ចឹងមានតែនៅទីហ្នឹងហើយនាងក៏បាននិយាយថាអញ្ចឹងហើយកុំរំខាននាងដោយហារូយើងក៏បានអង្គុយលេង Shubi ធ្វើម្ដងទៀតទៅកាន់មកមើលអាសាកូវិញនាងកំពុងតែអង្គុយសែតដោយលោកពូមីសាវ៉ាក៏បានចាក់អារម្មណ៍ក៏បានសួរថាមានរឿងអ្វីកើតឡើងដោយនាងបាននិយាយថាហេតុអ្វីបានជាស៊ីស៊ូគូមិននិយាយរឿងទាំងអស់នេះប្រាប់នាងអញ្ចឹងទៅដោយលោកពូមីសាវ៉ាក៏បាននិយាយផងដែរថាប្រហែលជាវាមិនទាន់ពេលដែលនាងត្រូវប្រើអញ្ចឹងទៅ
គឺនាងចង់ប្រាប់នៅពេលក្រោយឬយ៉ាងណាមានតែចាំមើលសិនប៉ុន្តែកុំគិតច្រើនដែរឯងទៅពេលនោះដែរបងប្រុសរបស់ Haru ក៏បាននិយាយបន្ថែមទៀតថាប្រហែលជាពេលនេះ Haru គាត់កំពុងតែធ្វើអ្វីម្យ៉ាងឬក៏ចង់និយាយហើយប៉ុន្តែគាត់អៀនដោយសារតែនោះគឺជាមនុស្សកំសាក Haru គឺជាមនុស្សកំសាកខ្លាំងមែនតើគាត់មិនហ៊ាននិយាយអ្វីច្រើនទេកាត់មកមើល Haru និង Shizuku វិញដោយ Shizuku បាននិយាយថានៅពេលនេះ Haru កំពុងតែមើលមុខនេះតានេះគួរធ្វើអ្វីគឺថាបែបនេះមើលមុខគេឡើងក្រហមមិនដឹងអង្គុយមើលមុខគេឡើងប្រហែលម៉ោងនេះដោយ Shizuku ក៏បាននិយាយទៅ Haru ថានាងឡើងមានអារម្មណ៍ចាប់អារម្មណ៍ទៅលើ Haru ទៀតហើយដែលធ្វើឲ្យ Haru ក៏មានភាពភ្ញាក់ផ្អើលខ្លាំងមែនទែនដោយ Shizuku ក៏បាននិយាយបន្ថែមទៀតថាគឺនាងមិនចង់ទទួលបានបញ្ហាជាច្រើនទៀតចូលមកក្នុងជីវិតនាងទេគឺនាងមិនត្រូវការភាពរំខានដល់ពេលនោះ Haru ក៏បាននិយាយថាតើឥឡូវនេះខ្ញុំគឺជាមនុស្សរំខានរបស់នាងមែនឬទេដោយ Shizuku ក៏បាននិយាយថាមិនមែនទេនេះគឺជាកំហុសខាងនាងអញ្ចឹងទៅដោយ Haru ក៏បាននិយាយថាអូខ្ញុំដឹងហើយដោយផ្ដាំសើរើមកគឺយើងបានឃើញ Haru ក៏បានវិលត្រឡប់មកផ្ទះវិញអញ្ចឹងទៅដោយគាត់ល្អូប្រាប់លោកពូមីសាវ៉ានៅពេលដែលគាត់អោនក្បាលទៅលើតុគាត់ក៏បានធ្វើឲ្យរបស់អ្វីមួយកាប់នៅពេលដែលទាញមកក៏បានឃើញរូបមនុស្សស្រីម្នាក់ដែលលោកពូមីសាវ៉ាគាត់ថាគាត់បានរកឃើញនៅក្នុងបន្ទប់អីចឹងទៅដោយគេបានសម័យយើងឃើញថាមនុស្សស្រីម្នាក់នោះគឺមានឈ្មោះថា Kyoko ដែលជាអ្នកមីងរបស់ Haru អីចឹងទៅដែលគាត់នាងបានមកមើលថែ Haru តាំងពីក្មេងនិងបាននិយាយប្រាប់ Haru ថាដើម្បីធ្វើជាមនុស្សបានគឺត្រូវតែមានការអប់រំភាសាសមត្ថភាពលើការប្រើប្រាស់ឧបករណ៍និងការស្រឡាញ់ហើយនាងក៏បាននិយាយបន្ថែមទៀតថាមិនថា Haru ធ្វើអ្វីទេនាងនឹងសរសើរ Haru ជានិច្ចតែមួយថ្ងៃបន្ទាប់នៅពេលដែល Haru កំពុងតែដេកពេលនោះ Chizuru នាងក៏បានឃើញ Haru ក៏បានសួរថា Haru មកធ្វើអ្វីនៅទីនេះដែល Haru ក៏បានប្រាប់ថាគឺគាត់មកងូតទឹកថ្ងៃត្រង់ឲ្យមាន់របស់គាត់ឲ្យចឹងទៅហើយ Haru ក៏បាននិយាយបន្ថែមទៀតថាខ្ញុំមិនគិតថាខ្ញុំនឹងបានជួបអ្នកម្ដងទៀតទេហើយក៏បានសួរទៅ Chizuru ថានាងកំពុងតែទៅណាដោយ Chizuru បាននិយាយថានាងមានការប្រជុំមួយក្នុងពិធីបុណ្យវប្បធម៌អីចឹងទៅក្រោយមក Chizuru ក៏បាននិយាយជាមួយនឹង Haru ទៀតថាអរគុណ Haru ដែលជួយបានណែនាំនាងឲ្យធ្វើអ្វីដែលនាងចង់ធ្វើអញ្ចឹងទៅឥឡូវនេះគឺនាងមានការងារតិចតួចសម្រាប់នាងខ្លួនឯងហើយនាងក៏មានអារម្មណ៍ធូរស្រាលជាងមុនផងដែរដោយ Haru យើងក៏បាននិយាយថាអូអញ្ចឹងហើយល្អណាស់ដែលធ្វើឲ្យអ្នកដែលកំពុងលួចមើលគេគឺ Asako គឺថាឆ្ងល់ Haru វាឈួតឲ្យវាចេះនិយាយមួយមនុស្សស្រីទេមែនបន្ទាប់មកគាត់ក៏បានប្រាប់ទៅ Chizuru ថាគាត់បានជួបគ្នាជាមួយនឹង Shizuku ហើយដែលធ្វើឲ្យ Chizuru នាងក៏ឆ្ងល់ផងដែរហើយគាត់ក៏បាននិយាយថាគឺគាត់បាននិយាយទៅប្រាប់ Shizuku ប៉ុន្តែនាងបដិសេធមិនព្រមនិយាយអ្វីមកកាន់គាត់ថាតើនាងមានអារម្មណ៍យ៉ាងណាឬអីយ៉ាងម៉េចអញ្ចឹងទៅដោយ Chizuru នាងក៏បាននិយាយបន្ថែមថាមិនអីទេតារាបណា Shizuku នាងមិនបដិសេធ Haru គឺ Haru នៅតែមានឱកាសបន្តទៀតពេលដែលពួកគេកំពុងតែនិយាយគ្នាពេលនោះ Asako ក៏មិនដឹងមកអង្គុយចិត្តនឹងតឹងការដោយ Asako បាននិយាយថាបើអ្នកមានពេលវេលាសម្រាប់ការនិយាយរឿងទាំងអស់នេះអ្នកគួរតែទៅនិយាយប្រើអារម្មណ៍របស់អ្នកទៅ Shizuku ទៅវាប្រហែលជាល្អជាងនៅពេលដែលដៃវាមិនទាន់ក្តៅខ្លាំងអញ្ចឹងអ្នកនៅតែអាចនិយាយបានដោយ Haru ក៏បានសួរថាតើ Asako នឹងនាងស្វឹងមែនឬទេដោយ Asako ក៏បាននិយាយថាវាស្វឹងតាមណានេះគ្រាន់តែជាទឹកចេកធម្មតាវាមិនមានអីស្រវឹងទេដោយ Asako ក៏បាននិយាយបន្ថែមទៀតថានាងអាចនៅចិត្ត Shizuku ប៉ុន្តែ Shizuku មើលទៅដូចមិនចូលចិត្តនាងទេប៉ុន្តែ Shizuku មិនដែលនិយាយថាឲ្យនាងថាជាមនុស្សល្ងងឬក៏ជាមនុស្សអ្វីទេនាងគ្រាន់តែស្ងប់ស្ងាត់ប៉ុណ្ណោះនេះហើយជាមូលហេតុដែលធ្វើឲ្យ Shizuku មានភាពតាក់ទាញអីចឹងទៅហើយ Asako ក៏បាននិយាយបន្ថែមទៀតថានៅពេលដែលអ្នកឆ្លោះគ្នាបើសិនជាអ្នកមិនព្យាយាមទេអ្នកពិតជាមនុស្សល្ងងហើយ Asako ក៏បានរត់ចេញទៅបាត់ទៅនៅពេលដែល Haru កំពុងតែដើរគាត់ក៏សម័យឃើញនៅពេលដែលគាត់នៅជាមួយនឹងអ្នកមីង Kyoko នាងក៏បាននិយាយថាបើអ្នកនៅតែទម្លាក់រឿងទាំងអស់នោះចោលវាមិនខ្ជះជាពេលវេលាទេឬដោយ Haru ក៏បាននិយាយថាវាមិនមានន័យសម្រាប់គាត់ទេនៅពេលនោះដែរក៏មានបុរសម្នាក់បានមកចាប់ក្បាលរបស់ Haru អញ្ចឹងទៅដោយយើងក៏មិនដឹងថាគេគឺជានរណាគេដែរក្រោយមកអ្នកមីង Kyoko នាងក៏បានមើលអំពីការសិក្សារបស់ Haru ក៏បានឃើញការរៀនរបស់គាត់ពិតជាខ្លាំងមែនទែននាងក៏បានសរសើរទៅ Haru ដែរប៉ុន្តែ Haru នៅតែនិយាយថាវាមិនមានន័យសម្រាប់គាត់ទេហើយយើងកាត់មកមើលនៅពេលដែលអ្នកមីង Kyoko ឈឺនាងក៏បាននិយាយថានៅពេលដែលមនុស្សនៅម្នាក់ឯងវានឹងស្វិតស្រពោនកាន់តែខ្លាំងនឹងជាមនុស្សក្រៀមក្រំអីចឹងទៅ
បើសិនតែពួកគេនៅតែម្នាក់ឯងបន្តទៀតនោះជីវិតរបស់ពួកគេគឺគ្មានន័យទេប៉ុន្តែបើសិនជាពួកគេទៅរកមនុស្សផ្សេងទៀតដែលអាចយកចិត្តបានវាប្រហែលជារឿងល្អហើយនាងក៏បានឲ្យ Haru ដើររកមនុស្សម្នាក់ដែលអាចជួយសម្រាលការឈឺចាប់របស់គាត់បានអញ្ចឹងទៅតែ Haru យើងក៏បានសម្លឹងឃើញ Shizuku នាងកំពុងតែដេកផងដែរដោយ Haru យើងបានឈរមើលគេមិនងុំអាមន់របស់គាត់នឹងតែម្ដងទៅចឹកក្បាល Shizuku ឡើងនេះភ្ញាក់ពីដេកអីចឹងទៅដោយនាងក៏បានសួរថាមើលទៅ Haru ដូចជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដោយ Haru បាននិយាយថាខ្ញុំកំពុងតែគិតអំពីមនុស្សស្លាប់អីចឹងទៅដែលធ្វើឲ្យ Shizuku នាងក៏ឆ្ងល់ផងដែរដោយ Haru ក៏បាននិយាយបន្ថែមទៀតថាខ្ញុំឆ្ងល់ថាហេតុអ្វីបានជាខ្ញុំនៅតែចងចាំរឿងទាំងអស់នោះនៅក្នុងខួរក្បាលរបស់ខ្ញុំប៉ុន្តែឥឡូវនេះមិនអីទេខ្ញុំមានរឿងចង់និយាយប្រាប់អ្នក Shizuku គឺខ្ញុំស្រឡាញ់អ្នកដោយ Shizuku យើងក៏រៀងអៀនផងដែរដោយ Haru បានហៅ Shizuku ដើម្បីចេញក្រៅជាមួយគាត់ដោយ Shizuku ក៏បានបដិសេធថានាងមិនចេញក្រៅជាមួយនឹងគាត់ទេគឺថាពីរនាក់នឹងឆ្លោះគ្នាឡើងពេញនឹងចុងក្រោយពួកគេនៅតែចេញក្រៅជាមួយគ្នាកាត់មកមើលបន្ទូវិញគឺថា Haru នៅតែឈ្នះ Shizuku អញ្ចឹងទៅដោយ Shizuku ក៏បាននិយាយថានាងនឹងខំរៀនបន្ថែមទៀតហើយនាងក៏បានដើរចេញដោយ Haru គាត់ក៏បានដើរតាមនឹងនឹកឃើញអំពីពាក្យសម្ដីរបស់អ្នកមីង Shoko ហើយគាត់ក៏បានថាគាត់នឹងព្យាយាមឲ្យកាន់តែខ្លាំងអញ្ចឹងទៅកាត់មកមើល Asako Sasayan វិញគឺ Asako គឺនាងបានប្រឡងធ្លាក់អញ្ចឹងហើយនាងត្រូវតែប្រឡងសមម្ដងទៀតក្រោយមក Shizuku នាងក៏បានមកប្រឡងនៅសាលាខាងក្រៅជាមួយសិស្សដទៃទៀតអញ្ចឹងទៅដោយនាងបានសង្កេតឃើញការចូលនៅចិត្តនោះដោយនាងបាននិយាយថាសិស្សអ្នកមានគឺអញ្ចឹងមែននៅពេលនោះដែរ Kenji គាត់ក៏បាននិយាយទៅ Shizuku ថាតើយ៉ាងម៉េចទៅហើយ Haru គួរឲ្យស្រឡាញ់របស់អ្នកកាន់មកមើលថ្ងៃបន្ទាប់នៅជាថ្ងៃដែលគេរៀបចំពិធីបុណ្យសាលាអញ្ចឹងទៅគឺShizuku ក៏បានសួរថា Haru ហេតុអ្វីមិនទៅជួយគេអញ្ចឹងទៅដែល Haru បាននិយាយថានៅពេលដែលគាត់ទៅជួយគឺមានមនុស្សជាច្រើនមិនចូលមកចិត្តទេគឺថាពួកគេរត់កិច្ចអស់ទៅហើយអញ្ចឹងហើយគាត់អាចមានពេលវេលាសម្រាប់ស្រួលជាងការជួយអញ្ចឹងទៅនៅពេលនោះដែរ Shizuku ក៏បានប្រកល់សម្បត្តិចូលរួមពិធីទៅឲ្យ Haru ប៉ុន្តែ Haru យកនេះបានទាញដៃរបស់គេមកលិតធ្វើឲ្យនាងភ័យជាខ្លាំងដោយ Shizuku នាងក៏បានថាឲ្យ Haru នឹងបាននិយាយថាអ្នកមិនគួរណាប៉ះខ្លួនខ្ញុំទាំងតែខ្ញុំមិនទាន់អនុញ្ញាតនោះទេអ្នកគឺជាមនុស្សយ៉ាប់ខ្លាំងមែនតើហើយនាងក៏បានចាក់ចេញទៅដោយ Haru ក៏បានមកចេះកំហឹងជាមួយនឹងក្តារឈើដោយយកក្តារឈើវាយក្បាលរបស់គេអញ្ចឹងទៅដោយសួរទៅ Asako ថាហេតុអ្វីបានជា Shizuku ធ្វើរឿងបែបនេះមកដាក់គាត់ដោយ Asako ក៏បាននិយាយថាអ្នកមិនគួរណាប៉ះខ្លួនរបស់គេដោយគ្មានការអនុញ្ញាតទេជាពិសេសគឺមនុស្សដែលគេមិនចូលចិត្តអីចឹងទៅគឺគេមិនចង់ឲ្យមនុស្សដែលគេមិនចូលចិត្តមកប៉ះខ្លួនរបស់គេឬប៉ះកន្លែងណារបស់គេទេគឺពួកគេពិតជាស្អប់ខ្លាំងមែនទែនដែលធ្វើឲ្យ Haru គិតថាតើ Shizuku នឹងនាងស្អប់គាត់មែនឬទេដោយនៅពេលដែល Shizuku កំពុងតែដើរពេលនោះក៏លឺសំឡេងSasayanនិយាយអំពីការរលួយក្នុងពិធីបុណ្យវប្បធម៌នៅពេលដែលនាងចូលទៅពួកគេក៏បាននិយាយថាមនុស្សមកពិធីបុណ្យច្រើនចឹងហើយពួកគេអាចរៀបចំតូបដើម្បីលក់យកលុយពីមនុស្សខាងក្រៅអញ្ចឹងទៅប៉ុន្តែអ្វីដែលជាបញ្ហានោះគឺកន្លែងលក់របស់គេដោយមានសិស្សច្បងឆ្នាំទី3នោះគឺបានយកកន្លែងលក់ល្អអញ្ចឹងទៅដោយសិស្សច្បងទាំងអស់នោះគឺថាមុខរបស់ពួកគេពិតជាកាចខ្លាំងមែនទែនអញ្ចឹងហើយពួកគេមិនហ៊ានធ្វើអ្វីជាមួយទេដល់ពេលនោះដែរ Haru ក៏បានបង្ហាញខ្លួនក៏បាននិយាយថាចុះយើងមិនវាយពួកគេទៅកាន់មកមើលនៅក្នុងការប្រជុំរើសទីតាំងវិញគឺថាសិស្សច្បងគេមុខដល់កគឺថាពួកអាហ្នឹងបានរើសទីតាំងឡើងពេញហ្នឹងហ្មងនៅពេលនោះដែរ Shizuku នាងក៏បាននិយាយថានាងនឹងជ្រើសរើសទីតាំងដែលនៅច្រកទី1ជាន់ទី1នៅខាងមុខគេចឹងទៅដែលធ្វើឲ្យបរិបទម្នាក់នោះសួរថាតើនាងកំពុងតែគិតអ្វីនៅពេលនោះដែរ Haru យើងក៏បានដាក់ជើងលើតុដើម្បីថាខ្ញុំត្រូវការជាន់ទី1នៅច្រកទ្វារដំបូងនៅខាងមុខដែលធ្វើឲ្យអាប៉ែនោះក៏បានចូលមកដល់និយាយថាតើ Haru ចង់មានន័យយ៉ាងម៉េចហើយក៏បានរុន Shizuku អញ្ចឹងទៅបន្ទាប់ពីបានរុន Shizuku គឺថា Haru គ្មានគិតអ្វីច្រើនតោអាប៉ែនោះមាត់ដៃកណ្ដាលមុខយកតែម្ដងតែចុងក្រោយបាច់មើលមុខ Haru ឯគេវាយឡើងជាប់ហើយកន្លែងដែលគេទទួលបានហ្នឹងគឺនៅក្រោយគេទាំងអស់ដែលធ្វើឲ្យSasayanបាននិយាយថាកន្លែងនេះគឺជាកន្លែងដែលអាក្រក់បំផុតដោយ Haru ក៏បានមកអង្គុយដកស្មៅអីចឹងទៅ Chizuru នាងក៏បានឃើញហើយក៏បានសួរថា Haru មិនមកអង្គុយដកស្មៅនៅទីនេះដោយ Haru បាននិយាយថាគឺគេត្រូវមកដកស្មៅនៅទីនេះបន្ទាប់ពីបុណ្យសាលាមិនទាន់ចាប់ផ្ដើមអីចឹងទៅដោយ Haru ក៏បាននិយាយថាគាត់បានធ្វើឲ្យ Shizuku ខឹងគាត់ទៀតហើយតើគាត់បានធ្វើខុសមែនឬទេដោយ Chizuru ក៏បាននិយាយថាវាមិនគិតថាធ្វើខុសទេគឺ Haru ធ្វើឡើងដើម្បីតែការពារមិត្តរួមថ្នាក់របស់គាត់អីចឹងទៅហើយពួកគេក៏បានអង្គុយនិយាយគ្នានៅទីនោះផងដែរដែល Shizuku នាងក៏បានចូលស្ដាប់នៅទីនោះដោយនាងឆ្ងល់ខ្លួនថាហេតុអ្វីបានជានាងត្រូវលាក់ខ្លួននៅទីនេះ ក
កាត់មកល្ងាចឡើងដោយស៊ីស្គូអាសាកូនិងថាសាយ៉ានកំពុងតែដើររត់ទិញអីវ៉ាន់ជាមួយគ្នាចឹងទៅដោយស៊ីស្គូនាងបាននិយាយថានាងនឹងចូលទិញអីវ៉ាន់នៅកន្លែងមួយប៉ុន្តែពួកគេទាំងពីរនាក់ពួកគេក៏បាននិយាយថាពួកគេក៏ទៅជាមួយផងដែរដោយស៊ីស្គូឆ្ងល់ថាហេតុអ្វីបានជាពួកនេះចូលចិត្តដើរជាក្រុមយ៉ាងម្លេះនៅពេលដែលពួកគេកំពុងដើរពេលនោះក៏បានឃើញពួកម៉ាក់របស់ Haru ដែល Genchi ណា3ក្បាលទៀតហ្នឹងកំពុងតែវាយសោកស្លាយចឹងទៅដែលធ្វើឲ្យ3ទាំងឃើញពួកគេក៏សប្បាយចិត្តផងដែរក្រោយមក Genchi ក៏បានហៅស៊ីស្គូដើម្បីទៅមើលបន្ទុកប្រឡងរបស់គេចឹងទៅដែលស៊ីស្គូយើងហ្នឹងគឺបានមានបន្ទុកឈ្នះ Genchi ចឹងទៅបន្ទាប់ពីពួកគេវិលត្រឡប់មកវិញគឺបានឃើញអាដែង3នាក់ហ្នឹងកំពុងតែលោតជង្គង់សុំសម្បត្តិចូលរួមពិធីបុណ្យពីអាសាកូចឹងទៅដោយអាសាកូបាននិយាយថាគេទុកឲ្យមិត្តភ័ក្តិបង្កើតថ្មីរបស់គេទេគឺគ្មានសម្រាប់ពួកគេទេនៅពេលនោះដែលស៊ីស្គូនាងក៏បានប្រកល់សម្បត្តិ4ស្លឹកទៅឲ្យ Genchi ដែលនាងបាននិយាយថាវ៉ាហារុននៅទីនេះប្រហែលជាគាត់ក៏ធ្វើបែបនេះផងដែរនៅពេលនោះប្រែអា3អ្នកនោះបន្ទាប់ពីឃើញសម្បត្តិគឺពួកគេសប្បាយចិត្តខ្លាំងមែនតើនឹងបាននិយាយទៅស៊ីស្គូថាគឺជាទេពអក្សរអញ្ចឹងទៅប៉ុន្តែកាជីក៏បាននិយាយថាសម្បត្តិនេះនាងបកគោឲ្យមកគាត់តាអញ្ចឹងគាត់ចង់បកគោទៅឲ្យពួកគេក៏បានអត់ក៏បានដែរដែលធ្វើឲ្យពួកអានោះដាច់ឆ្កេះជាខ្លាំងនៅពេលយប់ឡើងនៅពេលដែលហារូកំពុងតែដើរទិញអីវ៉ាន់ក៏បានឃើញស៊ីស្គូផងដែរដោយស៊ីស្គូបានមករងចាំគាត់ទុកដើម្បីឲ្យអីវ៉ាន់ទៅឲ្យហារូអញ្ចឹងទៅដែលបាននិយាយថាអាសាកូនាងបានទិញផ្ញើឲ្យហារូហើយហារូក៏បានសួរថាហេតុអ្វីបានជានាងមករងចាំគាត់នៅទីនេះដោយស៊ីស្គូបាននិយាយថានាងបានសួរលោកពូមីសាវ៉ាដោយគាត់បានប្រាប់ថាហារូបានដើរទៅទិញអីវ៉ាន់នៅខាងក្រៅអញ្ចឹងទៅនៅពេលនោះដែលហារូក៏បាននិយាយថាខ្ញុំស្រឡាញ់អ្នកមិនទោះបីជាអ្នកធ្វើបែបណាមកខ្ញុំទេខ្ញុំនឹងផ្លាស់ប្ដូរអារម្មណ៍របស់អ្នកអញ្ចឹងទៅនៅពេលនោះហារូក៏បាននិយាយថាខ្ញុំជួយកាន់អីវ៉ាន់ឲ្យនាងហើយកាន់អីវ៉ាន់ខ្ញុំឲ្យងុំរត់ថើបកូនគេទៀតប៉ុន្តែនឹកពីពាក្យសម្ដីរបស់អាសាកូបាននិយាយប្រាប់គាត់ក៏បានដកថយវិញហើយស៊ីស្គូនាងក៏បានឆក់យកអីវ៉ាន់របស់គាត់ក៏បាននិយាយថានាងគឺចាក់ចេញទៅហើយនៅពេលដែលស៊ីស្គូកំពុងតែចាក់ចេញនាងក៏បានគិតថាហេតុអ្វីអារម្មណ៍ទាំងអស់នេះនៅតែកើតមានឡើងនៅក្នុងខ្លួនរបស់នាងខ្លាំងទៀតហើយនាងក៏បានលូមអ្នកថាត្រូវតែស្ងប់ស្ងាត់កាន់មកមើលនៅហាលោកពូមីសាវ៉ាវិញដល់លោកពូបានហៅហារូដើម្បីញ៉ាំអីចឹងទៅប៉ុន្តែហារូគឺគាត់ថាគាត់មិនញ៉ាំទេដល់ពេលនោះលោកពូមីសាវ៉ាក៏សង្កេតឃើញពុកកំប៉ុងអ្វីមួយដោយហារូបាននិយាយថាអាសាកូបានទិញផ្ញើគាត់អីចឹងទៅបន្ទាប់មកហារូក៏បាននិយាយថាស៊ីស្គូគឺនាងពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនតើនៅពេលដែលនាងញញឹមគឺនាងពិតជា cute ខ្លាំងមែនតើគឺថានិយាយបដាអញញឹមម្នាក់ឯងបដារីឯលោកពូមីសាវ៉ាវិញគាត់ក៏អង្គុយមើលតែឆ្ងល់ដែរប៉ុន្តែគាត់ក្រោយមកគាត់ក៏បានញញឹមហើយក៏បាននិយាយថាសំណាងល្អដែលផ្ដាំសាររឿងពីនេះគឺយើងឃើញនៅទីតាំងផ្ទះខ្មោចនៅពេលនោះក៏មាននារីខ្មោចម្នាក់បាននិយាយថាដល់ពេលដែលយើងត្រូវលេងហើយកាន់មកដល់កន្លែងបុណ្យសាលាគឺយើងឃើញ3ក្បាលនោះដោយវាបានមកបុណ្យសាលាហ្នឹងអីចឹងទៅក្រោយមកពួកវាក៏បានដើរទៅផ្ទះខ្មោចដែលពួកគេបានជួបជាមួយនឹងនារីខ្មោចចឹងទៅដោយនាងថាសូមមកតាមនាងមកដើម្បីចូលទៅលេងនៅខាងក្នុងដោយពួកគេដើរតាមនារីម្នាក់នោះនឹងសួរថាតើវាគ្មានអ្វីគួរឲ្យខ្លាចមែនហងហ្នឹងតើផ្ទះខ្មោចបែបណាមើលទៅដូចជាសាមញ្ញនៅពេលនោះពួកគេក៏បានឃើញខ្មោចម្នាក់កំពុងតែអូសនរណាគេក៏យើងមិនដឹងដែរដោយពួកគេបានហៅថាហារូអញ្ចឹងទៅហើយពួកអានោះគឺថាឃើញហារូហ្នឹងឃើញខ្លាចជាងខ្មោចទៀតដោយហារូយើងក៏បានផ្លុំឈាមដាក់ពួកគេគឺជាឈាមខ្លាយគឺថាពួកអានេះដល់ក៏ចូលមកផ្ទះខ្មោចតែខ្លាចខ្មោចខ្លាចហារូយើងកាន់មកមើលស៊ីស្គូវិញដោយនាងបានមកអង្គុយក្រៅគាត់អំពីពាក្យសម្ដីដែលនាងបានស្រែកដាក់ហារូអញ្ចឹងទៅតើនាងធ្វើអញ្ចឹងត្រូវឬខុសអញ្ចឹងទៅដោយនាងគិតថាការពីក្មេងនាងមិនដែលខ្វល់ខ្វល់ពីអារម្មណ៍ទាំងអស់ហ្នឹងទេអ្វីដែលសំខាន់សម្រាប់នាងនោះគឺមានតែការសិក្សាមិនថាមានអ្វីនៅជុំវិញខ្លួននាងគឺនាងមិនដែលខ្វល់ទាំងអស់តើនាងគួរធ្វើអ្វីឲ្យពិតប្រាកដដោយការមកមើលយូសែនឹងលោកពូអាសាវ៉ាវិញដោយលោកពូអាសាវ៉ាបាននិយាយថាយើងហាមឯងមិនឲ្យមកទីនេះហេតុអ្វីបានជាឯងមកទីនេះដោយយូសែបាននិយាយថាហេតុអ្វីបានជាគេមិនត្រូវមកគឺថារបស់នៅនេះលក់ថោកខ្លាំងមែនទែនជាពិសេសនំដូណាត់តែម្ដងលក់តម្លៃតែ100 yen ទេចឹងហើយខ្ញុំអាចទិញវាញ៉ាំបានច្រើនដោយការមកមើលស៊ីស្គូវិញនៅពេលដែលនាងកំពុងតែអង្គុយពេលនោះ Kenji ក៏បានបង្ហាញខ្លួននៅទីនោះអញ្ចឹងទៅហើយគាត់បាននិយាយថាគាត់ដើរកាត់ទីនេះគាត់សុំទៅហើយទៅពេលគាត់ដើរមកចុំគឺមកជួបជាមួយនឹងស៊ីស្គូម្ដងទៀតដោយសួរថាតើសាលានេះវាធំខ្លាំងមែនទេហេតុអ្វីបានខ្ញុំដើរទៅវិញទៅមកតែនៅផ្លូវនេះអញ្ចឹងទៅនៅពេលនោះដែរអាសាកូនាងក៏បានបង្ហាញខ្លួនដើម្បីហៅស៊ីស្គូទៅវិញអញ្ចឹងទៅដោយស៊ីស្គូក៏បានហៅ Genji ចូលរួមជាមួយពួកគេផងដែរ
កាន់មកមើលអាដែរ3នាក់នោះវិញវាកំពុងតែលូដាក់ហារូថាវាមិនមែនចង់ជួបមន់នេះទេគឺវាចង់ជួបអាសាកូតែអាសាកូនៅទីណាមន់នេះមើលទៅដូចមិនសប្បាយលេងទេដល់ពេលនោះដែរកែនជីនិងស៊ីសាគូក៏បានបង្ហាញខ្លួនដោយអាសាកូនាងបានចូលលាក់ពួនក្នុងព្រៃបាត់ទៅហើយដោយហារូបានសួរថាហេតុអ្វីបានជាស៊ីសាគូនៅជាមួយនឹងកែនជីដោយស៊ីសាគូថាជួបគ្នាដោយចែកដល់អីចឹងទៅដោយកែនជីក៏ព្យាយាមធ្វើចិត្តហារូដោយហារូបានដេញកែនជីចេញពីស៊ីសាគូផងដែរប៉ុន្តែគាត់មិនបានចាក់ចេញពេលនោះដែរហារូក៏មិនបានគិតអ្វីច្រើនគឺថាវាយប៉ុន្តែវាយមិនត្រូវកែនជីទេគឺត្រូវស៊ីសាគូមួយដៃឡើងខ្ទប់ដេកលើដីដែរម្ដងតែធ្វើឲ្យពួកអាដៃនោះភ័យខ្លាំងមែនតើដោយហារូបាននិយាយថាវាគឺជាកំហុសរបស់កែនជីដោយកែនជីបានថាគេមិនដឹងទេដល់ពេលនោះស៊ីសាគូនាងក៏បានដឹងខ្លួនឡើងវិញដោយនឹងបាននិយាយថាចាប់ពីពេលនេះតទៅហារូគឺនៅឲ្យឆ្ងាយពីនាង2ម៉ែត្រហើយនាងក៏បានដើរចាក់ចេញនៅពេលដែលស៊ីសាគូកំពុងតែដើរពេលនោះអាសាកូនាងក៏បានរត់មកតាមដោយនាងបាននិយាយថាហារូគ្មានគោលបំណងដើម្បីវាយនាងទេបន្ទាប់មកស៊ីកូបាននិយាយថាខ្ញុំមិនខឹងគាត់ទេប៉ុន្តែខ្ញុំគ្រាន់តែគិតពីថាវាល្ងងដែលអនុញ្ញាតឲ្យគាត់មានឥទ្ធិពលលើជីវិតខ្ញុំគឺខ្ញុំមិនចង់ឲ្យនៅគាត់នៅក្បែរខ្ញុំទេដោយអាសកូព្យាយាមនិយាយរៀបរាប់ប្រាប់ស៊ីសាគូច្រើនខ្លាំងមែនតើប៉ុន្តែស៊ីសាគូនាងមិនបាននិយាយច្រើនទេគឺនាងគ្រាន់តែនិយាយថានោះមិនមែនជាការងាររបស់អ្នកទេដែលធ្វើឲ្យអាសកូយើងនាងក៏មានការអន់ចិត្តខ្លាំងដែរដែលគ្នារបស់កែនជីពួកគេក៏បានឈរស្ដាប់ដែរដោយពួកគេបាននិយាយថាវាពិតជាធ្ងន់ធ្ងរខ្លាំងពេកហើយតែពួកគេបាននិយាយថាវាគឺជាកំហុសរបស់កែនជីដែលចូលទៅជ្រៀតជ្រែករបស់ហារូអញ្ចឹងទៅដោយកែនជីគាត់ថាជាកំហុសរបស់គាត់ហើយពួកគេក៏បាននិយាយថាតើគួរចូលទៅលួងលោមនាងដែរទេប៉ុន្តែគ្នាគេម្នាក់នេះក៏បាននិយាយថាមិនបាច់លួងលោមទេនេះគឺជាអាក្រក់បំផុតគឺទុកឲ្យនាងនៅម្នាក់ឯងទៅដោយកែនជីក៏បានទៅនិយាយមួយស៊ីសាគូថាហារូគេនឹងនៅម្នាក់ឯងម្ដងទៀតបន្ទាប់ពីស៊ីសាគូខឹងគាត់អីចឹងទៅតែស៊ីសាគូក៏បាននិយាយថាម្ដងទៀតយ៉ាងម៉េចហើយស៊ីសាគូក៏បាននឹកឃើញពាក្យសម្ដីដែលនាងបានដេញហារូក៏ដូចជាបានដេញអាសាកូផងដែរដែលពួកគេដើរបដានិយាយគ្នាបណ្ដាដោយកែនជីក៏បាននិយាយថាអ្នកមិនមានអារម្មណ៍ឯកាទេប្រសិនតែអ្នកឯងធ្លាប់នៅម្នាក់ឯងប៉ុន្តែបើអ្នកនៅជាមួយនឹងអ្នកផ្សេងទៀតក្រោយមកពួកគេមិននៅជាមួយអ្នកនោះវាគឺជាអារម្មណ៍ឯកាហើយដែលស៊ីសាគូនាងក៏បាននិយាយថាវាសមហេតុផលដែរដែលអ្នកនិយាយបែបនេះទៅពេលនោះនាងក៏សង្កេតឃើញយូសែនហើយកែនជីមិនបានកើអ្វីច្រើនទេគឺចាប់ស៊ីសាគូយើងនឹងរត់លាក់ពួនតែម្ដងនៅពេលនោះដែរស៊ីសាគូក៏បានសួរថាតើមានអ្វីកើតឡើងដោយកែនជីក៏បាននិយាយថាពីអ្នកបងប្អូនធ្លាប់ទៅសាលារបស់គេអញ្ចឹងទៅដោយស៊ីសាគូបានសួរថាតើកែនជីនឹងខ្លាចយូសែនមែនទេដោយកែនជីបាននិយាយថាគេមិនខ្លាចទេតែពេលដែលពួកគេរៀបនឹងចេញពេលនោះក៏លឺសលេងហារូជាមួយនឹងឈីស៊ូរូផងដែរដែលហារូបានលូថាហេតុអ្វីបានជាបងប្រុសរបស់គេនឹងមកបង្ហាញខ្លួននៅទីនេះក្រោយមកហារូក៏បានសួរទៅឈីស៊ូរូថាតើបើសិនជាគាត់និយាយថាគាត់ចូលចិត្តឈីស៊ូរូតើឈីស៊ូរូមានប្រតិកម្មបែបណាគឺនៅពេលដែលគាត់បាននិយាយអារម្មណ៍របស់គាត់ទៅប្រាប់ស៊ីសាគូគឺនាងតែងតែខឹងគាត់អីចឹងទៅគឺឲ្យតែគាត់កាន់តែនិយាយស៊ីសាគូកាន់តែខឹងគាត់ក្រោយមកឈីស៊ូរូក៏បាននិយាយផងដែរចូលបើសិនជាខ្ញុំនិយាយថាខ្ញុំចូលចិត្តលោកនៅពេលនោះដែរហារូគឺភ្លើខ្លាំងតែគឺទៅគូស្បាថាវាល្អណាស់នាងគឺជាក្មេងស្រីល្អអីចឹងទៅប៉ុន្តែនាងក៏បាននិយាយថាគឺនាងចង់និយាយអំពីទំនាក់ទំនងក្មេងស្រីទៅបរិសុទ្ធអីចឹងទៅដោយហារូក៏បានគិតថានាងចង់ធ្វើវាទៅទីនឹងមែនឬទេដោយហារូយើងហ្នឹងបានគិតឃើញឆ្មាអាណាជីលើគ្នាគឺថាអបិនេះខួរក្បាលដល់ក៏នៅពេលនោះដែរស៊ីសាគូក៏បានហៅកែនជីដើម្បីចាក់ចេញទៅវិញប៉ុន្តែកែនជីមិនបានចាក់ចេញទេគឺបានចាប់ស៊ីសាគូជាប់ដែលពួកគេបានឈោឲ្យហារូនិងស៊ីស៊ូរូក៏បានឃើញផងដែរក៏បានសួរថាហេតុអ្វីពួកគេទាំងពីរអ្នកនៅទីនេះអញ្ចឹងទៅនៅពេលនោះដែរយូសែនក៏បានបើកទ្វារចូលមកដែលធ្វើឲ្យកែនជីនិងហារូនឹងពួកគេភ័យជាខ្លាំងកាន់មកមើលអាសាកូវិញគឺនាងកំពុងតែយំនឹងនិយាយប្រាប់ទៅលោកពូមីសាវ៉ាអញ្ចឹងទៅដោយលោកពូមីសាវ៉ាព្យាយាមនិយាយលំលោនាងមិនឲ្យនាងភ័យខ្លាចអញ្ចឹងទៅដោយនាងបាននិយាយថាមិនភ័យខ្លាចយ៉ាងម៉េចនៅពេលដែលមនុស្សស្រីទាំងពីរនាក់ឆ្លោះគ្នាគឺពួកគេនឹងឡើងនិយាយចូលគ្នាជារៀងរហូតហើយអ្វីដែលធ្វើឲ្យខ្ញុំភ័យនោះគឺថាស៊ីស្គូគឺជាមិត្តស្រីដំបូងរបស់នាងគឺនាងមិនចង់បាច់បងទេដោយលោកពូមីសាវ៉ានៅតែលូលោព្យាយាមជួយឲ្យនាងធ្វើឲ្យចិត្តរបស់នាងស្ងប់ស្ងាត់ចឹងទៅនៅពេលនោះដែរសាយ៉ានក៏បានឃើញហើយក៏បានសួរថាហេតុអ្វីអាសាកូនាងយំ
កាត់មកមើល Haru វិញដោយ Haru កំពុងតែចាប់ករបស់ Chizuru ដោយបងប្រុសរបស់គេក៏បាននិយាយថាតើឯងចង់ធ្វើអ្វីឯងចង់បង្កបញ្ហានៅទីនេះម្ដងទៀតហើយមែនឬទេដែល Haru ក៏បានចាស់អារម្មណ៍មើលគឺមាន search ជាច្រើនបានមកមើលជំវិញគាត់អីចឹងទៅនៅពេលនោះបងប្រុសរបស់គេក៏បាននិយាយបន្ថែមទៀតថាតើឯងចង់ធ្វើបាបក្មេងស្រីដែលមិនដឹងអីទៀតឬហើយ Haru យើងក៏បានដោះលែង Chizuru ហើយក៏បានរត់ចាក់ចេញបាត់ទៅក្រោយមកយូសែនក៏បានទៅសុំទោស Chizuru អំពីប្អូនប្រុសរបស់គាត់ដែលធ្វើឲ្យល្ងងអីចឹងទៅដែលធ្វើឲ្យ Chizuru ក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនដែលដឹងថាយូសែននឹងគឺជាបងប្រុសរបស់ Haru ទៅពេលនោះដែលយូសែនគាត់ក៏បានទៅនិយាយជាមួយនឹង Shizuku ដោយនិយាយចោល Shizuku ជូនគាត់ដើរជាមួយប៉ុន្តែទៅបាន Genji បង្ហាញខ្លួនថានាងជាប់រវល់ជាមួយគាត់ហើយនៅពេលនោះដែរយូសែនក៏បាននិយាយថាតើអ្នកមិនមែនជាកូនរបស់ Yamaguchi ទេឬតែគឺជា Genji មែនឬទេដោយគេបាននិយាយថាអូមើលទៅពួកឯងពិតជាធំអស់ហើយក្រោយមកយូសែនក៏បានហត់បីជើងទៅឲ្យ Shizuku ដោយបាននិយាយថា Haru គាត់បានរត់ចាក់ចេញដោយមិនយកបីជើងរបស់គាត់ទៅជាមួយចឹងទៅហើយយូសែនក៏បានចាក់ចេញពីទីនោះផងដែរក្រោយមកអាក្មេង3នាក់វាក៏បានមកបានសួរថា Gachi កំពុងធ្វើអ្វីជាមួយនឹងក្មេងញៀនការសិក្សាអញ្ចឹងទៅដល់យូសែនក៏បាននិយាយថាវាគ្មានអ្វីទេហើយគាត់ក៏បានលា Shizuku ផងដែរពួកអានេះ3នោះនៅតែមាននៅតែនិយាយថាធំក្លិនត្រីគឺថាពួកគេចង់ដឹងមានតែយ៉ាងម៉េចទេក្រោយមក Shizuku ក៏បានយកបីជើងទៅឲ្យ Haru នឹងនិយាយថាបើសិនជាអ្នកមានអារម្មណ៍មិនល្អនៅក្នុងខ្លួនអ្នកធ្វើឲ្យមួយគឺត្រូវតែគិតជាមុនសិនដោយ Haru ក៏បាននិយាយផងដែរដែលបាននិយាយថាហេតុអ្វីបាន Shizuku មកចិត្តគេដោយ Shizuku ធ្លាប់និយាយថាឲ្យឆ្ងាយពីគេពីម៉ែអញ្ចឹងទៅដោយ Shizuku នាងក៏បាននិយាយថានាងសុំយកពាក្យទាំងអស់នឹងមកវិញទាំងអស់ហើយនាងក៏សុំទោសផងដែរដោយនាងក៏បាននិយាយថាគឺវាគ្រាន់តែជាការនិយាយលេងទេដោយ Haru ក៏បាននិយាយថាទីបំផុតអ្នកយកហើយHaru គាត់ក៏បានសុំពេលដើម្បីគាត់ទៅសុំទោស Chizuru ផងដែរក្រោយមក Shizuku នាងក៏បានទៅជួបជាមួយនឹង Asako នឹងបាននិយាយសុំទោស Asako រឿងរ៉ាវទាំងអស់នោះទៅដែលធ្វើឲ្យ Asako នាងក៏យំហើយក៏រំភើបផងដែរនៅពេលនោះដែរ Haru ក៏បានបង្ហាញខ្លួនជាមួយនឹងមាត់របស់ពួកគេហើយ Sasayan ក៏បានហៅពួកគេវិលត្រឡប់ទៅផ្ទះខ្មៅរបស់ពួកគេវិញហើយកម្មវិធីបុណ្យសាលាពួកគេលេងដោយសប្បាយរីករាយអីចឹងទៅកាន់មកពេលយប់ដោយ Shizuku នាងក៏បានលៀងមុខលៀងអីហើយក៏បានទៅជួបជាមួយនឹង Haru ប៉ុន្តែគឺ Haru បានកេងទៅហើយដោយនាងគឺចង់លេងសក់របស់ Haru ប៉ុន្តែត្រូវបាន Haru ចាប់ជាប់អីចឹងទៅដោយសួរថានាងចង់ធ្វើអ្វីដោយ Shizuku នាងក៏បាននិយាយថាគឺនាងគ្រាន់តែចង់លេងសក់របស់នាងទេហើយ Shizuku បាននិយាយថាបើសិនជាខ្ញុំត្រឡប់ទៅស្រឡាញ់លោកម្ដងទៀតនោះការសិក្សារបស់ខ្ញុំក៏ពិតជាតន់សោយប៉ុន្តែប្រសិនបើខ្ញុំរត់រើការសិក្សាខ្ញុំនឹងមិនមានប៉ុន្តែនាងមិនតបាននិយាយទេដោយ Haru ក៏បានចាប់ទាញនាងយកមកអោបអីចឹងទៅដែលធ្វើឲ្យនាងបានគិតក្នុងចិត្តថាគឺពិតជាមានអារម្មណ៍កក់ក្ដៅខ្លាំងមែនតើនៅពេលដែលខ្ញុំងើបពីដេកលើទ្រូងរបស់អ្នកលើជើងរបស់អ្នកខ្ញុំពិតជាមានអារម្មណ៍កក់ក្ដៅតើនេះមែនទេគឺជាអារម្មណ៍ស្នេហាដោយ Shizuku នាងក៏បាននិយាយបន្ថែមទៀតថាតើខ្ញុំអាចសុំពេលវេលាបន្តិចទៀតមែនឬទេពី Haru ដើម្បីឲ្យនាងប្រឈមមុខនឹងរឿងទាំងអស់នេះបានហើយ Haru គាត់ក៏យកព្រមផងដែរដល់5សើរឿងភាគថ្មីនេះគឺយើងបានឃើញ Shizuku នាងកំពុងតែដេកអញ្ចឹងទៅដោយពេលដែលនាងងើបមកក៏ឃើញ Haru នៅចិត្តនោះផងដែរដែល Haru នឹងគេក៏បាននិយាយថាគឺគេបានមករក Shizuku ប៉ុន្តែគេចង់ផ្លោះចូលតាមប្រួយដែរប៉ុន្តែត្រូវបានឪពុករបស់ Shizuku នឹងហៅគាត់ចូលតាមទ្វារខាងមុខអញ្ចឹងទៅដោយ Shizuku ដំបូងក៏មិនទាន់ចាប់អារម្មណ៍ដែរប៉ុន្តែក៏ចាប់អារម្មណ៍ភ្លាមៗសួរថាតើឪពុករបស់គេនៅផ្ទះឬហើយ Haru ក៏បាននិយាយថាត្រូវហើយឪពុករបស់នាងនៅផ្ទះហើយនាងក៏បញ្ញាប់ចេញទៅគឺថាឪពុករបស់ Shizuku គ្រាន់តែឃើញ Shizuku គឺគាត់ភ័យខ្លាចខ្លាំងមែនទែនក្រោយមកគាត់ក៏បានលោតជង្គង់ដោយ Shizuku បានសួរថាហេតុអ្វីបានមិនទៅហាងលក់ដោយឪពុករបស់នាងក៏បាននិយាយថាហាងលក់មានការអន់ថយនឹងបានបិទទៅហើយដែលនាងសួរថាហេតុអ្វីបានជាឪពុករបស់នាងហ្នឹងមិនប្រាប់នាងដោយឪពុករបស់នាងក៏បាននិយាយថាវាគ្រាន់តែជារឿងតូចតាចអញ្ចឹងហើយគឺគាត់មិនចង់ប្រាប់ទៅ Shizuku ទេក្រោយមក Shizuku បានថាអញ្ចឹងហើយនាងនឹងខលទៅប្រាប់ម្ដាយរបស់នាងបន្ទាប់មកនាងក៏បានខលទៅប្រាប់ម្ដាយរបស់នាងអំពីបញ្ហាទាំងអស់នេះដោយម្ដាយរបស់នាងបាននិយាយថាហេតុអ្វីគាត់ធ្វើបែបនេះម្ដងទៀតហើយបន្ទាប់ពីនិយាយហើយ Shizuku បានប្រាប់ឪពុកថាម្ដាយរបស់នាងបាននិយាយថាបើមិនស្លាប់ទេក៏រឹបអូដែរដែលធ្វើឲ្យឪពុករបស់ Shizuku ហ្នឹងនាងក៏ភ័យផងដែរក្រោយមក Shizuku ក៏បានសុំពេលដើម្បីទៅផ្លាស់ប្ដូរកៅអៅដើម្បីទៅមើលហាងអញ្ចឹងទៅ
បន្ទាប់មកហារូក៏បានសួរឪពុករបស់ស៊ីស៊ូគូថាមើលទៅដូចជាខ្លាចស៊ីស៊ូគូខ្លាណាស់ដោយឪពុកបាននិយាយថានេះគឺជារឿងទី6ហើយដែលស៊ីស៊ូគូដែលធ្វើបែបនេះដោយគាត់បាននិយាយថាគឺស៊ីស៊ូគូនិងប្អូនប្រុសរបស់គេគឺពិតជាមានភាពឯកោខ្លាំងមែនទែនតាំងពីតូចមកដោយសារតែម្ដាយរបស់នាងបានចាក់ចេញទៅធ្វើការដោយស៊ីស៊ូគូនាងមិនដែលគិតនឹងរាប់អានពីមនុស្សដទៃទៀតទេគឺនាងមិនមានមិត្តភក្តិឡើយនៅពេលនោះដែលហារូក៏បាននិយាយថាមិនមានមិត្តភក្តិអញ្ចឹងមែនទេតែអាចរួមបញ្ចូលគាត់បានដែរទេដោយធ្វើឲ្យឪពុករបស់ស៊ីស៊ូគូគាត់ក៏មានការរំភើបខ្លាំងដែរហើយក៏បានអឺអែអញ្ចឹងទៅកាលមកមើលហារូនិងអាសាកូវិញកំពុងតែភ្ញាក់ផ្អើលដោយបានសាយ៉ាននិយាយថាគឺគាត់មានមិត្តស្រីម្នាក់នៅមធ្យមសិក្សាអញ្ចឹងទៅដោយពួកគេបានសួរថាវាកើតឡើងដោយរបៀបណាដោយសាយ៉ានបាននិយាយថាគឺគាត់ឮពាក្យចាចាំរ៉ាយអញ្ចឹងទៅហើយគាត់ក៏បានទៅសួរនាងផ្ទាល់តែម្ដងបន្ទាប់មកសាយ៉ានក៏បានសួរទៅហារូថាចុះរឿងរបស់ឯងវិញដែលហារូធ្វើពុកស្អុយដល់ពេលនោះពួកគេគួរសម្បានសើចទាំងពីរនាក់ដែរម្ដងតែធ្វើឲ្យអាសាកូនាងក៏គាំងជាខ្លាំងផងដែរក្រោយមកហារូក៏បាននិយាយថាគឺស៊ីស៊ូគូហ្នឹងនាងបាននិយាយថាឲ្យនាងសុំគិតពីទំនាក់ទំនងនេះសិនដោយការពី1ខែមុនដែលធ្វើឲ្យអាសាកូនាងក៏ឆ្ងល់ដែរថា1ខែមុនឥឡូវនេះនាងមិនទាន់ផ្ដល់ចម្លើយទៀតតើស៊ីស៊ូគូនាងចង់ធ្វើបែបណាទៀតហើយឬក៏នាងចង់នៅតែម្នាក់ឯងមិនខ្វល់ខ្វាយអំពីពាក្យសម្ដីដែលគាត់បាននិយាយទៅកាន់ហារូអីចឹងទៅនៅពេលនោះដែរស៊ីស៊ូគូនាងក៏បង្ហាញខ្លួននៅទីនោះហើយក៏បានហៅហារូចេញទៅក្រៅជាមួយនឹងនាងនៅពេលដែលពួកគេកំពុងដើរដោយហារូបានសួរទៅស៊ីស៊ូគូថាតើហារបស់ឪពុករបស់នាងហ្នឹងយ៉ាងម៉េចទៅហើយដោយស៊ីស៊ូគូបាននិយាយថាវាមិនអីទេវានឹងជួសជុលបានលឿនដោយសារតែឪពុករបស់នាងហ្នឹងបានហៅពូម៉ែរបស់គាត់ដើម្បីមកជួយផងដែរដោយហារូក៏បានសួរបន្ថែមទៀតថាគឺគាត់បានឮពីឪពុករបស់នាងថានាងនៅពីក្មេងមិនមានដែរទេដោយម្ដាយរបស់នាងចេញធ្វើការតើនាងឯកោដែរឬទេដោយស៊ីស៊ូគូក៏បាននិយាយថាត្រូវហើយនាងក៏បាននិយាយថានៅផ្ទះរបស់នាងហ្នឹងមានពាងដាក់ត្រីមួយហើយនាងបានខិតខំសន្សំលុយក្នុងការចំណាយដើម្បីទិញត្រីនោះប៉ុន្តែវាពិតជាសោកស្ដាយណាស់ដែលខ្ញុំមានការរំពឹងខ្ពស់សម្រាប់ការមួយនេះខ្លាំងមែនទែនគឺខ្ញុំមិនបានទិញត្រីមួយនោះទេដល់ពេលនោះស៊ីស៊ូគូក៏បានឆ្ងល់ថាតើខ្ញុំឯកោឬបង្ហាញអារម្មណ៍ទាំងអស់នេះទៅកាន់ហារូដល់ពេលនោះដែរហារូក៏បានចាប់ទាញដៃរបស់នាងថានឹងនាំនាងទៅកន្លែងមួយអញ្ចឹងទៅដែលស៊ីស៊ូគូក៏បានគិតអំពីទង្វើរបស់ហារូកន្លងមកនិងពាក្យសម្ដីរបស់កែនជីដែលបាននិយាយថាបើគ្មានមនុស្សនៅជុំវិញទេអ្នកនឹងមិនមានអារម្មណ៍ឯកាប៉ុន្តែបើមាននៅពេលដែលពួកគេចាក់ចេញអ្នកនឹងមានអារម្មណ៍ថាឯកាអញ្ចឹងទៅដែលកន្លែងដែលហារូបានជួនទៅនោះគឺស្ពាននឹងនៅមាត់ទន្លេឬក៏អូអញ្ចឹងទៅដោយហារូហ្នឹងបានយកចលែងស្ទូចត្រីដោយស៊ីស៊ូគូក៏បាននិយាយថាតើយកចលែងហ្នឹងចង់ស្ទូចក្តាមឲ្យនាងមែនឬទេហើយហារូថានាងចាំតែមើលទៅគឺដឹងហើយដែលការមកមើល Genji វិញគឺគាត់កំពុងតែសួរនៅបណ្ណាល័យមួយដើម្បី Rose Power មួយចឹងទៅដោយគេក៏បានប្រាប់ថាច្រកនេះហើយគេក៏បាននិយាយថាតើឲ្យខ្ញុំនឹងបង្ហាញផ្លូវរបស់លោកដែរទេដោយ Genji ក៏បាននិយាយថាមិនអាចទេគាត់ទៅខ្លួនឯងគ្រាន់តែដើរបញ្ឆេះផ្លូវទៅហើយដោយបុគ្គលិកទាំងនោះក៏បានប្រើហើយក៏បាននិយាយដើមគាត់ថាបរិសម្នាក់នេះហ្នឹងគឺបានសួរសំណួរទាំងអស់នេះ5ដងទៅហើយនៅពេលដែលគាត់បានរកឃើញបន្ទប់មួយនោះគឺគាត់បាននិយាយថាវាពិតជាអពុធហេតុខ្លាំងមែនទែននៅពេលដែលគាត់ចូលទៅដល់គាត់ក៏បានជួបជាមួយនឹងស៊ីស៊ូគូផងដែរដោយស៊ីស៊ូគូក៏បានមកអានសភៅនៅទីនោះដោយស៊ីស៊ូគូក៏បាននិយាយថាតើនាងគួរធ្វើយ៉ាងណាចំពោះហារូអីចឹងទៅដោយកែនជីក៏បានសួរថាហេតុអ្វីបានជាត្រូវសួរគាត់ដោយស៊ីស៊ូគូក៏បានថាគឺខ្ញុំបានស្ងប់សរសើរអំពីភាពឆ្លាតវៃរបស់លោកដែលបានផ្ដល់ខ្ញុំការពីបុណ្យវប្បធម៌អញ្ចឹងទៅដែលធ្វើឲ្យបេដូហ្គេនជីនឹងក៏លោតញាប់ផងដែរការមកមើលអាសាកូនិងសាយ៉ានវិញដោយពួកគេបាននិយាយថាស៊ីស៊ូគូនឹងមិនបាននៅជាមួយនឹងហារូទេដោយហារូចំណាយពេលនៅមាត់ទន្លេដើម្បីស្ទូចក្តាមអីចឹងទៅនៅពេលនោះដែរក៏មានសិស្សស្រី2នាក់បានចូលមកបន្ទាប់ពីអាសាកូនាងបានឃើញនាងក៏បានយកសិភៅបាំងមកចឹងទៅដែលនាងបានឃើញការពីអតីតកាលគឺមិត្តភក្តិស្រីទាំងអស់នោះគឺបាននិយាយដើមរបស់អាសាកូនឹងបាននិយាយថាគឺអាសាកូនោះមិនអាចរាប់អានមិត្តភក្តិស្រីទេគឺមិត្តភក្តិរបស់អាសាកូសុទ្ធតែជាមនុស្សប្រុសទាំងអស់នៅពេលនោះដែរក្មេងស្រីនោះក៏បានឃើញអាសាកូជាមួយនឹងសាយ៉ានក៏បាននិយាយដើមថាតើម្នាក់នោះគឺជាមិត្តប្រុសរបស់អាសាកូមែនដែរឬទេដែលធ្វើឲ្យអាសាកូនាងក៏បានយំហើយក៏បានសូមអភ័យទោសចំពោះសាយ៉ានផងដែរនៅពេលនោះដែរលោកពូមីសាវ៉ាក៏បានបង្ហាញខ្លួននៅទីនោះហើយគ្រាន់តែគាត់មើលទៅក្មេងស្រីទាំងពីរនាក់នោះធ្វើឲ្យក្មេងស្រីទាំងពីរនាក់នោះភ័យហើយក៏បានរត់ចាក់ចេញទៅដែលអាសាកូក៏បានមើលមុខលោកពូអាសាវ៉ាមើលទៅដូចជាឡុងស្នេហ៍លោកពូមិនទេ
កាត់មកមើលស៊ីស្គូនិងកែនជីវិញដោយស៊ីស្គូក៏បានឡើងឡានក្រុងដោយបានសួរថាកែនជីទៅជាមួយនាងដែរឬទេដោយកែនជីក៏បាននិយាយថាម្ល៉េះទេគាត់នឹងជីតាក់ស៊ីបន្ទាប់ពីស៊ីស្គូចេញទៅបាត់កែនជីក៏កំពុងតែគិតម្នាក់ឯងនឹងមកតែម្នាក់ឯងដោយគាត់បានសម័យឃើញគឺគាត់បានបង្រៀនស៊ីស្គូអញ្ចឹងទៅនិងគាត់ឆ្ងល់ថាហេតុអ្វីខ្ញុំត្រូវជួយវិភាគស្ថានភាពចិត្តរបស់នាងនៅពេលនោះគឺស៊ីស្គូក៏បាននិយាយថាអ្នកមើលទៅពិតជាកំប្លែងណាស់ Genji ដែលធ្វើឲ្យ Genji មុខក្រហមហើយក៏លោតបេះដូងញាប់ញាក់ខ្លាំងដែរដោយ Genji ក៏បាននិយាយថាហេតុអ្វីស្រីម្នាក់នេះត្រូវតែជារបស់ Haru អញ្ចឹងទៅតើខ្ញុំពិតជាស្រឡាញ់នាងមែនដែរទេកាត់មកមើលស៊ីស្គូវិញដោយនាងស្មែឃើញពីអតីតកាលរបស់នាងដោយម្ដាយរបស់នាងបានចាក់ចែងនិងបាននិយាយថាគាត់នឹងទៅធ្វើការចំណាយឪពុករបស់នាងវិញគឺបានបរាជ័យទៅហើយអញ្ចឹងហើយនៅផ្ទះមើលកូនទៅដែលក៏ស្មែឃើញឈុតឆាកមួយទៀតដោយស៊ីស្គូនិងឪពុករបស់នាងកំពុងតែដើរដោយឪពុករបស់នាងបានហៅនាងថាតើចង់ទិញត្រីមាសដែរឬទេដែលស៊ីស្គូបដិសេធថានាងមិនទិញទេដែលនាងបានគិតក្នុងចិត្តថាគឺនាងមិនមានអារម្មណ៍ដើម្បីចិញ្ចឹមត្រីមាសបន្តទៀតទេកាលមកមើលស៊ីស្គូបន្តទៀតនាងក៏បានមកដល់ទន្លេនៅចឹងទៅដែលឃើញសាសាយ៉ានិងអាសាកូក៏នៅទីនោះផងដែរក្រោយមកនាងក៏បានចូលទៅដោយហារូក៏បាននិយាយថាប្អូនរបស់ស៊ីស្គូហ្នឹងក៏បានមកទីនេះផងដែរដែលនាងឆ្ងល់ផងដែរក្រោយមកនាងក៏បានសួរថាតើរកឃើញក្តាមដែរឬទេដោយហារូក៏បាននិយាយថាគឺគាត់បានរកឃើញរបស់មួយគឺជាត្រីប៉ុន្តែវាកំពុងតែដេកនៅក្រោមស្លឹកឈើចឹងហើយគាត់ខ្ជិលរំខានគេដែលធ្វើឲ្យស៊ីស្គូឆ្ងល់ថាតើបរិសម្នាក់នេះឈួតមែនឬទេតើហេតុអ្វីបានជាគាត់ព្យាយាមធ្វើអ្វីដែលវាមិនមានន័យសម្រាប់នាងអីចឹងទៅហើយនាងក៏បានហៅហារូដើម្បីចាក់ចេញទៅកាលមកមើល Genji វិញនៅពេលដែលគាត់កំពុងតែជិះឡានពេលនោះគាត់ក៏ងាកឃើញស៊ីស្គូផងដែរដោយគាត់ឲ្យឡាននោះឈប់ដោយគាត់បានបំរុងនឹងយកប៊ិចមួយទៅប្រកូលឲ្យស៊ីស្គូវិញដោយនិយាយថាបន្ទាប់ពីគាត់ប្រកូលហើយគឺគាត់មិនមានអ្វីត្រូវរំខានជាមួយនាងទៀតទេប៉ុន្តែនៅពេលដែលគាត់មើលទៅឃើញនៅស៊ីស្គូគឺគាត់ពិតជាមានអារម្មណ៍ស្ទាក់ស្ទើរខ្លាំងមែនទែនដោយសារតែចិត្តរបស់គាត់ក៏មានការស្រឡាញ់ស៊ីស្គូផងដែរបន្ទាប់ពីហារូហក់ចុះទៅយកតាមរបស់គាត់ពេលនូ Genji ក៏បានប្រកបបិចនោះទៅឲ្យហារូចឹងទៅដោយហារូក៏បានសួរថាហេតុអ្វីរបស់កម្មសិទ្ធិរបស់ស៊ីស្គូបែកជានៅឯវិញដោយ Genji ក៏បាននិយាយថាគឺគាត់ទៅបណ្ណាល័យនឹងបានខ្ចីនេះអីចឹងទៅក្រោយមកហារូក៏បានសួរថាតើ Genji នឹងបានស្រឡាញ់ស៊ីស្គូមែនដែរឬទេដោយ Genji ក៏បាននិយាយថាតើវាគឺជាបញ្ហាមែនទេសម្រាប់ឲ្យគាត់ឆ្លើយនោះហើយគាត់ក៏បានដើរចេញទៅដែលតាមសាររឿងភាគថ្មីហ្នឹងគឺយើងបានឃើញស៊ីស្គូហារូនិងអាសាកូកំពុងតែដើរនៅពិធីបុណ្យប្រើចិត្តចូលមកដល់អីចឹងទៅដោយពួកគេកំពុងដើរដែលស៊ីស្គូនាងឆ្ងល់ថាតើមួយរយៈក្រោយនេះហារូកើតអ្វីមើលទៅហារូដូចជាមិនទេគឺគាត់សម្លឹងមើលគ្រប់យ៉ាងតែម្ដងមិនដឹងថាហារូនឹងមានអ្វីកើតឡើងទេនៅពេលដែលគេឃើញមនុស្សគឺគេបានទៅច្បាច់កសួរថាមើលអីឡើងពេញនឹងមកនៅពេលដែលពួកគេចូលទៅហាងទិញមាន់ដើម្បីទៅញ៉ាំគឺចូលទៅដល់បានជួបជាមួយនឹងពួក Genji អីចឹងទៅពេលនោះដែរពួកអាដៃទាំងអស់នោះគ្រាន់តែឃើញអាសាកូភ្លាមពួកគេក៏បានទៅរកអាសាកូនិងនិយាយសួរអាសាកូថាមានពិធីជប់លៀងមែនឬទេតើពួកគេអាចទៅបានដែរឬទេដោយអាសាកូក៏បាននិយាយបានថាអ្នកដែលទៅបានគឺតើតែមានសម្បត្តិនេះដែលនាងជាអ្នកធ្វើអញ្ចឹងទៅប៉ុន្តែពួកគេនោះនៅតែទទួលទៅដោយនិយាយថាខ្ញុំជាមនុស្សអាក្រក់អញ្ចឹងហើយខ្ញុំចង់ទៅជាមួយដោយមិនមានសម្បត្តិក៏មិនមានរឿងអ្វីកើតឡើងដែរនៅពេលនោះដែរស៊ីស្គូនាងក៏បានសួរទៅ Genji ថាគាត់ទៅជាមួយនាងដែរឬទេ Genji មិនទាន់នឹងបាននិយាយហងគឺថាហារូបានទៅកាក់មុខទៅហើយគឺបានទៅនិយាយប្រាប់ថាអា Genji ហ្នឹងបាច់ទៅទេបាច់ទៅក៏ល្អដែរបាច់មកទេតែធ្វើ Genji ខឹងសួរថាហេតុអ្វីបានជាគេទៅមិនបាននៅពេលនោះហារូក៏បាននិយាយថាត្រូវហើយបានជាគេទៅមិនបានដោយសារតែឯងបាននិយាយថាឯងស្រឡាញ់ស៊ីស្គូដែលធ្វើឲ្យអ្នកនៅជុំវិញនោះគាំងជាម្ដងបន្ទាប់មក Genji ក៏បាននិយាយថាគាត់គ្រាន់តែនិយាយលេងតើដែលធ្វើឲ្យហារូយើងហ្នឹងក៏សប្បាយចិត្តវិញហើយក៏ទៅទិញអីជាមួយនឹងពួកអាដៃនោះទៅបន្ទាប់មក Genji ក៏បានគិតក្នុងចិត្តថាអាប៉ែហារូនេះគឺនិយាយច្រើនយកខ្លាំងតែម្ដងគេគឺជាមនុស្សល្ងងមែនទេហើយអ្វីបាននៅនិយាយនៅពេលនេះនៅពេលនោះដែរស៊ីស្គូក៏បានចូលមកដល់ក៏បាននិយាយថាថ្លៃចូលរួមហ្នឹងអ្នក1000 yen ជាងហើយពួកគេទាំងពីរអ្នកហ្នឹងក៏បានឲ្យលុយទៅស៊ីស្គូទៅ
បន្ទាប់មកពួកអាដៃនោះក៏បានសួរអាសាកូថាតើពិធីជប់លៀងគឺនៅកន្លែងណាដែលពិធីជប់លៀងរបស់គេគឺនៅហាងលោកពូមីសាវ៉ាអញ្ចឹងទៅដោយពួកគេក៏បានដើរចូលហើយអាសាកូយើងវិញក៏បានដើរលាក់ពួនក្រោយពីខ្នងពួកគេមើលទៅដូចជាមានការភ័យខ្លាចអញ្ចឹងទៅដែលនាងក៏បានទៅជួបជាមួយពួកអាដៃទាំងអស់នោះដោយពួកនោះមានការភ័យខ្លាចខ្លាំងមែនទែនដោយបានសួរពួកគេថាមានរឿងអ្វីកើតឡើងដោយពួកគេបាននិយាយថាបរិសុទ្ធម្នាក់នោះគួរឲ្យខ្លាចខ្លាំងមែនទែនតែពួកគេស្មៃបានឃើញថាការពីពួកគេបានដើរចេញពីហាងហ្នឹងការពីអេពីសូតមុនដែលយើងបានឃើញថាស៊ីស្គូទៅបានថានិយាយឲ្យហ្នឹងដោយលោកពូអាសាវ៉ាគាត់ក៏បាននិយាយទៅប្រាប់ពួកនោះแล้วក៏បាននិយាយបន្ថែមទៀតថាកុំឲ្យគាត់ជុំមុំម្ដងទៀតបើសិនជុំមុំម្ដងទៀតឯងដឹងតែបាក់ជើងហើយដោយពួកនោះនៅតែនិយាយបន្តទៀតថាតើបរិសុទ្ធម្នាក់នេះមើលទៅប្រហែលជាសម្រាប់មនុស្សទាំងស្រុងតែម្ដងខ្ញុំភ្នាល់ថាគឺគេធ្លាប់សម្រាប់មនុស្សប៉ុន្តែនៅពេលដែលអាសាកូងាកទៅមើលលោកពូមីសាវ៉ាវិញគឺមើលមកចេញពលឺពើពណ៌ដែរម្ដងគឺមើលទៅដូចជាស្រស់ស្អាតខ្លាំងមែនតើដោយលោកពូមីសាវ៉ាក៏បានលើកដៃដាក់នាងតែនាងធ្វើដូចអៀនមិនទេដោយលោកពូមីសាវ៉ាក៏បានសួរទៅហារូថាតើអាសាកូមានបញ្ហាអ្វីដោយហារូនិងស៊ីស្គូពួកគេក៏មិនដឹងថាអាសាកូកើតអ្វីផងដែរកាត់មើលសាយ៉ានវិញគេក៏បានរៀបដំណើរដើម្បីទៅពិធីជប់លៀងនោះក៏បានជួបជាមួយនឹងឈីស៊ូរួយចឹងទៅក៏បានសួរនាងថាតើនាងទៅពិធីជប់លៀងដែរឬទេដោយនាងបាននិយាយថាតើពិធីជប់លៀងដែលអាសាកូបានអញ្ជើញនឹងមែនឬទេដោយនាងបាននិយាយបន្ថែមទៀតថាថ្ងៃនេះគឺជាថ្ងៃមិនល្អទេដោយសារតែនាងជាប់ប្រជុំអីចឹងទៅហើយសាយ៉ានក៏បានជិះកង់ចាក់ចេញទៅប៉ុន្តែគាត់ចេញទាន់ផុតគាត់ក៏បាននិយាយថាបើសិនជាឈីស៊ូរូចូលរួមផងដែរនោះវានឹងសុបាយក្រោយមកយើងក៏បានឃើញកន្លែងជប់លៀងគឺថារញ៉េរញ៉ៃខ្លាំងមែនតែទៅពេលនោះដែរសាយ៉ាននិងឈីស៊ូរូក៏បានមកដល់ដែរពួកគេបានគិតថាហាក់សប្បាយចឹងមែនគឺថាពួកនេះញ៉ៃខ្លាំងមែនតែរីឯពួកអាដៃនោះវិញគឺគ្រាន់តែឃើញស្រីស្អាតគឺថារត់ទៅរោតែម្ដងដោយបាននិយាយថាខ្ញុំចូលចិត្តមនុស្សស្រីដែលខ្ពស់អីចឹងទៅនៅពេលនោះដែរអាសាកូនេះក៏បានមកក៏បានប្រាប់ឲ្យឈីស៊ូរូកិច្ចពីពួកអាដៃហ្នឹងទៅគឺពួកវាឈួតហើយយើងក៏លេខមកមើលហ្គេនជីជាមួយនឹងស៊ីស្គូវិញដោយហ្គេនជីបាននិយាយថានោះសត្រូវស្នេហារបស់នាងបានមកដល់ហើយតើនាងគួរធ្វើអ្វីដោយស៊ីស្គូបាននិយាយថាខ្ញុំមិនខ្វល់ទេនាងស្រឡាញ់ហារូក៏ស្រឡាញ់ទៅប៉ុន្តែកាត់មកមើលអាសាកូវិញគឺនៅពេលដែលគេកំពុងតែកាន់នំខេកពេលនោះលោកពូមីសាវ៉ាក៏សួរថាចិត្តដល់មកកាត់នំខេកហើយមែនឬទេប៉ុន្តែអាសាកូនាងមិននិយាយឆ្លើយតបទេនាងក៏បានដើរចាក់ចេញទៅដែលលោកពូមីសាវ៉ាក៏បានសួរសាយ៉ានដែរថាតើអាសាកូនឹងមានរឿងអ្វីដោយសាយ៉ានក៏បានចាប់អារម្មណ៍ពីសកម្មភាពកន្លងមកដោយគាត់បានគិតក្នុងចិត្តថាប្រហែលជាអាសាកូនឹងបានស្រឡាញ់លោកពូមីសាវ៉ាហើយដោយគេក៏បាននិយាយថាប្រហែលជាខ្ញុំចាញ់លោកពូហើយមើលទៅតែវាមិនទេមិនមែនជារឿងសំខាន់ទេនៅពេលនោះដែរលោកពូមីសាវ៉ាគាត់ក៏បានក្រឡេកទៅឃើញហារូក៏បានគិតក្នុងចិត្តថាពេលនេះជីវិតរបស់ហារូវាមើលទៅពិតជាស្រស់បំពងនិងដូចជាសិស្សវិទ្យាល័យទូទៅហើយក្រោយមកពួកគេក៏បាននិយាយគ្នាច្រើនទៅដោយពួកគេនិយាយថាតើហារូធ្លាប់ទៅវេគ្នានៅសាលារបស់ពួកគេដែរឬទេដោយសាយ៉ានក៏បានសួរទៅហារូផងដែរការពីបឋមសិក្សាប៉ុន្តែហារូបាននិយាយថាគឺគេមិនចាំទេហើយហារូក៏បានទៅគៀកកស៊ីស្គូដោយបាននិយាយថាឥឡូវនេះគឺខ្ញុំមានតែស៊ីស្គូម្នាក់គាត់ដោយពេលនោះដែរឈីស៊ូរូក៏បានសួរស៊ីស្គូអំពីបញ្ហាតើនាងចូលរៀននៅរដូវកាលរងាដែរឬទេដោយស៊ីស្គូនាងក៏បាននិយាយផងដែរថានាងនឹងចូលរៀនឯហ្គេនជីវិញក៏បាននិយាយផងដែរថាគេក៏ចូលរៀននៅទីនោះផងដែរដែលធ្វើឲ្យហារូហ្នឹងគាត់ក៏មានការខឹងខ្លាំងផងដែរហើយគាត់ក៏ទៅទាមទារលោកពូមីសាវ៉ាដើម្បីចូលរៀនផងដែរប៉ុន្តែលោកពូមីសាវ៉ាបដិសេធចឹងទៅដោយហ្គេនជីបានគិតក្នុងចិត្តថាហេតុអ្វីបានជាខ្ញុំធ្វើឬតែអននេះកើតឡើងម្ដងទៀតហើយតើខ្ញុំប្រកាសជាចង់ធ្វើជាគូប្រជែងជាមួយនឹងហារូមែនឬទេក្រោយមកស៊ីស្គូក៏បាននិយាយជាមួយហ្គេនជីនិងបានអរគុណក៏អំពីរឿងកន្លងមកដែលគាត់បានទូមានប្រាប់នាងអីចឹងទៅដែលនាងក៏បាននិយាយបន្ថែមទៀតថានាងនឹងប្រាប់ហារូឆាប់នេះអំពីអារម្មណ៍របស់នាងដែលធ្វើឲ្យហ្គេនជីក៏មានប្រតិកម្មផងដែរក៏គាត់បានព្យាយាមថាវាមិនលឿនពេកឬរងចាំសិនទៅដែលធ្វើឲ្យអាសាកូដែលនៅចិត្តនោះក៏បានចារអារម្មណ៍ផងដែរកាន់មកមើលពេលមួយដែលហ្គេនជីបានដើរមកបន្ទប់ទឹកដោយអាសាកូនាងក៏បាននៅទីនោះដោយបាននិយាយថាឲ្យហ្គេនជីគួរតែចាក់ចេញឲ្យឆ្ងាយពីស៊ីស្គូនិងហារូទៅដោយស៊ីស្គូនាងគឺមិនយកគាត់ទេគឺ
គីសាគូមានហារូបាត់ទៅហើយតែធ្វើឲ្យ Genji ខឹងហើយក៏បានចាប់ក្បាលរបស់នាងនៅពេលនោះដែរ Chizuru ក៏បានចាក់ចេញពីបន្ទប់ទឹកនិងសួរមានអ្វីកើតឡើងដោយ Genji ក៏បាននិយាយផងដែរថា Chizuru នឹងក៏បានសារភាពប្រាប់ Haru ថានាងស្រឡាញ់ Haru ដែរតើវាមានអ្វីកើតឡើងដែលធ្វើឲ្យ Chizuru នាងក៏បាក់ទឹកចិត្តផងដែរដែល Asako នាងក៏បានទៅលូ Chizuru អីចឹងទៅតែយើងក៏បានឃើញ Haru ក៏បានរៀបចំសម្លៀកបំពាក់ដើម្បីចាក់ចេញទៅក្រៅនៅពេលដែលគេចាក់ចេញទៅគេក៏បានជួបជាមួយនឹង Genji ដោយ Genji បាននិយាយថាខ្ញុំតែងតែចាំថាអ្នកតែងតែចង់បានមិត្តភក្តិជាច្រើនចឹងទៅតើប្រសិនបើមានការជ្រើសរើសមួយដោយជ្រើសរើសយកមិត្តភក្តិនិង Shizuku តើគាត់គួរជ្រើសរើសយកមួយណាដោយ Haru យើងនិយាយមិនតាក់ទើទេគឺថា Haru បាននិយាយថាគឺខ្ញុំជ្រើសយក Shizuku យើងមិនជ្រើសរើសយកឯទេដែលធ្វើឲ្យ Genji បាននិយាយថាឯងមិនចាំបាច់និយាយក៏បានដែរដោយ Genji ក៏បាននិយាយបន្ថែមទៀតថាតើប្រសិនបើ Shizuku និយាយថា Shizuku ចូលចិត្តគាត់ច្រើនជាង Haru តើ Haru នឹងមានអារម្មណ៍បែបណានឹងត្រូវធ្វើដោយម្ដេចដោយ Haru ក៏បានលើកដៃទៅដាក់នៅលើមុខ Genji ដែលធ្វើឲ្យគាត់ភ័យខ្លាចមែនទែនតែយើងមិនដឹងថា Haru មានគោលបំណងនឹងធ្វើអ្វីទេដោយសារតែពេលនោះដែរ Shizuku នាងក៏បានហៅ Haru ហើយ Haru គាត់ក៏បានរត់ទៅរក Shizuku អីចឹងទៅដែលមុននឹងគាត់ទៅជួប Shizuku គាត់ក៏បាននិយាយទៅ Genji ថាអ្វីដែលត្រូវធ្វើគឺនៅឲ្យឆ្ងាយពី Shizuku បន្ទាប់មក Haru និង Shizuku ក៏បានដើរលេងនិងបាននិយាយគ្នាអីចឹងទៅក្រោយមកពួកគេក៏បានដើរទៅកន្លែងចណ្ដើរដោយ Haru បានសួរថាតើនាងនឹងទៅរៀននៅរដូវរងាមែនទេនោះហើយនាងនឹងនៅក្បែរជាមួយនឹង Genji ច្រើនជាខ្ញុំហើយមើលទៅដោយ Shizuku ក៏បានគិតពីអារម្មណ៍ទាំងអស់នេះផងដែរដោយបានសួរថា Haru ច្រែនមែនឬទេដោយ Haru ក៏បានឆ្លើយផងដែរថាខ្ញុំពិតជាច្រណែនហើយ Shizuku បានគិតផងទៀតថាបើសិនជាខ្ញុំមិនប្រាប់គាត់ឥឡូវនេះទេគាត់នឹងមានភាពច្រណែនអីចឹងទៅហើយនាងក៏បានចាប់ទាញដៃ Haru ដោយនិយាយថាគឺខ្ញុំស្រឡាញ់ Haru សូមកុំបារម្ភពីរឿងទាំងអស់នេះអីគឺខ្ញុំជ្រើសរើសយកតែអ្នកម្នាក់កុំបារម្ភដោយ Haru យើងហ្នឹងក៏ភ្លើទៀតដោយបាននិយាយថាតើ Shizuku ហ្នឹងមិនទៅរៀននៅរដូវកាលរងាមែនឬទេគឺថាពេលនេះល្ងង10គត់យកតែម្ដងដែលថ្ងៃរៀនក៏បានជៀនចូលមកដល់គឺថា Haru យើងហ្នឹងបានតាម Shizuku នឹងនិយាយច្រើនខ្លាំងមែនទេដោយឲ្យ Shizuku ចេញឲ្យឆ្ងាយពី Genji ទៅហើយមិនបាច់មករៀននេះទេដែលធ្វើឲ្យ Shizuku យើងខឹងក៏បានស្រែកដាក់ Haru ថានាងចង់រៀនគឺជារឿងរបស់នាងលោកឯងនឹងគ្មានអ្វីមកសិតគ្រប់គ្រងខ្ញុំទេដែលមករៀនហ្នឹងគឺថា Shizuku នៅតែមុខខឹងតែធ្វើឲ្យ Genji ដែលនៅអង្គុយចិត្តនោះក៏ខ្វល់ជាមួយនឹងមិនដឹងគួរធ្វើអ្វីផងដែរដោយតាមសាច់រឿងនេះគឺយើងបានឃើញ Genji កំពុងតែគិតថាគេមានកម្រោដើម្បីហៅ Shizuku ដើម្បីទៅញ៉ាំបាយល្ងាចជាមួយគ្នាប៉ុន្តែនៅពេលដែលគេងាកទៅគឺ Shizuku កំពុងតែអង្គុយញ៉ាំបាយដែលនាងបានខ្ចប់មកអញ្ចឹងទៅកាលមកមើលក្នុងថ្នាក់រៀនវិញដោយពួកគេកំពុងតែមើលរូបថតការពិធីបុណ្យ Noel ចឹងទៅដោយ Haru បានមើលរូបរបស់គាត់ជាមួយនឹង Shizuku ទៅពេលនោះគាត់ក៏បានឃើញរូបមួយដែល Shizuku ជាមួយនឹង Genji គ្រាន់តែឃើញគឺថាច្បាច់កណ្ដាលគប់ចោលតែម្ដងរីឯ Asako វិញនាងក៏បានទៅរស់មើលហើយគ្រាន់តែឃើញលោកពូមីសាវ៉ាគឺនាងក៏បានខ្ទប់កណ្ដាស់នឹងទុកផងដែរកាន់មើល Genji វិញបន្ទាប់ពីចេញពីរៀនគាត់ក៏បានដើរដើម្បីបង្រំបន្ទិញអ្វីប៉ុន្តែពេលនោះគាត់ក៏បានឃើញនរណាម្នាក់ដូចជា Shizuku អញ្ចឹងគាត់ក៏រនិយាយទៅហើយប៉ុន្តែពេលងាកមកគឺជាយាយចាស់ម្នាក់រីឯនៅពេលដែលគាត់យាកទៅវិញក៏បានឃើញក្មេងស្រីម្នាក់កំពុងតែឈរមើលមុខគាត់ហើយគាត់ក៏បានឈរមើលមុខនាងមួយសន្ទុះហើយក៏បានដើរចេញទៅបន្ទាប់មកគាត់ក៏បានដើរទៅរៀនគួរបន្ថែមហើយក៏បានជួបជាមួយនឹង Shizuku នៅពេលដែលដើរគាត់ក៏បានជួយទាញ Shizuku ចូលគៀនដោយសារតែមានកង់ជីកាត់អីចឹងទៅនៅពេលនោះដែរគឺស៊ីមកដៃកណ្ដាលក្បាលតែម្ដងដែល Haru នឹងយើងមកអានវាយឲ្យដោយនិយាយថាឲ្យ Genji ចេញឲ្យឆ្ងាយពី Shizuku បន្ទាប់មក Shizuku ក៏បានថាឲ្យ Haru ផងណាហើយ Shizuku ក៏បានដើរទៅរីឯ Genji វិញដើរទៅនៅមិនសុខទេងាកមកឌឺ Haru ទៀតដែលធ្វើឲ្យ Haru យើងខឹងក៏បានគប់កំប៉ុងទៅប៉ុន្តែមិនត្រូវក្បាលរបស់ Genji ទេគឺត្រូវក្បាលរបស់ Shizuku តែម្ដងនៅក្នុងថ្នាក់រៀនវិញដោយ Genji បានប្រាប់ Shizuku ដោយអចេតនាថាគាត់នឹងក្លាយជាដៃគូល្អសម្រាប់នាងនឹងជួយផ្ដល់ដំបូន្មានដល់នាងអញ្ចឹងទៅតែធ្វើឲ្យ Shizuku សរសើរការអំពាវនាវរបស់គាត់ជាមនុស្សដែលចិត្តល្អហើយក៏បានជួយយកដៃឯក្បាលរបស់គាត់ដែលធ្វើឲ្យគាត់អៀនផងដែរកាត់មកមើល Haru វិញកំពុងតែអង្គុយនៅកន្លែងមួយតែម្នាក់ឯងពេលនោះ Genji ក៏បានចាក់ចេញមកពីក្នុងស្មៅអីចឹងទៅដោយ Genji គ្រាន់តែឃើញមុខរបស់ Haru ក៏បាននឹកឃើញសម័យកាលពីដែល Haru បានលើកដៃមកដាក់មុខគាត់បានគិតថាប្រហែលជាពេលហ្នឹង Haru ចង់រុញគាត់ទម្លាក់ពីលើហ្នឹងហើយមើលទៅ
ដោយ Haru ក៏បានហៅ Genji ដើម្បីដើរទៅរកឡានទាំងអស់គ្នាតែម្ដងនៅពេលដែលកំពុងធ្វើដំណើរ Genji ក៏បានរំលឹកពីអតីតកាលរបស់គាត់ដែល Haru ដំបូងគឺជាក្មេងប្រុសដ៏ស្លូតបួនម្នាក់ហើយ Haru តែងតែតាមគាត់អីចឹងទៅប៉ុន្តែក្រោយៗមក Haru ក៏ប្រែក្លាយទៅជាមនុស្សដែលមានអំពើហិង្សាគឺគិតតែវាយគ្នាទេមិនថាឲ្យអាណាឆ្លើយគឺថា Haru យើងហ្នឹងវាយទាំងអស់វាយទាំងពីរៀននៅបឋមសិក្សាចឹងទៅក្រោយមក Haru ក៏បានអង្គុយនៅចំណតឡានតែម្នាក់ឯងហើយគាត់រំលឹកពីអតីតកាលរបស់គាត់ជាមួយ Yusen វាត្រូវបង្ហាញថាគ្រួសាររបស់គាត់ធ្លាប់មានភាពចលាចលដោយសារតែគាត់ដែលជំរុញឲ្យ Yusen ប្រាថ្នាថាមិនចង់ឲ្យ Haru មាននៅលើលោកនេះទេដោយភាពទាំងអស់នេះហើយដែលធ្វើឲ្យ Haru បានស្អប់ Yusen ហើយក៏មិនចង់ជួប Yusen ផងដែរដោយសារតែអារម្មណ៍របស់គាត់តាំងពីក្មេងមកដោយសារតែគ្រួសាររបស់គាត់ផ្ដោតឲ្យអីចឹងទៅក្រោយមក Shizuku ក៏បានមករក Haru ដោយសួរគាត់ថារកចាំនាងមែនដែរទេហើយ Haru ក៏បានចាប់អប Shizuku ហើយនឹងបានប្រាប់ពីអារម្មណ៍ពិតរបស់គាត់ថាការរងទុក្ខរបស់គាត់ដោយសារតែវិធីចម្លែករបស់គាត់ក្នុងការបង្ហាញពីក្តីស្រឡាញ់ដល់អ្នកដទៃតែធ្វើឲ្យពួកគេឃើញហើយគឺពួកគេមិនចង់នៅជាមួយគាត់ទេពួកគេនឹងចាក់ចេញពីគាត់តែគាត់មិនដឹងគួរធ្វើបែបណាទេដែល Shizuku ក៏ដឹងផងដែរថាអសមត្ថភាពក្នុងការយកពី Haru គឺជាឫសគល់នៃបញ្ហារបស់ Haru ផ្ទាល់កាលមើលAsako វិញកំពុងតែស្ទាក់ស្ទើរដើម្បីឡើងទៅខាងលើគឺនាងបានយករបស់ដែលនាងបានខ្ចីពី Sasayan ទៅឲ្យ Sasayan វិញដល់ពេលដែលនាងទៅឲ្យមានក្មេងប្រុសម្នាក់ជួយយ៉ាណាបានមកព្យាយាមនិយាយជាមួយនាងខណៈពេលដែលមិត្តភក្តិរបស់គាត់ទាំងអស់គ្នាកំពុងតែលេងសើចដោយតូចចិត្តនឹងកັບកិរិយារបស់ពួកគេAsakoចាក់ចេញហើយក៏បានប្រាប់ Sasayan ថានាងស្អប់មនុស្សប្រុសព្រោះពួកគេធ្វើឲ្យនាងត្រូវបានមនុស្សស្រីផ្សេងទៀតជៀសវាចឹងទៅដោយក្មេងប្រុសជាច្រើនពួកគេគិតតែពីរឿងសុបាយរបស់ពួកគេទេមិនគិតពីរឿងអ្វីផ្សេងឡើយដល់ពេលដែលAsakoកំពុងតែនិយាយគ្នាជាមួយSasayanពេលនោះ Haru ក៏បានមកដល់ហើយពួកគេទាំងពីរនាក់ក៏បានទៅភោជនីយដ្ឋានមួយកន្លែងទៅដែលជាកន្លែងដែលនាងគាត់សង្កល់ពីរបៀបដែលនាងមានអារម្មណ៍ថាសុវត្ថិភាពជាមួយនឹងគាត់ព្រោះគាត់ចូលចិត្តតែ Shizuku ប៉ុណ្ណោះនៅពេលដែលចូលឆ្នាំគ្រប់គ្នាដើរតាមផ្លូវរៀងៗខ្លួនគឺគេបានសន្យាថាឆ្នាំក្រោយពួកគេនឹងជួបគ្នាវិញដោយពួកគេបានទៅដើរលេងនឹងធ្វើអ្វីៗរៀងៗខ្លួនអីចឹងទៅប៉ុន្តែអ្វីដែលមិនគួរនោះគឺAsakoបាននៅឯកោតែម្នាក់ឯងដោយសារតែនាងនៅផ្ទះតែម្នាក់ឯងនៅពេលដែលនាងកំពុងតែអង្គុយឯកោពេលនោះ Shizuku ក៏បានទេនាងសួរនាងអំពីការប្រើកាមេរ៉ាអីចឹងទៅដោយសារតែការសួរAsako ក៏បានសុំ Shizuku ដើម្បីជួបគ្នានឹងសុំគេងនៅផ្ទះរបស់គាត់ហើយ Haru ក៏បានមកផងដែរដោយ Haru បញ្យល់Asako ថាភាពឯកោរបស់នាងគឺមិនចាំបាច់ទេព្រោះនាងអាចទៅលេងគាត់នៅពេលណាដែលនាងចង់ដោយទុកឲ្យនាងគិតថាតើនាងនៅតែអាចចំណាយពេលជាមួយនឹង Haru និង Shizuku បានដែរឬទេបើសិនជាពួកគេទាំងពីរនាក់ខ្លាចទៅជាប្តីប្រពន្ធនឹងគ្នាបន្តមកដល់ពេលដែលពួកគេកំពុងតែដេកពេលនោះក៏មាននរណាគេម្នាក់ខលមកដែលSasayanបានខលពួកគេទៅពិធីបុណ្យឆ្លងឆ្នាំអីចឹងទៅដល់ពេលដែលពួកគេទៅដល់គឺវាមិនមានសេវាដើម្បីតាក់ទងទេហើយពួកគេក៏បានចែកផ្លូវដើម្បីរកដែលយើងក៏លេចឃើញ Genji និងគ្នារបស់ Genji កំពុងតែឆ្លោះគ្នាអីចឹងទៅពេលនោះក៏មានអាដែងមួយបំរុងនឹងចូលទៅវាយប៉ុន្តែ Haru បង្ហាញខ្លួននៅទីនោះនឹងបានទាត់អាវុធនោះដួលចឹងទៅដោយ Haru បាននិយាយថាពួកយើងមិនគួរដែរមានការប្រយុទ្ធគ្នានៅទីនេះទេតែពួកអាដែងខាងចក្រងវាបានឌីលមកHaruអញ្ចឹងទៅដោយគ្នារបស់ Genji នេះក៏បាននិយាយថាពួកហ្នឹងគឺជាប្រយោជន៍អាក្រក់តើយើងចាប់ផ្ដើមតាមម្ដងទៅគឺថាHaruមួយគ្នាគឺចូលទៅវាយពួកហ្នឹងឡើងពេញហ្នឹងហ្មងរីឯ Genji វិញបន្ទាប់ពីឃើញHaruបានគិតថាប្រហែលជា Shizuku ក៏បានមកផងដែរដោយគាត់ក៏បានទៅរក Shizuku នឹងទិញមឹកជាមួយនាងហើយ Asako ក៏បានប្រាប់ Shizuku ថា Haru កំពុងតែវាយគ្នាដោយ Shizuku ក៏បានដើរចាក់ចែងរីឯ Asako វិញក៏បានងាកមកដើរGenji ដែលធ្វើឲ្យGenji នឹងចាប់ក្បាលរបស់នាងហើយនាងក៏បានរត់ចាក់ចេញទៅបន្តមកពួកគេក៏បានធ្វើដំណើរទៅហាលោកពូមីសាវ៉ាដោយ Haru ក៏បានសួរថានេះគឺជាសោដំបូលលើមែនដែរឬទេដោយលោកពូមីសាវ៉ាក៏បាននិយាយផងដែរថានេះគឺជាសោដំបូលលើឯមិនគួរណាធ្វើវាម្ដងទៀតទេដឹងឬនៅដែលធ្វើឲ្យ Shizuku នេះក៏ឆ្ងល់ផងដែរក្រោយមកពួកគេក៏បានឡើងទៅខាងលើនៅដើម្បីមើលថ្ងៃរះឲ្យចឹងទៅ
ต่อมาอาสาโกก็បាននិយាយគ្នាជាមួយលោកពូមីសាវ៉ាដោយលោកពូមីសាវ៉ាក៏បាននិយាយផងដែរថាគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលឆ្នាំនេះហារូបាននាំពួកម៉ែរបស់គេមកទីនេះបន្ទាប់មកអាសាโกក៏បានសារភាពដោយអចេតនាចំពោះលោកពូមីសាវ៉ាដែលធ្វើឲ្យលោកពូមីសាវ៉ានិយាយអ្វីមិនចេញទេដែលសាសាយ៉ាន់ក៏នៅក្បែរនៅកំពុងតែស្ដាប់ដែរក្រោយមកសាសាយ៉ាន់ក៏បាននិយាយប្រាប់យ៉ាណាថាផែនការរបស់ពួកគេបរាជ័យហើយបន្ទាប់ពីបនចូលឆ្នាំបានចូលឆ្នាំថ្មីស៊ីស្គូនាងក៏បានអង្គុយរៀនដូចជាធម្មតាដោយនាងបាននិយាយថានាងមិនបានឃើញមុខហារូជាច្រើនថ្ងៃមកហើយដល់ពេលនោះនាងក៏បានលើកសម្លេងហារូដែលហារូក៏បានបង្ហាញខ្លួនដែលបានឆ្លៀកពាក់ដូចជាអ្នកយកឃ្មុំអញ្ចឹងដោយក៏បានសួរនាងថាតើនាងនឹងមានឃើញគាត់ដែរឬទេឃើញគាត់ដោយស៊ីស្គូក៏បានសួរផងដែរថាមានន័យដូចម្ដេចគាត់ជានរណាគេដោយហារូក៏បាននិយាយថាវាជារឿងសម្ងាត់តើនាងបានឃើញគាត់ដែរឬទេដោយនាងមិនបានដឹងហើយហារូក៏បានចាក់ចែងព្រមទាំងផ្លេចទូរស័ព្ទគាត់នៅទីនោះផងដែរក្រោយមកយើងកាន់មកមើលអាសាโกវិញកំពុងតែផឹកអីសុកពេលនោះហារូក៏បានបង្ហាញខ្លួនហើយក៏បានសួរអាសាโกដូចគ្នាថាតើមានបានឃើញគាត់ដែរឬទេដែលខ្ញុំកំពុងតែរកគាត់អញ្ចឹងហើយបើអាសាโกឃើញគាត់កុំភ្លេចជួយខលមកហារូផងដែលនៅពេលដែលហារូចាក់ចែងគឺថាហារូបានភ្លេចដង្កៀបដូចជារបស់ចៅនៅដឹងហើយគេមិនភ្លេចដែរបន្ទាប់មកហារូក៏បានទៅរកសាសាយ៉ាន់ផងដែរដោយសួរសាសាយ៉ាន់ហ្នឹងមានបានឃើញគាត់នោះដែរឬទេដោយហារូក៏បាននិយាយថែមថាបើសិនជាឃើញគាត់សូមជួយខលទូរស័ព្ទមកគាត់ផងហើយហារូក៏បានភ្លេចបន្តានៅទីនោះផងដែរបន្ទាប់មកនៅពេលដែលស៊ីស្គូកំពុងតែរួយពេលនោះទូរស័ព្ទហារូក៏មានគេខលមកដែលសាសាយ៉ាន់ខលមកចឹងទៅដែលស៊ីស្គូជាអ្នកលើដែលធ្វើឲ្យសាសាយ៉ាន់ក៏មានការភ្ញាក់ផ្អើលខ្លាំងដែរដោយស៊ីស្គូបាននិយាយថាហារូបានភ្លេចទូរស័ព្ទនៅផ្ទះរបស់នាងរីឯសាសាយ៉ាន់ក៏បាននិយាយថាហារូមើលទៅដូចជាមានរឿងចម្លែកអ្វីដែលកើតឡើងចំពោះហារូគឺគាត់កំពុងតែរកអ្វីមួយហើយសាសាយ៉ាន់ក៏និយាយបន្ថែមទៀតថាគឺថាហារូនឹងបានភ្លេចបន្តានៅកន្លែងរបស់គេផងដែរក្រោយមកយើងក៏លេខមកមើលពួក Genji វិញដែលមានគ្នាគេម្នាក់កំពុងតែដេកនៅប៉ែតអីចឹងទៅយើងកាន់មកមើលអាសាโกគឺនាងបានមកដល់ហាលោកពូមីសាវ៉ាប៉ុន្តែមាននរណាគេនៅទេដោយលោកពូមីសាវ៉ាទៅក្រៅពេលនោះស៊ីស្គូនាងក៏បានមកផងដែរនឹងប្រកោទូរស័ព្ទឲ្យហារូហ្នឹងទៅឲ្យអាសាโกព្រោះអាសាโกគឺនាងនៅទីនេះសិនអញ្ចឹងហើយទៅឲ្យអាសាโกជាអ្នកប្រកោទៅឲ្យហារូទៅដែលយើងក្រឡេកមកមើលពួក Genji វិញក៏កំពុងតែទិញភេសជ្ជៈនៅតាមដងផ្លូវពេលនោះពួកគេក៏បានលើសំឡេងហារូគឺថាហារូបានផ្លោះលបងចេញមកដោយហារូបាននិយាយថាសូមប្រយ័ត្នផងគាត់ទៅតែជួបជ្រូកព្រៃនៅទីនេះហើយគាត់ក៏បានចាក់ចេញដែលគាត់បានភ្លេចស្រោមដៃនិងសោរបស់គាត់ផងដែរដែលក្រោយមកយើងក្រឡេកមកមើលអាសាโกវិញកំពុងតែអង្គុយសុកក៏មានទូរស័ព្ទខលចូលដែលសាយ៉ាន់ជាអ្នកខលមកហើយសាយ៉ាន់ក៏បានមកទីនេះដើម្បីលេង baseball នៅទីហ្នឹងអីចឹងទៅបន្ទាប់មកយើងក៏បានឃើញក្មេងស្រីម្នាក់ហ្នឹងដែលគេមានឈ្មោះថាយូដែលឃើញមាត់របស់ហារូកំពុងតែដើរហើយនាងក៏បានខលទូរស័ព្ទទៅឈីសារូថានាងបានជួបមាត់របស់ហារូដោយនាងបានសួរថាតើគួរយកមាត់នេះទៅទីណាដោយឈីសារូបាននិយាយថាយកទៅផ្ទះស៊ីស្គូទៅដោយកាន់មកមើលស៊ីស្គូកំពុងតែរៀនសុកនាងក៏បានដើរទៅរកមើលដើម្បីដាំបាយបន្តែអង្គរបស់នាងបានអស់ទៅហើយដែលនាងក៏បានចាក់ចេញទៅក្រៅហើយក៏បានជួបគ្នាជាមួយយូនិងមាន់របស់ហារូផងដែរយើងក៏រលេងមកមើលអាសាโกនិងសាសាយ៉ាវិញគ្នារបស់ពួកគេក៏បានចាក់ចេញទៅមុនប៉ុន្តែបានជួបប្រទះគ្នាជាមួយនឹងពួក Genji ដោយសាសាយ៉ាក៏បានសួរផងដែរថាតើ Genji មកទីនេះធ្វើអ្វីដែលយើងក៏រលេងឃើញពួកអាដៃនោះរត់ទៅរកអាសាโกតែម្ដងដោយ Genji បាននិយាយថាគឺហារូនឹងកំពុងតែភ្លើហើយគឺគាត់បានភ្លេចសោនិងស្រោមដៃរបស់គាត់ដល់ពេលនោះដែរស៊ីស្គូនិងយូក៏បានបង្ហាញខ្លួននៅទីនោះដែរដែលពួកគេទាំងពីរនាក់ក៏ឆ្ងល់ថាហេតុអ្វីពួកគេនៅទីនេះទាំងអស់គ្នាក្រោយមកពួកគេក៏បានអង្គុយនិយាយគ្នាដោយបានគិតថាប្រហែលជាហារូហ្នឹងកំពុងតែដើររមាន់របស់គាត់ក្រោយមកអាសាโกក៏មានគោលបំណងដើម្បីចែកគ្នាដើម្បីដើររហារូដោយស៊ីស្គូនាងបាននិយាយថានាងមិនមានពេលដើម្បីដើររទេនាងនឹងត្រឡប់ទៅផ្ទះវិញដោយនាងបានដើរចេញទៅក្រៅជាមួយនឹង Genji នឹងបានបែកផ្លូវគ្នាប៉ុន្តែពួកគេក៏បានដើរជួបគ្នាម្ដងទៀតហើយក៏សម្រេចចិត្តថាដើរជាមួយគ្នាបន្តិចទៅដែលយើងក៏លេចមកឃើញអាសាโกនិងសាសាយ៉ានវិញពួកគេក៏បានដើរជាមួយគ្នានៅពេលនោះដែរពួកគេក៏បានជួបប្រទះជាមួយនឹងគ្នារបស់ Genji ដែលពួកគេគ្រាន់តែឃើញអាសាโกគឺពួកគេសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែពេលនោះគ្នារបស់គេម្នាក់ទៀតក៏បានក្អួតឈាមដែលធ្វើឲ្យពួកគេភ័យជាខ្លាំងដោយបាននិយាយថាគ្នារបស់គេរបួសរើឡើងវិញហើយ
ក្រោយមកស៊ីស៊ូគូក៏បានធ្វើដំណើរនៅស្ពានដោយនាងក៏បានជួបជាមួយនឹងហារូក៏បានសួរថាហារូកំពុងតែដើររោមាត់របស់គាត់មែនឬទេប៉ុន្តែហារូបដិសេធគឺថាគាត់មិនបានដើររោមាត់ទេគឺគាត់កំពុងរោអ្វីម្យ៉ាងដើម្បីឲ្យស៊ីស៊ូគូមើលអញ្ចឹងទៅនៅពេលនោះរបស់នោះក៏បានបង្ហាញខ្លួនអ្វីដែលគាត់កំពុងតែដើររោនោះគឺអំពើអំពេកខ្ញុំទើបតែដឹងថាហារូដើរចាំអំពើអំពេកពេលថ្ងៃនេះក្រោយមកពួកគេទាំងពីរនាក់ក៏បានឈោមើលដោយស៊ីស៊ូគូក៏បានគិតក្នុងចិត្តផងដែរថាពួកគេទាំងអស់គ្នាពិតជាល្អអ្វីដែលពិសេសទាំងអស់នោះគឺមនុស្សដែលកំពុងតែនៅក្បែរខ្ញុំគឺគាត់ពិតជាមានចិត្តស្មោះត្រង់និងគួរឲ្យស្រឡាញ់ខ្លាំងមែនទែនកាន់មកមើលលោកពូមីសាវ៉ាវិញយើងក៏មិនដឹងថាគាត់បានមកជាមួយនឹងនរណាគេដែរដែលគាត់កំពុងតែឆ្ងល់ថាគាត់បានជួបគ្នាជាមួយនឹងយូនៅទីនោះផងដែរអូខេអ្នកនរគ្នាសម្រាប់សាររឿង My Little Monster ភាគបញ្ចប់យើងក៏បានឈានចូលមកដល់ហើយរឿងនេះគឺអត់មាន season 2 ទេហើយអ្នកនរគ្នាមកឆ្ងល់ថាមិនបីរឿងចូលគ្នាវាមានរយៈពេលខ្លីបែបនេះដោយសារតែខ្ញុំយកតែចំណុចសំខាន់ហើយគឺខ្ញុំបញ្ញាប់សម្រាប់ឲ្យអ្នកនរគ្នាគឺខ្ញុំធ្វើនៅពេលថ្ងៃទេគឺខ្ញុំមានពេល2-3ម៉ោងបន្ទាប់ពីចេញប្រឡងអីចឹងទៅហើយបន្ទាប់ពីខ្ញុំធ្វើរឿងនេះហើយខ្ញុំនឹងផុសថ្ងៃឡើងហើយខ្ញុំនឹងត្រូវដល់ម៉ោងទៅប្រឡងទៀតហើយគឺខ្ញុំចេះតែឆ្លៀតធ្វើឲ្យអ្នកគ្នាទេអញ្ចឹងហើយសង្ឃឹមថាអ្នកគ្នាកុំភ្លេចជួយចុច Subscribe និង Like ខ្ញុំអ្នកមួយផងហើយបើថាចង់មើលរឿងអីក៏អាច comment ឈ្មោះនៅខាងក្រោមផងដែរហើយរឿង Rimuru វិញខ្ញុំនឹងបន្តធ្វើឲ្យអ្នកគ្នារហូតជួបគ្នាជាមួយខ្ញុំម្ដងទៀតនៅក្នុងវីដេអូក្រោយបាយបាយ